នៅថ្ងៃដែលខ្ញុំបានដើរចេញពីពន្ធនាគារមានឡានទំនើបរាប់សិបគ្រឿងបានមកចូលរងចាំនៅខាងមុខទ្វារមិត្តភ័ក្តិនិងបងប្អូនក្នុងពិភពងឹតរាប់រយនាក់បានអន្តក្បាលគោលព្រមគ្នាពួកគេបានអង្គរកសុំឲ្យខ្ញុំត្រឡប់ទៅដឹកនាំបាក់និងគ្រប់គ្រងស្ថានភាពធំឡើងវិញប៉ុន្តែខ្ញុំមិនបានខ្វល់ខ្វាយពីពួកគេឡើយខ្ញុំបានដើរកាត់ហ្វូងមនុស្សសម្ដៅទៅរកប្រពន្ធរបស់ខ្ញុំដែលកំពុងឈរក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញនាងហូរទឹកភ្នែករួចលើកដៃតេះកំភ្លៀងខ្ញុំយ៉ាងខ្លាំងជាច្រើនកំភ្លៀងខ្ញុំព្រមឈរនាងតេះចិត្ត20កំភ្លៀងដោយមិនតបត់រហូតចុងក្រោយខ្ញុំក៏បានអបនាងចូលក្នុងទ្រូងហើយនាងក៏បានយំសឹកសួរយ៉ាងខ្លាំងខ្ញុំបានថាផ្ងាសនាងថ្នាំរួចនិយាយដោយទន់ភ្លន់ថាចាប់ពីពេលនេះទៅគ្មានអ្នកខ្លាំងឈ្មោះនាងឆ្លងទន្លេទៀតហើយនាងបានផ្អែកលើទ្រូងខ្ញុំរួចខំស្មារបស់ខ្ញុំយ៉ាងខ្លាំងរហូតចេញស្នាមដើម្បីបញ្ជាក់ពីការឈឺចាប់និងការរងចាំខ្ញុំមិនខ្វល់ពីបងប្អូនទាំងនោះទេរួចកាន់ដៃនាងដើរចេញទៅហើយនិយាយថាតោះយើងត្រឡប់ទៅផ្ទះវិញក្រោយពេលចេញពីគុកដោយសារតែមានប្រវត្តិជាប់ទោសគ្មានក្រុមហ៊ុនណាព្រមទទួលខ្ញុំឲ្យចូលធ្វើការឡើយប្រពន្ធរបស់ខ្ញុំក៏បានសម្រេចចិត្តលក់ចិញ្ចៀនពេជ្រដែលខ្ញុំធ្លាប់ទិញឲ្យកាលពីមុនដើម្បីយកលុយទៅទិញឡានដឹកទំនិញតូចមួយគ្រឿងសម្រាប់ហែកហួរដឹកទំនិញចិញ្ចឹមជីវិតទោះបីជាជីវិតជួបការលំបាកនិងខ្វះខាតប៉ុន្តែពួកយើងមានសុភមង្គលខ្លាំងណាស់ហើយឥឡូវនេះនាងថែមទាំងមានផ្ទៃពោះទៀតផងខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើជាឪពុកគេដោយពេញមុខពេញមាត់ថ្ងៃមួយនៅក្នុងពេលដែលពួកយើងកំពុងដឹកទំនិញស្រាប់តែប្រពន្ធរបស់ខ្ញុំឈឺពោះសម្រាលកូនទឹកភ្លុះបែកខ្ញុំក៏ប្រញាប់បើកឡានជូននាងទៅមន្ទីរពេទ្យនៅពេលបើកមកដល់ផ្លូវបំបែកមួយដែលត្រូវបាត់ឆ្វេងស្រាប់តែមានឡានបូម៉ូមួយគ្រឿងបានបើកចេញកាត់ខ្សែបន្ទាត់រឹងមកពីខាងមុខយ៉ាងក្លឿនប្រសិនបើជាពេលធម្មតាខ្ញុំប្រហែលជាសម្រួលផ្លូវឲ្យគេទៅមុនហើយប៉ុន្តែថ្ងៃនេះប្រពន្ធខ្ញុំត្រូវសម្រាលកូនខ្ញុំត្រូវប្រជែងជាមួយពេលវេលាព្រោះភ្លើងខៀវចិត្តដាច់ហើយបើខ្ញុំព្រមឈប់ខ្ញុំត្រូវរងចាំ2នាទីទៀតអ្នកបើកបរច្បាស់ជាដឹងហើយថាភ្លើងក្រហមបាត់ឆ្វេងគឺរងចាំយូរជាងគេខ្ញុំក៏សម្រេចចិត្តជន់កែបន្ថែមលុះត្រាតែឡានបូនោះមិនព្រមថយវាបានបើកមកគៀកឡានខ្ញុំហើយចុចស៊ីផ្លេបញ្ជាឲ្យខ្ញុំសម្រួលផ្លូវឲ្យវានៅពេលដែលហៀបនឹងបុកគ្នាទៅហើយខ្ញុំនៅតែដាច់ចិត្តបើកទៅមុខត្រង់រហូតធ្វើឲ្យម្ចាស់ឡានបូនោះភ័យខ្លួនរួចក៏ដកថយប៉ុន្តែវាក៏បានបាត់ឆ្វេងតាមពីក្រោយឡានខ្ញុំដែរម្ចាស់ឡានបូបានទម្លាក់កញ្ចក់ចុះរួចជេរប្រមាថខ្ញុំយ៉ាងខ្លាំងថាបើកឡានកំពឹកកំពុកសោះចង់មកខ្លាំងជាមួយអញហេះអញគិតថាអញមានលុយសងឡានបូអញទេខ្ញុំគិតថាម្ចាស់ឡានប៊ូនោះចតឡានដើម្បីចុះមកជេរគ្នាខ្ញុំក៏បំរុងនឹងចុះទៅពន្យល់គេថាពួកយើងប្រញាប់ទៅមន្ទីរពេទ្យប៉ុន្តែវាក៏បើកទៅមុខបន្តទៀតខ្ញុំដកដង្ហើមធំស្មានថារឿងបានចប់ប៉ុន្តែវាមិនសាមញ្ញបែបនោះទេម្ចាស់ឡាននោះហាក់ដូចជាមានជំងឺកំហឹងផ្លូវថ្នល់វាបានបើកឡានយឺតដូចអណ្ដើកនៅពីមុខខ្ញុំដើម្បីរារាំងមិនឲ្យខ្ញុំទៅមុខរួចខ្ញុំចុចស៊ីផ្លេយ៉ាងខ្លាំងដើម្បីសុំផ្លូវប៉ុន្តែវាមិនខ្វល់ឡើយចិត្តចង់សម្លាប់មនុស្សរបស់ខ្ញុំចាប់ផ្ដើមពុះកញ្ជ្រោលឡើងវិញអតីតកាលដ៏សាហាវខូខើបានលេចឡើងក្នុងខួរក្បាលខ្ញុំម្ដងទៀតប្រពន្ធខ្ញុំមើលដឹងពីអារម្មណ៍ដែលហៀបនឹងផ្ទុះរបស់ខ្ញុំនាងក៏ការឈឺចាប់រួចនិយាយលេងដើម្បីឲ្យខ្ញុំស្ងប់ចិត្តថាបងជានាងឆ្លងទន្លេធ្លាប់ឆ្លងកាត់ព្យុះភ្លៀងធំជាច្រើនមកហើយមិនក៏មិនទាន់ចេះធ្វើចិត្តធ្ងន់ទៀតខ្ញុំឆ្លើយតបទៅវិញថាឲ្យតែរឿងតាក់ទងនឹងអូនបងមិនអាចធ្វើចិត្តធ្ងន់បានទេបងស្រឡាញ់អូនរហូតដល់ថ្ងៃស្លាប់នាងបានខំថ្មិញរួចនិយាយសឹកថាអូនទ្រាំបានធ្វើជាបងធំស្រីប្រពន្ធបងធំច្រើនឆ្នាំមកហើយមិនមែនងាយនឹងបំភ័យឡើយនៅពេលដែលឡានបើកឡើងទៅលើស្ពានអាកាសល្បឿនលឿន Highway ដែលជាកន្លែងគ្រោះថ្នាក់ខ្លាំងបើបើកបរយឺតឡានបូមូនោះក៏បានបង្កើនល្បឿនរួចគេទៅខាងស្ដាំទុកផ្លូវឲ្យខ្ញុំទៅខ្ញុំដកដង្ហើមធំរួចប្រាប់ប្រពន្ធថាចិត្តដល់មន្ទីរពេទ្យហើយប៉ុន្តែពេលនោះផ្ទៃមុខរបស់នាងឡើងស្លេកស្លាំងអស់ទៅហើយស្រាប់តែទូរស័ព្ទរបស់ខ្ញុំរត់ឡើងជាទូរស័ព្ទរបស់មិត្តភក្តិម្នាក់បងប្អូនចាស់បងឡុងបងស្រីថ្លៃចិត្តសម្រាប់កូនហើយមែនទេពួកយើងកំពុងទៅមន្ទីរពេទ្យខ្ញុំបានធ្វើខ្សែរកសអាយុវែងមានសុទ្ធមួយយ៉ាងធំខ្ញុំបានបដិសេធថាពួកឯងមិនបាច់មកទេហើយខ្ញុំក៏មិនទទួលកាដូដែរខ្ញុំលាងដៃហើយប៉ុន្តែខណៈពេលនោះខ្ញុំស្រាប់តែឃើញឡានប៊ូនោះទម្លាក់កញ្ចក់ចុះហើយម្ចាស់ឡានបានគប់កែវតែទឹកដោះគោយ៉ាងខ្លាំងមកលើកញ្ចក់មុខឡានរបស់ខ្ញុំតែទឹកដោះគោបានបែកខ្ចាក់ខ្ចាយពេញកញ្ចក់មុខឡានធ្វើឲ្យមើលផ្លូវមិនឃើញតតែសោះក្នុងពេលដែលល្បឿនឡានកំពុងបើកបរ80គីឡូម៉ែត្រក្នុង1ម៉ោងប្រពន្ធខ្ញុំភ័យស្រែកយ៉ាងខ្លាំងទូរស័ព្ទរបស់ខ្ញុំក៏បានធ្លាក់ចុះខ្ញុំព្យាយាមបន្ថយល្បឿនហើយប្រាប់ខ្លួនឯងថាទោះជាយ៉ាងណាក៏មិនត្រូវបដូរកន្លងផ្លូវផ្ដេសផ្ដាស់ដែរនៅលើផ្លូវល្បឿនលឿនខ្ញុំត្រូវតែការពារគ្រួសារខ្ញុំឲ្យបានទោះត្រូវបូជាជីវិតក៏ដោយការជន់ហ្វ្រាំងភ្លាមធ្វើឲ្យខ្សែក្រវ៉ាត់សុវត្ថិភាពរឹតពុះប្រពន្ធខ្ញុំម្ដងទៀតនាងយំស្រែកដោយការឈឺចាប់ខ្លាំងឈឺណាស់ប្តីឲ្យវាឈួតហើយវាចង់សម្លាប់ពួកយើងហើយមិត្តភក្តិនៅក្នុងទូរស័ព្ទដែលមិនទាន់ដាច់បានងាយសូក៏ស៊ូដោយភាពអាសន្នថាបងឡុងមានគេកំពុងលេងបងមែនទេដោយសារតែនៅក្នុងតែទឹកដោះគោមានជាតិប្រេងទោះបីជាខ្ញុំបើកទឹកបោះកញ្ចក់យ៉ាងណាក៏វានៅតែស្រអាប់ខ្លាំងមើលផ្លូវមិនឃើញដែលអ្វីដែលកាន់តែខូខើនោះគឺម្ចាស់ឡានបូនោះបានបើកមកកាត់មុខខ្ញុំម្ដងទៀតវាមិនបើកយឺតទៀតទេប៉ុន្តែវាកំពុងលេងសើចនឹងជីវិតរបស់ពួកយើងដោយជួនការបង្កើនល្បឿនជួនការចាក់ហ្វ្រាំងឌឺដងក្នុងពេលដែលខ្ញុំកំពុងងឹតមុខមើលផ្លូវមិនច្បាស់នៅចុងបញ្ចប់នៃសាច់រឿងបងប្អូននៅក្នុងទូរស័ព្ទបានខឹងសម្បាយ៉ាងខ្លាំងរហូតដល់ថ្នាក់ស្រែកបញ្ជាគ្នាថាមានគេប៉ះពាល់បងឡុងហើយមនុស្សទាំងអស់មកភ្លាមបងឡុងប្រាប់ពួកយើងភ្លាមថានៅឯណាពួកយើងត្រូវតែការពារខណៈពេលដែលម្ចាស់ឡានបូកំពុងចាក់ហ្វ្រាំងឌឺដងធ្វើបាបពីខាងមុខខ្ញុំមិនបានតបតាមទូរស័ព្ទជាមួយបងប្អូនឡើយព្រោះភ្នែកកំពុងសម្លឹងរកផ្លូវរស់ស្រាប់តែពេលនោះកន្លងផ្លូវខាងឆ្វេងមានចន្លោះទំនេរគឺជាឱកាសតែមួយគត់ដែលខ្ញុំអាចចេញបានខ្ញុំក៏សម្រេចចិត្តបង្វិលចង្កូតយ៉ាងលឿនទៅខាងឆ្វេងដើម្បីចេញឡើងទៅមុខប៉ុន្តែឡានដឹកទំនិញខ្នាតតូចរបស់ខ្ញុំវាបង្កើនល្បឿនយឺតពេកធ្វើឲ្យម្ចាស់ឡានបូមើលដឹងពីបំណងរបស់ខ្ញុំភ្លាមវាក៏បានបង្វិលចង្កូតមកខាងឆ្វេងដើម្បីមកទប់ផ្លូវខ្ញុំទាំងបង្ខំក្នុងស្ថានភាពដែលឡានរបស់ខ្ញុំឡើងមកបានពាក់កណ្ដាលទៅហើយនោះការដែលវាមកទប់ផ្លូវបែបនេះគឺជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុតគៀបនឹងបុកគ្នាយ៉ាងពេញទំហឹងទៅហើយក្នុងចិត្តខ្ញុំបំរុងនឹងជន់ហ្វ្រាំងទៅហើយប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកទៅមើលប្រពន្ធឃើញនាងកំពុងកាន់ដៃកាន់ឡានយ៉ាងជាប់ជាមួយនឹងក្រសែភ្នែកដ៏មុតមមនិងដាច់ខាតឃើញបែបនេះខ្ញុំក៏សម្រេចចិត្តសង្កេតថ្មិញរួចជន់កែដល់កម្រិតបំផុតដោយមិនព្រមជន់ហ្វ្រាំងឡើយចុងក្រោយម្ចាស់ឡានបូម៉ូជាអ្នកភ័យខ្លួនប៉ុន្តែវាយឺតពេលសម្រាប់វាទៅហើយផាំងសំឡេងបុកគ្នាបានបន្លឺឡើងយ៉ាងខ្លាំងក្បាលឡានរបស់ខ្ញុំបានបុកចំហៀងឡានប៊ូនោះពេញទំហឹងខ្ញុំបានក្តាប់ចង្កូតយ៉ាងជាប់ដើម្បីកុំឲ្យឡានរេទៅម្ខាងខណៈដែលឡានប៊ូនោះដោយសារតែវាកំពុងស្ថិតក្នុងស្ថានភាពបដូរកន្លងផ្លូវមិនស្របច្បាប់ផងវាក៏ចាប់ផ្ដើមរអិលក្រឡាប់ងាជើងស្ទើរតែក្រឡាប់ទាំងស្រុងនេះគឺជាឱកាសមាសខ្ញុំក៏បានបើកចេញឡើងទៅមុខបានសម្រេចទោះជាយ៉ាងណាឡានប៊ូនៅតែជាឡានទំនើបតាមរយៈកញ្ចក់មើលក្រោយខ្ញុំឃើញឡាននោះអិលទៅបុករបាំងផ្លូវបន្តិចធ្វើឲ្យបែកចង្កៀងម្ខាងប៉ុន្តែភ្លាមនោះវាក៏អាចគ្រប់គ្រងលំនឹងឡានបានវិញទង្វើរបស់ខ្ញុំបានធ្វើឲ្យម្ចាស់ឡានប៊ូខឹងដល់កំពូលវាបានរៀបចំឡានរួចជន់កែដេញតាមខ្ញុំមកវិញយ៉ាងលឿនបំផុតខ្ញុំបានដកដង្ហើមធំដោយក្តីអស់សង្ឃឹមវាមិនមែនមកពីសមត្ថភាពបើកបររបស់ខ្ញុំចាញ់វានោះទេប៉ុន្តែគឺមកពីកម្លាំងម៉ាស៊ីនឡានខុសគ្នាដែលស្រឡះឡានប៊ូនោះអាចបង្កើនល្បឿនពី0ទៅ100គីឡូម៉ែត្រប្រើពេលតែ5វិនាទីប៉ុណ្ណោះប៉ុន្តែឡានដឹកទំនិញចាស់របស់ខ្ញុំដែលថែមទាំងមានទុកទំនិញពេញទៀតនោះប្រហែលជាត្រូវចំណាយពេលដល់ទៅ20វិនាទីភាពខុសគ្នាដល់ទៅ4ដងបែបនេះតើឲ្យខ្ញុំបើករថគេពីវាបានដោយរបៀបណាដោយសារតែការបុកគ្នាអំបញ្ញមិញធ្វើឲ្យឡានដឹកទំនិញរបស់ខ្ញុំចាប់ផ្ដើមមានសភាពរេទៅរេមកនិងមិនសូវមានលំនឹងដើម្បីសុវត្ថិភាពជាចម្បងខ្ញុំមិនអាចយកជីវិតប្រពន្ធនិងកូនមកលេងសើចនៅលើផ្លូវល្បឿនលឿនលើស្ពានអាកាសនេះបានឡើយខ្ញុំក៏សម្រេចចិត្តបើកឡានចុះពីលើស្ពានអាកាសនោះភ្លាម
ខ្ញុំបានអែបឡានចូលចិញ្ចាំផ្លូវរួចបើកភ្លើងសញ្ញាអសន្នក្នុងចិត្តខ្ញុំគិតថាឲ្យតែខ្ញុំចុះទៅពន្យល់ហេតុផលប្រាប់គេឲ្យបានច្បាស់លាស់មិនថាម្ចាស់ឡាននោះជាមនុស្សបែបណាក៏ដោយក៏គេច្បាស់ជាយោគយល់ហើយព្រមលែងឲ្យខ្ញុំទៅមន្ទីរពេទ្យដែរឆ្លៀតឱកាសដែលឡានជប់នេះខ្ញុំក៏ប្រញាប់ចុះពីលើឡានយកទឹកលាងសម្អាតប្រេងមកដុសខាត់កញ្ចក់មុខឡានយ៉ាងលឿនដើម្បីឲ្យមើលផ្លូវឃើញច្បាស់ឡើងវិញនិងអាចជូនប្រពន្ធទៅមន្ទីរពេទ្យតាមផ្លូវដែលលឿននិងសុវត្ថិភាពបំផុតនៅពេលដែលឃើញខ្ញុំអែបឡានឈប់ឡានបូនោះក៏បានបើកមកឈប់ពីខាងមុខឡានខ្ញុំដែរហាក់ដូចជាខ្លាចខ្ញុំបើករត់ម្ចាស់ឡានបូនោះថែមទាំងបានថៃឡានមកបុកទង្គិចទុកក្បាលឡានរបស់ខ្ញុំយ៉ាងគៀបបំផុតធ្វើឲ្យឡានខ្ញុំមិនអាចមានចន្លោះសូម្បីតែមួយទឹកសម្រាប់រំកិលទៅមុខរួចឡើយបន្ទាប់មកទើបវាព្រមចុះពីលើឡានគ្រាន់តែចុះមកភ្លាមម្ចាស់ឡានបូម៉ូបានយកកម្រាមដៃចង្អុលចំមុខខ្ញុំរួចជាប្រមាថទាំងកំហឹងថាបើតែឡានកំពឹកកំពុកសោះចង់មកធ្វើទោសខ្លាំងហើយសូម្បីតែឡានបូក៏អញហ៊ានមិនឲ្យផ្លូវដែរអញរស់នៅលើโลกនេះមិនស្គាល់សមាជភាពខ្លួនឯងសោះខ្ញុំពិតជាមិនយល់តតែសោះថាហេតុអ្វីបានជាមនុស្សម្នាក់នេះមានចិត្តខ្មៅបែបនេះទាំងដែលវាជាអ្នកបើកបរបង្កគ្រោះថ្នាក់មិនសោះតែបែរជាមកពីសំណងពីខ្ញុំទៅវិញខ្ញុំបាននិយាយប្រាប់វាថាខ្ញុំពិតជាប្រញាប់ទៅមន្ទីរពេទ្យណារឿងលុយកាក់ចាំប៉ូលីសចរាចរណ៍មកសម្រាប់ចុះយ៉ាងបែបនេះម្ចាស់ឡានបូម៉ូបានគម្រាមភ្លាមថាអញហ៊ានតែបើកចេញសាកមើលបើអញទៅនោះគឺជាការបើករត់គេពីកន្លែងកើតហេតុអញត្រូវទទួលខុសត្រូវទាំងស្រុងក្នុងចិត្តខ្ញុំស្មានថានៅពេលដែលវាដឹងថាប្រពន្ធខ្ញុំត្រូវសម្រាប់កូនវានឹងមានសិលធម៌យោគយល់ខ្លះប៉ុន្តែផ្ទុយទៅវិញវាកាន់តែយកចំណុចខ្សោយដែលខ្ញុំកំពុងស្លន់ស្លោនេះមកគៀបសង្កត់និងចាប់ប្រកាន់ខ្ញុំទៅវិញខ្ញុំបានក្រាបដៃយ៉ាងជាប់ក្នុងចិត្តចង់សម្លាប់វាបាត់ទៅហើយប៉ុន្តែប្រពន្ធខ្ញុំបានខត់ថាកុំប្រាអំពើហិង្សាអីបងបានសន្យានឹងអូនហើយថាឈប់ពីតបជាមួយគេទៀតខ្ញុំបានដកដង្ហើមធំរួចសម្រួលអារម្មណ៍ប្រាប់វាថាអូនប្រុសអញអាចហៅប៉ូលីសបានចាំខ្ញុំត្រឡប់មកដោះស្រាយជាមួយអញតាមក្រោយនិយាយរួចខ្ញុំក៏ចាប់ដៃទ្វារឡានបំរុងនឹងឡើងទៅបើកបន្តប៉ុន្តែស្រាប់តែម្ចាស់ឡានបូនោះបានលើកជើងធាក់ទ្វារឡានរបស់ខ្ញុំយ៉ាងខ្លាំងងាយសូរក្រាំទ្វារឡានក៏បិទស្ទប់វិញភ្លាមវាបានយកកម្រាមដៃចង្អុលចំមុខខ្ញុំហើយស្រែកជាថាអញស្មានថាអញជាអ្នកណានេះជាឡានបូណាស្មានថាដោះស្រាយតែប៉ុន្មានម៉ាត់អញព្រមឯងទៅមែនទេស្ដាប់ឲ្យច្បាស់ទោះជាប្រពន្ធថៃត្រូវសម្រាប់កូនឬកូនក្នុងពោះនាងត្រូវមកក៏ដោយក៏មនុស្សក្នុងសង្គមនេះមិនមែនត្រូវតែយកយល់ឲ្យអញគ្រប់គ្នានោះដែរខ្ញុំពិតជាគ្មានពេលឆ្លោះជាមួយវាទៀតទេប្រពន្ធខ្ញុំឈឺពោះខ្លាំងណាស់ខ្ញុំក៏និយាយទៅកាន់វាថាខ្ញុំគ្មានពេលឆ្លោះជាមួយអញទេប្រពន្ធខ្ញុំចិត្តសម្រាប់ហើយម្ចាស់ឡានបូធ្វើរៀបពីបែបមិនខ្វល់ខ្វាយរួចនិយាយទាំងអាត្មានិយមថាចុះវាពាក់ព័ន្ធអីនឹងអញមិនមែនប្រពន្ធអញណាដែលត្រូវសម្រាប់កូននោះអំបញ្ញម្ញាញហៀបនឹងបុកអញញាប់ទៅហើយឥឡូវនេះមានជំរឿពីទី1គឺសុំលុយសំណងភ្លាមហើយទី2គឺលុតជង្គង់ចុះសុំទោសអញទៅអញឲ្យទៅខ្ញុំសួរវាទាំងហួសចិត្តថាតើអញឈួតមែនទេម្ចាស់ឡានបូម៉ូក៏តបមកវិញទាំងឌឺដងថាហាថាបើតែឡានប៉ាំងកញ្ចាស់សោះមិនព្រមសម្រួលផ្លូវឲ្យឡានបូម៉ូហើយថែមទាំងមកថានរណាឈួតទៀតពិភពលោកនេះពិតជាធ្វើឲ្យអញកាន់តែមើលមិនយល់មែននៅខណៈនេះខ្ញុំយល់ច្បាស់ណាស់ថាមនុស្សម្នាក់នេះគ្មានបេះដូងតតែសោះវាមានចិត្តមើងងាយមនុស្សតាំងពីក្នុងឆ្អឹងមកម្លេះវាគិតថាឲ្យតែខ្ញុំក្រជាងវាគឺត្រូវតែមានឋានៈទាបជាងវាហើយត្រូវតែអោនក្បាលសម្របតាមវានៅលើដងផ្លូវប្រពន្ធខ្ញុំដែលកំពុងឈឺពោះខ្លាំងបារម្ភខ្លាចខ្ញុំប្រើហិង្សាក៏បាននិយាយអង្វរវាចេញពីក្នុងឡានទាំងសម្រែកសើថាបងប្រុសពួកយើងពិតជាគ្មានលុយច្រើនចុកខ្លួនទេលុយទាំងអស់ប្តីខ្ញុំបានដាក់ចូលក្នុងកាតពេទ្យដើម្បីត្រៀមសម្រាប់កូនអស់ហើយសូមពួកយើងសរសេរក្រដាស់ជំពាក់ទុកសិនរួចចាំប៉ូលីសចរាចរណ៍មកសម្រេចតាមក្រោយតើបានទេម្ចាស់ឡានបូម៉ូហើយក៏សើចចំអកទាំងពាក្យអសុរថាអូហូគ្មានលុយសំបីតែមួយកាក់ចុកខ្លួនផងហ៊ានមកបើកគៀកឡានបូម៉ូហើយយាយសម្ដីថោកទាបនេះខ្ញុំពិតជាចង់ដាល់មុខវាមួយដៃបែកណាស់ប៉ុន្តែសម្រាប់ធ្ងូដោយការឈឺចាប់របស់ប្រពន្ធបានទាញអារម្មណ៍ខ្ញុំឲ្យមកមានសត្វវិញខ្ញុំព្យាយាមលេបកំហឹងរួចនិយាយម្ដងទៀតថាខ្ញុំបានប្រាប់ដំណោះស្រាយអញហើយបើអញយល់ព្រមខ្ញុំនឹងសរសេរក្រដាស់ជំពាក់រួចចាំគេមកសម្រេចតាមក្រោយឥឡូវសូមឲ្យយើងទៅសិនម្ចាស់ឡានបូម៉ូតបវិញទាំងយកពីច្រឡំខាំហេតុអីអញត្រូវចាំឲ្យគេមកសម្រេចអញចង់បោកអញមែនទេខ្ញុំក៏តបវិញដោយត្រង់ថាអញដឹងខ្លួនអញច្បាស់ថាជាអ្នកខុសទាំងស្រុងតែអញបែរជាឆ្លៀតឱកាសពេលប្រពន្ធខ្ញុំចិត្តសម្រាប់កូនមកធ្វើបាបចម្រិតទារលុយកាក់បន្តិចបន្តួចពីពួកយើងទៅវិញសម្ដីពិតរបស់ខ្ញុំហាក់ដូចជាទៅចាក់ចំចំណុចចោលសើបនៃអំនួតរបស់វាធ្វើឲ្យវាផ្ទុះកំហឹងយ៉ាងខ្លាំងរួចស្ទុះមកបំរុងនឹងវាខ្ញុំដោយសភាពគាត់ជាអ្នកប្រយុទ្ធដែលមានក្នុងខ្លួនជាច្រើនឆ្នាំខ្ញុំបានលើកកែងដៃឡើងរងដៃរបស់វាភ្លាមធ្វើឲ្យវាឈឺរហូតស្រែកចាស់ក្នុងពេលជាមួយគ្នាដៃម្ខាងទៀតរបស់ខ្ញុំបានស្ទុះទៅច្របាច់ករបស់វាជាប់យ៉ាងណែនម្ចាស់ឡានបូម៉ូភ័យស្លន់ស្លោមុខឡើងស្លេកជើងទាំងពីររបស់វាធាក់អាកាសហវិចខណៈដែលមាត់វានិយាយចេញមកនៅសំឡេងអូដែលស្ដាប់មិនយល់សូម្បីតែមួយម៉ាត់ខណៈពេលដែលខ្ញុំកំពុងច្របាច់កម្ចាស់ឡានបូម៉ូស្ទើរដាច់ខ្យល់ប្រពន្ធខ្ញុំបានស្រែកខាត់ពីក្នុងឡានទាំងភ័យស្លន់ស្លោថាប្តីឲ្យកុំប្រើហិង្សាអីខ្ញុំសម្លឹងមើលមុខម្ចាស់ឡានបូម៉ូនោះចំក្នុងចិត្តគិតថាបើកាលពីមុនមនុស្សកាកសំណសង្គមបែបនេះមកប៉ុន្មានអ្នកក៏ខ្ញុំកំទេចចោលដែរភ្លាមនោះស្រាប់តែមានឡានបូម៉ូមួយគ្រឿងទៀតបើកមកឈប់ហើយមានបរិបពីរអ្នកចុះមកទាំងកំហឹងរួចស្រែកកំហុកថាចង់មកមែនទេហ៊ានលើកដៃនឹងហើយទើបខ្ញុំដឹងថាម្ចាស់ឡានបូម៉ូនេះបានទូរស័ព្ទហៅបាពួកវាមកតាំងពីនៅលើស្ពានអាកាសម្លេះខ្ញុំសម្លឹងមើលពួកវារួចក៏ព្រមលែងដៃចេញពីរបស់វាមិនមែនមកពីខ្ញុំខ្លាចពួកវានោះទេខ្ញុំអាចកំទេចពួកវាទាំងអស់គ្នាបានយ៉ាងងាយប៉ុន្តែដោយសារមនុស្សប្រភេទនេះគ្មានសិលធម៌ឡើយបើពួកវាតច្រត់ពួកវាច្បាស់ជាទៅធ្វើបាបប្រពន្ធខ្ញុំមិនខានដែលរឿងនេះខ្ញុំមិនអាចអភ័យទោសឲ្យខ្លួនឯងអស់មួយជីវិតម្ចាស់ឡានបូម៉ូអន់ចុកអោកសឹកសួរទាំងការឈឺចាប់វាមិនបានដឹងថាខ្ញុំលែងដៃព្រោះបារម្ភពីប្រពន្ធឡើយតែវាគិតថាខ្ញុំខ្លាចពួកវាទៅវិញវាខំធ្វើនិយាយទាំងកំហឹងថាឥឡូវដឹងខ្លួនថាខ្លាចហើយមែនទេអំបញ្ញមិញធ្វើហ្វុកខ្លាំងណាស់តើកាលពីមុនសងតែ20000យន្តគឺចាប់ហើយតែលើបើគ្មាន50000អញគុំសង្ឃឹមថានឹងបានដើរចេញពីទីនេះហើយសោះស្មានខ្លួនអញជាស្អីហ៊ានមកវាអញប្រពន្ធខ្ញុំឃើញស្ថានភាពមិនស្រួលក៏ប្រញាប់និយាយការពារខ្ញុំទាំងស្លន់ស្លោថាគឺអូនប្រុសហែងជាអ្នកលើកដៃវាមិនសោះប្តីខ្ញុំគ្រាន់តែការពារខ្លួនត្រឹមត្រូវតាមច្បាប់ទេប៉ុន្តែបាពួករបស់វាដែលទៅនឹងមកដល់បាននិយាយកុហកទាំងបំពេញថាការពារខ្លួនស្អីពួកយើងអត់ឃើញពួកម៉ាក់យើងលើកដៃផងឃើញតែប្តីនាងឯងជាអ្នកវាមនុស្សកុំមកនិយាយទេផ្ដាស់ប្រពន្ធខ្ញុំភ័យពេកក៏និយាយលេចចោលរឿងរ៉ាវអតីតកាលថាពួកអ្នកឯងកុំនិយាយបំពេញអីនៅលើផ្លូវមានកាមេរ៉ាសុវត្ថិភាពតាប្តីខ្ញុំទៅតែចេញពីគុកបានជា1ឆ្នាំទេពួកអ្នកឯងកុំមកធ្វើបាបបង្ខូចគាត់អីហើយពាក្យថាទៅចេញពីគុកពួកវាទាំង3នាក់ងឿងឆ្ងល់មួយផ្លែតរួចក៏ផ្ទុះសំណាយចំអកយ៉ាងខ្លាំងម្ចាស់ឡានបូម៉ូដើរមកឈរចំពីមុខខ្ញុំរួចយកកម្រាមដៃមកចាក់ត្រង់ដើមទ្រូងរបស់ខ្ញុំខ្លាំងទាំងនិយាយមើលងាយជន់ឈ្លីថាអូហូមើលមិនដឹងសោះថាជាអ្នកធ្លាប់ជាប់គុកសោះតាចុះជាប់គុកនឹងដោយសារតែទៅលួចសិទ្ធិរបស់គេឬមួយក៏ទៅចាប់រំលោភស្អីទៅម្ចាស់ឡានបូម៉ូសេះសើមួយសន្ទុះទឹកមុខប្រហែលមុននេះប្រែជាស្រមុតស្រងាត់បន្តិចវាដើរមកឈរចំពីមុខរួចសួរទាំងសម្លេងក្នុងជាមុនថាតើអញជាមនុស្សរបស់លោកហុងសឹងមែនទេបើអញពិតជាមនុស្សរបស់ហុងសឹងមែនអញសុំទោសគ្រាន់តែបង្ហាញការបុកលឹកអញមើលមួយផ្លែតមកអញអាចទៅបានព្រៀមរឿងលុយកាក់សំណងឡានក៏មិនបាច់សងអញសុំបីមួយកាក់ដែរខណៈនោះបាក់ពួករបស់វាស្រាប់តែបើកភ្នែកធំទាំងញាប់អើរួចស្រែកឡើងទាំងសម្លេងញ័រទៅថាវាដឹងថាការនិយមរបស់ហុងសឹងគ្រប់របស់ស្នាមនាងឆ្លងទន្លេទៅតែចេញពីគុកកាលពីជាង1ឆ្នាំមុនចំពេលដែលប្រពន្ធរបស់ទូអង្គព្រមនិយាយថាប្តីនាងទៅតែចេញពីគុកបានជាង1ឆ្នាំដូចគ្នាហើយក្នុងទូរស័ព្ទនេះពួកម៉ាក់វាក៏ហៅវាថាបងលំដែរហើយពាក្យនេះផ្ទៃមុខរបស់ម្ចាស់ឡានបូម៉ូប្រែជាស្លេកខ្លាំងនិងបង្ហាញភាពភ័យស្លន់ស្លោមួយផ្លែតប៉ុន្តែវាក៏លេចមើលទៅឡានដឹកទំនិញចាស់រួចក៏ព្យាយាមសម្រួលចិត្តឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញទាំងគិតថាមនុស្សកម្រិតនាងឆ្លងទន្លេមិននឹងអាចមកបើកឡានកំពឹកបែបនេះទោះជាយ៉ាងណាបើប្រៀបធៀបនឹងចុះពីត្រឡំខាងមុននេះពេលនេះពួកវាហាក់បីដូចជាមានភាពគួរសមជាងមុនឆ្ងាយណាស់ព្រោះពួកវាដឹងច្បាស់ថាទោះជាមិនមែនជានាងឆ្លងទន្លេពិតប្រាកដក៏ត្រឹមតែជាបុគ្គលិកតូចតាចម្នាក់របស់ហុងសឹងគ្រប់ក៏ពួកវាគ្មានសមត្ថភាពនឹងទៅតាំងជាមួយដែរម្ចាស់ឡានបូម៉ូនិយាយបន្ថែមទាំងបង្ខំស្នាមញឹមសម្រាប់សម្រួលថាវាមិនដឹងថាបងជាមនុស្សរបស់ហុងសឹងគ្រប់ឡើយគ្រាន់តែឲ្យវាបុគ្គលិកបន្តិចមករឿងរ៉ាវពួកយើងគឺចាត់ទុកថាចាប់គ្នាត្រឹមនឹងហើយលុយជួសជុលឡានក៏វានឹងចេញឲ្យទាំងអស់ដែរការបុគ្គលិកការកាប់ផ្តាច់ទំនាក់ទំនងពីអតីតកាលនឹងលាងដៃពីពិភពងឹតទាំងស្រុងទៅហើយតើនឹងអាចមានការបុគ្គលិកនោះមកពីណាការឆ្លើយតបទៅវិញតាមត្រង់ដោយគ្មានលាក់លៀមបានបន្លឺឡើងថាខ្ញុំគ្មានការបុគ្គលិកអីនោះទេគ្រាន់តែពាក្យថាគ្មានការបុគ្គលិកព្រាមស្នាមញឹមបង្ខំនឹងជាពីគោរពនៅលើផ្ទៃមុខរបស់ម្ចាស់ឡានបូម៉ូក៏លីបាត់អស់ព្រាមរួចជំនួសមកវិញនៅទឹកមុខខឹងសម្បានិងការមើលងាយជាខ្លាំងព្រោះវាគិតថាត្រូវគេបោកប្រាស់វាស្រែកកំហុកឡើងទាំងកំហឹងថាវាស្មានតែជាមនុស្សរបស់ហុងសឹងពិតមែនបើមិនមែនទេចេះតែហៅធំភាគចាស់របស់មន្ទីរពេទ្យគេមកធ្វើអីរត់1គីឡូម៉ែត្រអស់ពីរយន្តតាមនោះក្រេតរបស់នេះមានលុយបាក់គេទេនៅពេលដែលដឹងច្បាស់ថាគ្មានការបុគ្គលិកហុងសឹងក្រុមឡានបូម៉ូទាំងនោះក៏ទូទ្រង់រួចប្រែចរិតមកជាពីជីជន់អ្នកទុំសាព្រាមព្រោះពួកវាគិតថាធំភាគចាស់នោះប្រហែលជាមកទទួលអ្នកជំងឺផ្សេងទៀតហើយគ្រាន់តែចុះចតនៅទីក្លេកបាយនេះតែប៉ុណ្ណោះបាក់ពួករបស់វា
វាទូសំណាយអាកាយទាំងចំអកថាធ្វើឲ្យពួកវាភ័យស្ទើរលេចនំត្រឹមតែអាអ្នកបើកឡានប៉ាកញ្ចាស់សោះមិននឹងអាចមានឋានៈជាមនុស្សរបស់ហុងសឹងគ្រប់ទៅរួចពួកវានៅតែបន្តសាយចំអកទាំងមិនដឹងខ្លួនទាល់តែសោះថាទ្វាររបស់ពាក្យចាហុងសឹងបានបើកចំហររួចគ្រូពេទ្យជំនាញនិងបរិបទខ្លាំងក្នុងសំលៀកបំពាក់ខ្មៅបានសួររត់សម្ដៅមកកាន់ទីតាំងកើតហេតុទាំងទឹកមុខគោរបំផុតខ្ញុំមិនបានកុហកពួកវាទេខ្ញុំពិតជាមិនអាចខ្ជិលលុយតាម app online បានឡើយព្រោះតែប្រវត្តិជាប់ជាប់គុកធ្វើឲ្យខ្ញុំគ្មានការងារធ្វើនៅក្នុងក្រុមហ៊ុនផ្លូវការណាមួយដូច្នេះប្រព័ន្ធធនាគារនឹងមិនអនុញ្ញាតខ្ញុំខ្ចីប្រាក់ដាច់ខាតប៉ុន្តែម្ចាស់ឡានបូមិនព្រមលេងខ្លួនខ្ញុំនេះឡើយវាបានកំហុសថាបើខ្ចីតាម app មិនបានក៏ទូរស័ព្ទទៅខ្ចីមកផាត់បងប្អូនឯងទៅនៅពេលដែលខ្ញុំបំរុងនឹងបដិសេធស្រាប់តែទូរស័ព្ទរបស់ខ្ញុំបានរត់ឡើងម្ដងទៀតវាជាទូរស័ព្ទរបស់បងប្អូនខ្ញុំដែលទេមកមិនទាន់តែបានធ្វើអ្វីផងម្ចាស់ឡានបូនោះបានស៊ូមកឆក់យកទូរស័ព្ទពីដៃខ្ញុំទៅបាត់វាសម្លឹងមើលអេក្រង់ឃើញឈ្មោះគាត់ចំណាំថាបងប្អូនរួចនិយាយទាំងញឹមចុងមកថាអូបងប្អូនទេមកតើចំពេលល្អណាស់ឲ្យពួកម៉ាក់ឯងជួបរមូលលុយឲ្យមកខ្ញុំបានប្រមានវាភ្លាមថាបើឯងហ៊ានទទួលទូរស័ព្ទនេះឯងនឹងជួបគ្រោះមហន្តរាយដល់ជីវិតមិនខានម្ចាស់ឡានបូហេហើយក៏សាច់អាកាយទាំងចំអកថាហាហាបើកឡានកំពឹកកំពុកសោះតែអ៊ូតអេងអាំងខ្លាំងណាស់តើនិយាយរួចវាក៏ចុចទទួលទូរស័ព្ទភ្លាមខ្សែខាងម្ខាងទៀតស៊ូមកដោយភាពគោរពនិងបារម្ភបងឡុងជូនបងស្រីថ្លៃទៅដល់មន្ទីរពេទ្យដោយសុវត្ថិភាពហើយយូរនៅម្ចាស់ឡានបូម៉ូខ្សែកាត់ភ្លាមទាំងយកពីច្រឡំខាំឡុងស្អីខ្លះស្អីត្រឹមតែអាបើកឡានប៉ាកញ្ចាស់សោះហ៊ានដាក់រហូតស្នាមធំដុំលេះអាម្នាក់នេះជាបងប្អូនពួកឯងមែនទេវាបើកឡានមកបុកឡានឯងខូចខាតអស់ហើយពួកឯងប្រញាប់វាលុយ50000មកភ្លាមបើមិនអញ្ចឹងទេគុំសង្ឃឹមថាវាបានដើរចេញពីទីនេះហើយសោះខាងបងប្អូនក្នុងទូរស័ព្ទតែស្ងាត់មួយផ្លែតរួចស៊ូដោយសំឡេងត្រជាក់ស្រទន់គួរឲ្យខ្លាចឯងកំពុងស្ថិតនៅឯណាម្ចាស់ឡានបូម៉ូឆ្លើយតបទាំងមិនដឹងស្រាប់ថានៅក្រោមស្ពានអាកាសខ្សែរ៉ឺវ៉ាត់ក្រុងទី3ផ្លូវរ៉េនមានចាំទុកច្បាស់គឺ50000យួនហ្វាស់តែមួយកាក់ក៏អីមិនឲ្យបងប្អូនឯងទៅដែរពួកឯងចង់ហៅប៉ូលីសក៏បានដែរតែប្រាប់ឲ្យដឹងទៅឯងមានលុយឯងមានពេលរត់ការលេងជាមួយពួកឯងរហូតយ៉ាបែបនេះបងប្អូនរបស់ខ្ញុំនៅក្នុងទូរស័ព្ទក៏ទៅវិញដោយសំឡេងដាច់ណាត់និងគួរឲ្យព្រួយបារម្ភថាពួកយើងមិនហៅប៉ូលីសទេពួកយើងពេញចិត្តនឹងលេងជាមួយឯងណាពួកយើងនឹងដកលុយ500,000យើងទៅជូនឯងតដល់កន្លែងហើយពួកយើងក៏សង្ឃឹមថាដល់ពេលនោះឯងក៏នឹងមិនហៅប៉ូលីសដូចគ្នាដែរណាបន្ទាប់ពីខ្សែទូរស័ព្ទត្រូវកាត់ផ្ដាច់ម្ចាស់ឡានបូម៉ូហាក់ដូចជាមានអារម្មណ៍ងឿងឆ្ងល់បន្តិចនឹងពាក្យសម្ដីប្លែករបស់បងប្អូនខ្ញុំវាតូទន់ទៅនិយាយជាមួយបាក់ពួកវាថាអាពួកនេះវានិយាយពីស្អីវ៉ាម្ដងថាដកលុយ500,000មកឲ្យអញម្ដងថាហាមអញហៅប៉ូលីសបាក់ពួករបស់វាបានសាច់អាក់អាយរួចនិយាយអុចអាលថាវាគ្រាន់តែនិយាយបំភ័យយើងតើធ្វើយកដូចជាដកលុយ500,000នឹងយកមកធ្វើជាលុយបន្សពឲ្យអញអញ្ចឹងម្ចាស់ឡានបូម៉ូក្រវិកបាល់ធ្វើរកទើតរួចនិយាយមើលងាយបន្តពួកឯងនេះមកពីក្រពេកមែនទេបានជាចូលចិត្តអ៊ូតអេងក្អាំងម្លេះអូអញខ្លាចណាស់ចាំមើលបងប្អូនឯងមកដល់តើវាហ៊ានមកវាអញដែរឬអត់ឃើញមុខដ៏គួរឲ្យធ្វើមើលអើមរបស់វាខ្ញុំខំទប់ចិត្តមិនឲ្យលើកដៃដាល់វាបែកមុខរួចដើរសម្ដៅទៅកៅអេក្បែរអ្នកបើកបរខ្ញុំកាន់ដៃប្រពន្ធខ្ញុំយ៉ាងទន់ភ្លន់ហើយលួងលោមនាងថាកុំខ្លាចអីអូនពួកម៉ាក់បងកំពុងមកហើយឲ្យតែពួកគេមកដល់អូនច្បាស់ជាបានទៅដល់មន្ទីរពេទ្យដោយសុវត្ថិភាពប្រពន្ធខ្ញុំយំសឹកសួរទាំងក្តីបារម្ភរួចនិយាយសឹកថាអូនសុំទោសប្តីដែលធ្វើឲ្យបងត្រូវជំពាក់គុណបំណាច់ពួកគាត់ម្ដងទៀតខ្ញុំថើបក្នុងដៃនាងថ្នមរួចតបវិញថាឲ្យតែអូននិងកូនមានសុវត្ថិភាពទោះត្រូវលះបង់អ្វីក៏បងព្រមដែរទោះជាពួកយើងកំពុងស្ថិតក្នុងស្ថានភាពកំសត់យ៉ាងណាក៏ដោយក៏ក្រុមឡានបូម៉ូទាំងនោះមិនព្រមលែងដៃឡើយពួកវាផ្ទុះសំណើចចំអកយ៉ាងខ្លាំងម្ចាស់ឡានបូម៉ូចង្អុលមុខខ្ញុំរួចនិយាយឌឺដងថាអូហូមានជំពាក់គុណបំណាច់គ្នាទៀតចុះបើជំពាក់គុណគេបែបនឹងឯងមិនត្រូវទៅរត់ឡានដឹកទំនិញឲ្យគេទេមិនគិតលុយហើយទេអីបាក់ពួកវាជួយបន្ទោទាំងសាច់អាក់អាយកុំមើងងាយណារត់ឡានមួយជើងមិនថប់ទេយ៉ាងហោចណាស់ក៏បាន200យន្តដែរការមើងងាយនឹងជន់ឈ្លីកិត្តិយសមិនឈប់ឈររបស់ពួកវាបានធ្វើឲ្យប្រពន្ធខ្ញុំទប់អារម្មណ៍លែងបាននាងបានស្រែកយំទាំងចិត្តខូចខ្វះសតិថាហេតុអីបានជាពួកអ្នកឯងចង់តែជិះជាន់ធ្វើបាបមនុស្សម្លេះទាំងដែរដំបងឡើយគឺពួកអ្នកឯងជាអ្នកខុសសោះនឹងម្ចាស់ឡានបូម៉ូដើរមកឈរចំពីមុខខ្ញុំរៀងយ៉ាងប្រហែលបំផុតរួចស្រែកតបទៅប្រពន្ធខ្ញុំវិញយ៉ាងអំនុះថថាអញជិះជាន់ធ្វើបាបពួកឯងនឹងតើវាមានបញ្ហាអីអញគ្រាន់តែឆ្ងល់ថាតើការជិះជាន់ពួកឯងវាខុសត្រង់ណាស្ដាប់ឲ្យច្បាស់ឡានអញថ្លៃជាងឡានឯងដូច្នេះឯងត្រូវសងលុយអញមានលុយជាងឯងដូច្នេះសមមកឯងត្រូវគេជិះជាន់ធ្វើបាបហើយតើមានបញ្ហាត្រង់ណាទៀតទេអាមនុស្សក្រពុតឃុំដូចចែងបើហ៊ានវាអញតែមួយដៃហើយត្រូវចូលប៉ូលីសច្បាស់ជាធ្វើឲ្យគ្រួសារអញរលាខ្សែធនមិនខានតែអញវិញខុសគ្នាទោះបីជាអញវាអញឲ្យងាប់ពាក់កណ្ដាលខ្លួនក៏អញមានលុយសងឯងដែរតើអញអាចធ្វើអីអញបានអញគុំទៅបំភ័យវាអីវាយ៉ាងសើបែបនឹងហ៊ានលើកដៃឯណាមើលចុះភ័យឡើងស្លេកមុខអស់ហើយមនុស្សចិត្តធ្វើជាពួកគេគឺកំពុងតែរងចាំប្រញាប់ទៅរត់ឡានដឹកទំនិញរកលុយទិញទឹកដោះគោឲ្យកូននឹងហេបងប្អូនអញនិយាយទេនេះហើយជាគម្លាតរវាងអញនិងឯងថ្ងៃនេះអញវាយ៉ាងនៅទីនេះក្រុមហ៊ុនអញនៅតែដើរលុយអញនៅតែរកបានមិនខ្វះសូម្បីមួយកាក់តែបើអញហ៊ានតែប៉ះពាល់អញតែមួយម្រាមដៃថ្ងៃស្អែកកូនអញច្បាស់ជាត្រូវដាច់បាយដាច់ទឹកដោះជាងាប់មិនខានអូហូហ៊ានដល់ថ្នាក់ហៅកង់3ហោះមកសង្គ្រោះផងហេរត់1គីឡូម៉ែត្រអស់50យន្តដែរតើក្នុងហោប៉ៅគ្មានលុយសោះតែចង់វាយកធ្វើជាអ្នកមានដើម្បីបង្អួតប្រពន្ធប៉ុន្តែបាក់ពួកអ្នកទៀតរបស់វាដែលហាក់ដូចជាមានចំណេះដឹងខ្លះបានសម្លឹងមើលទៅស្លាកសញ្ញានៅលើធម្មភាគចាក់រួចនិយាយទាំងសម្លេងញ័រត្រូវថាឈប់សិនឡានពេទ្យរត់ទៅតែតម្លៃប៉ុណ្ណឹងតែអញមើលស្លាកសញ្ញានោះទៅមើលទៅដូចជាធម្មភាគចាក់របស់មន្ទីរពេទ្យហុងសឹងទេតើមន្ទីរពេទ្យនោះរត់1គីឡូម៉ែត្របើគ្មាន200យន្តទេគុំសង្ឃឹមថាវាហោះចេញដាច់ខាតវាស្ងាត់មួយផ្លែតរួចលេខទឹកមុខភ័យខ្លាចបន្ថែមមន្ទីរពេទ្យហុងសឹងមិនមែនជាមន្ទីរពេទ្យឯកជនធម្មតាទេតែឯងមិនដឹងទេអីថាមន្ទីរពេទ្យនេះបង្កើតឡើងដើម្បីបម្រើតែសមាជិកជាន់ខ្ពស់របស់ក្រុមហុងសឹងតែប៉ុណ្ណោះហុងសឹងនៅពេលដែលខ្ញុំបាននិយាយឈ្មោះនេះបន្លឺឡើងម្ដងទៀតពីមាត់របស់ពួកវាចិត្តរបស់ខ្ញុំស្រាប់តែភាំងមួយផ្លែតទាំងអារម្មណ៍រំភើបនិងរំលឹកដល់អតីតកាលព្រោះហុងសឹងគឺជាអាណាចក្រជំនួយនិងជាក្រុមបាក់ពួកងឹតដ៏ធំបំផុតដែលកាលពីមុនគឺខ្ញុំផ្ទាល់ជាអ្នកដឹកនាំបងប្អូនរាប់ពាន់អ្នកបង្កើតវាឡើងមកដោយដៃទេមុនពេលដែលខ្ញុំត្រូវជាប់គុកខណៈពេលដែលកង្ហារឧទ្ធម្ភាគចាប់ផ្ដើមឈប់វិលក្រុមឡានបូម៉ូទាំងនោះចាប់ផ្ដើមមានអារម្មណ៍ភ័យអរនិងតក់ស្លុតជាខ្លាំងពួកវាសម្លឹងមើលមកខ្ញុំរួចសឹកប្រាប់គ្នាទាំងបារម្ភថាអ្នកដែលចុះមកប្រហែលជាអ្នកមានអំណាចជាន់ខ្ពស់របស់ហុងសឹងហើយដឹងចង្រៃពិតមែនបើជាមនុស្សរបស់ហុងសឹងមែនពួកយើងពិតជាមិនអាចប៉ះពាល់ឬមានរឿងជាមួយដាច់ខាតអញជាមនុស្សរបស់គ្រប់ហុងសឹងមែនទេបើអញពិតជាមនុស្សរបស់ហុងសឹងមែនអញសុំទោសគ្រាន់តែបង្ហាញកាត់បុកលឹកឲ្យអញមើលមួយផ្លែតមកអញអាចទៅបានព្រាមរឿងលុយកាក់សំណងឡានក៏មិនបាច់សងអញសុំបីមួយកាក់ដែរឈប់សិនអញនឹកឃើញហើយអាការនិយោរបស់ហុងសឹងគ្រប់រហ័សស្នាមនាងឆ្លងទន្លេមិនមែនទៅតែចេញពីគុកកាលពីជាង1ឆ្នាំមុនទេអីអំបញ្ញមិញប្រពន្ធវាទៅតែនិយាយថាប្តីនាងទៅតែចេញពីគុកបានជាង1ឆ្នាំដូចគ្នាឬមួយក៏អាម្នាក់នេះជានាងឆ្លងទន្លេហើយមិញនេះក្នុងទូរស័ព្ទពួកម៉ាក់វាក៏ហៅវាថាបងឡុងដែរនាងឆ្លងទន្លេមិននឹងអាចមកបើកឡានកំពឹកកំពុកបែបនេះទោះជាយ៉ាងណាបើប្រៀបធៀបនឹងចូលពីច្រឡំខាងមុននេះពេលនេះពួកវាហាក់បីដូចជាមានភាពគួរសមជាងមុនឆ្ងាយណាស់ព្រោះពួកវាដឹងច្បាស់ថាទោះជាមិនមែនជានាងឆ្លងទន្លេពិតប្រាកដក៏ត្រឹមតែជាបុគ្គលិកតូចតាចម្នាក់របស់ហុងសឹងគ្រប់ក៏ពួកវាគ្មានសមត្ថភាពនឹងទៅតាំងជាមួយដែរបងប្រុសខ្ញុំពិតជាមិនដឹងថាបងជាមនុស្សរបស់ហុងសឹងគ្រប់ឡើយគ្រាន់តែឲ្យខ្ញុំមើលកាត់បុគ្គលិកបន្តិចមករឿងរ៉ាវពួកយើងគឺចាត់ទុកថាចាប់គ្នាត្រឹមនឹងហើយលុយជួសជុលឡានរបស់បងខ្ញុំក៏នឹងចេញឲ្យទាំងអស់ដែរកាត់បុគ្គលិកខ្ញុំបានកាត់ផ្តាច់ទំនាក់ទំនងពីអតីតកាលនិងលាងដៃពីពិភពងឹតទាំងស្រុងទៅហើយតើខ្ញុំអាចមានកាត់បុគ្គលិកឡាននោះមកពីណាខ្ញុំក៏ឆ្លើយតបទៅវិញតាមត្រង់ដោយគ្មានលាក់លៀមថាខ្ញុំគ្មានកាត់បុគ្គលិកអីនោះទេគ្រាន់តែពាក្យថាគ្មានកាត់បុគ្គលិកភ្លាមស្នាមញញឹមបង្ខំនឹងយកពីគោរពនៅលើផ្ទៃមុខរបស់ម្ចាស់ឡានបូម៉ូក៏លីបាត់អស់ភ្លាមរួចជំនួសមកវិញនៅទឹកមុខខឹងសម្បានិងការមើលងាយជាខ្លាំងព្រោះវាគិតថាត្រូវខ្ញុំបោកប្រាស់វាស្រែកកំហុកឡើងទាំងកំហឹងថាចង្រៃយកឯងស្មានតែឯងជាមនុស្សរបស់ហុងសឹងពិតមែនបើមិនមែនជាមនុស្សរបស់ហុងសឹងទេឯងចេះតែហៅធម្មភាគចាក់របស់មន្ទីរពេទ្យគេមកធ្វើអីរត់1គីឡូម៉ែត្រអស់ពីរយន្តមនុស្សក្រីក្រដូចឯងមានលុយបាក់គេទេនៅពេលដែលដឹងច្បាស់ថាខ្ញុំគ្មានកាត់បុគ្គលិកហុងសឹងក្រុមឡានបូម៉ូទាំងនោះក៏ធូរទ្រូងរួចប្រាច់រត់មកជាពីជិះជាន់អ្នកទុនសើភ្លាមពួកវាគិតថាធម្មភាគចាក់នោះប្រហែលជាមកទទួលអ្នកជំងឺផ្សេងទៀតហើយគ្រាន់តែចុះចតនៅទីធ្លាបាយនេះតែប៉ុណ្ណោះបាក់ពួករបស់វាទុះសំណាចអាក់អាយទាំងចំអកថាហាហាធ្វើឲ្យអញភ័យស្ទើរលេចនំអញថាមែនអញ្ចឹងត្រឹមតែអាអ្នកបើកឡានប៉ាកញ្ចាស់សោះមិននឹងអាចមានឋានៈជាមនុស្សរបស់ហុងសឹងគ្រប់ទៅរួចហាហាហាម្ចាស់ឡានបូម៉ូពេបជ្រីអញខ្វាក់ភ្នែកស្មានតែឯងជាអ្នកធំប្រញាប់ដកលុយ50000មករួចលុតជង្គង់សុំទោសភ្លាមខ្ញុំមិនខ្វល់ក៏ប្រញាប់បីប្រពន្ធឡើងស្របពេលក្រុមគ្រូពេទ្យចុះមកដល់គ្រូពេទ្យសួរលោកបាទបន្ទប់ដែលកក់គឺនៅមន្ទីរពេទ្យសម្ភពក្រែលេខ32ត្រូវទេខ្ញុំឆ្លើយបាទត្រឹមត្រូវ
ហេពាកមន្ទីរពេទ្យសម្ភពម្ចាស់ឡានបូម៉ូសាច់អាក់អាយហាហាទៅមន្ទីរពេទ្យរត់សោះតាមពិតគ្មានលុយទេសុកចិត្តជួលលោកធំភាគចាក់គេមកសម្ដែងយកចង់បោកអញសោះគ្រូពេទ្យមិនខ្វល់ក៏លើកប្រពន្ធខ្ញុំដាក់លើក្រែសែងរួចប្រាប់គ្នារួចរាល់ចេញដំណើរប៉ុន្តែម្ចាស់ឡានបូម៉ូស្ទុះមកចាប់ក្រែសែងជាប់ឈប់សិននាងនេះទៅណាមិនបានទេពីរអ្នកនេះចម្ពាក់លុយអញមិនទាន់សងវាងាកមកមើលងាយខ្ញុំអាសម្រាមដឹងខ្លួនតាំងមិនឈ្នះក៏យកឈ្មោះហុងសឹងមកធ្វើជាខ្នងបង្អែកបោកអញការយកជីវិតប្រពន្ធកូនខ្ញុំមកលេងសើចបែបនេះបានធ្វើឲ្យខ្ញុំលែងខ្វល់ពីសញ្ញាអ្វីទាំងអស់ក្នុងមួយប៉ព្រិចភ្នែកដៃរបស់ខ្ញុំបានស្ទុះទៅច្របាច់កម្ចាស់ឡានបូម៉ូយ៉ាងណែនរួចរុញបោកវាទៅក្រោយយ៉ាងខ្លាំងធ្វើឲ្យវាភ័យស្លន់ស្លោដកថយក្រោយរវិចទាំងដកដង្ហើមស្ទើរមិនរួចឃើញខ្ញុំលើកដៃភ្លាមបាក់ពួករបស់វាបានស្ទុះមកចាប់ទាញហែកអាវខ្ញុំដាច់ឃ្លីដើម្បីដណ្ដើមយកម្ចាស់ឡានបូម៉ូចេញក្នុងភាពវឹកវរនោះអាវរបស់ខ្ញុំត្រូវរហែកទាំងស្រុងបង្ហាញឲ្យឃើញរូបស័ក្តិនាគខ្មៅពេញខ្នងយ៉ាងច្បាស់ក្រឡែកពួកវាឃើញហើយក៏លេចសម្លេងអូទៀនទាំងតក់ស្លុតថានេះមិនមែនជារូបស័ក្តិនាគខ្មៅពេញខ្នងដែលមានតែនាគឆ្លងទន្លេម្នាក់គត់ទៅអាចសាក់បានទេអីម្ចាស់ឡានបូម៉ូធ្លាក់កណ្ដាលវាសនាស្រឡាំងកាំងមួយផ្លែតតែវាក៏នឹកឃើញរឿងអ្វីម្យ៉ាងរួចស្រែកឡើងទាំងរំភើបថាអញដឹងហើយអាសម្រាមនេះអាងតែខ្លួនឯងធ្លាប់ជាប់គុកក៏លួចសាក់រូបនាគខ្មៅពេញខ្នងរួចជួលលោកធំភាគចារហុងសឹងមកដើម្បីសម្ដែងធ្វើជានាគឆ្លងទន្លេបោកប្រាស់អញសោះបាក់ពួកវាហើយក៏យល់ស្រភ្លាមត្រូវហើយវាខំប្រឹងទាញរឿងឲ្យតាក់ទងនឹងហុងសឹងបើអ្នកមិនដឹងរឿងច្បាស់ជាត្រូវវាបោកភ័យស្លាប់មិនខានម្ចាស់ឡានបូម៉ូដកដង្ហើមធំរួចនិយាយទាំងចំអកអាក្រក់សត់អញគ្រាន់តែចង់ឲ្យអញសងលុយទេតែអញពិតជាចង់រកភ្លើងងាប់ដោយខ្លួនឯងមែនអញដឹងទេថាការខ្លាញ់ខ្លួនជានាគឆ្លងទន្លេវាជាទង្វើចង់ងាប់កម្រិតណាស់អ្នកឆ្លងទន្លេជាប់គុកច្រើនឆ្នាំតែគ្រប់ហុងសឹងនៅតែរក្សាតំណែងប្រធានក្រុមប្រឹក្សាភិបាលឲ្យគាត់ជានិច្ចមនុស្សរបស់គាត់ស្មោះស្ម័គ្រខ្លាំងណាស់កន្លងមកឲ្យតែមានអ្នកហ៊ានខ្លាញ់ខ្លួនពាក់ព័ន្ធនឹងគាត់គឺត្រូវពួកគេកំទេចចោលទាំងអស់អញពិតជាល្ងងមិនខ្លាចងាប់មែននិយាយរួចវាលូកដៃម្ខាងមកចាប់ឲ្យខ្ញុំជាប់ឯដៃម្ខាងទៀតដកទូរស័ព្ទមកសើយ៉ាងកំណាចចំពេលល្អណាស់មេកាយរបស់អញមានជំនួយសហការជាមួយហុងសឹងគ្រប់ដែរចាំមើលអញទេទៅប្រាប់គេឲ្យខាងហុងសឹងដឹងរឿងនេះតើវាទៅជាយ៉ាងណាខ្ញុំសម្លឹងមើលមុខវារួចពោពាក្យយ៉ាងត្រជាក់ថាអញកំពុងតែរកភ្លើងងាប់ដោយខ្លួនឯងទេតែវាបែរជាផ្ទុះសំណាចអាក់អាយទាំងមិនដឹងខ្លួនថាសេចក្តីស្លាប់បានមកឈរនៅពីក្រោយខ្នងវាបាត់ទៅហើយម្ចាស់ឡានបូម៉ូជេរកំហុសទាំងសាច់ចំអកនៅតែព្រើទៀតហេះបើអញចេះរស់នៅបន្ទាបខ្លួនជន់ដីច្បាស់ជាមិនក្រហាមបែបនេះទេឃើញគេប្រមាថមើលងាយប្តីខ្លាំងពេកប្រពន្ធខ្ញុំទ្រាំលែងបានក៏ស្រែកយំទាំងថាប្តីខ្ញុំពិតជានាគឆ្លងទន្លេមែនយេបែបនេះពួកវាកាន់តែផ្ទុះសំណាចអាក់អាយខ្លាំងជាងមុនហាហានាងអញគិតថាអញជាមនុស្សល្ងងឬមួយក៏គិតថានាគឆ្លងទន្លេជាមនុស្សល្ងងមានអ្នកណាឈួតទៅចោលតំណែងប្រធានក្រុមហ៊ុនហុងសឹងរួចមកបើកឡានប៉ាងដឹកតំណែងកំពឹកកំពុកបែបនេះប្រពន្ធខ្ញុំនៅតែយំបញ្ជាក់ខ្ញុំមិនបានកុហកទេគាត់ពិតជាមានរហស្សនាមបែបនេះមែនម្ចាស់ឡានបូម៉ូមិនខ្វល់រួចងាកទៅសួរគ្រូពេទ្យសង្គ្រោះបន្ទាន់ទាំងឌឺដងម្នាក់នេះវាអាងថាខ្លួនជានាគឆ្លងទន្លេជាប្រធានរបស់ពួកឯងតើពិតមែនទេគ្រូពេទ្យតបវិញខ្ញុំត្រឹមជាបុគ្គលិកថ្នាក់ក្រោមចំណែកបងប្អូនចំនួនមុនរបស់បងឡុងសុទ្ធតែជាថ្នាក់ដឹកនាំជាន់ខ្ពស់ខ្ញុំមិននឹងដឹងថាគាត់មានមុខមាត់បែបណាខ្ញុំដឹងត្រឹមថាមានភារកិច្ចសង្គ្រោះបន្ទាន់នៅទីនេះកុំមករារាំងការងារពួកយើងម្ចាស់ឡានបូម៉ូគំរាមភ្លាមបើម្នាក់នេះខ្លាញ់ខ្លួនឯងនៅតែជួយប្រពន្ធវាតើឯងដោះស្រាយជាមួយថ្នាក់លើយ៉ាងម៉េចគ្រូពេទ្យសួរត្រឡប់ចុះមានអីបញ្ជាក់ថាគាត់ខ្លាញ់ខ្លួនវាញឹមចុងមាត់ចង់ដឹងច្បាស់ឥឡូវដឹងហើយនិយាយរួចម្ចាស់ឡានបូម៉ូក៏ចុចកលវីដេអូទៅកាន់ថ្នាក់លើរបស់វាភ្លាមនៅពេលខ្សែខាងម្ខាងទៀតទទួលវាបានបង្វិលកាមេរ៉ាមកចំមុខខ្ញុំរួចនិយាយទាំងលើកជើងក្អេងក្អាងថាអាកានីយកចៅរាល់ដងអរគុណបងដែលជួយមើលថែបងទីមើលថ្ងៃនេះខ្ញុំចេញក្រៅជួបអាបើកឡានប៉ាងកញ្ចាស់ម្នាក់ហ៊ានដល់ថ្នាក់ខ្លាញ់ខ្លួនជាបងឡុងទៀតផងប៉ុន្តែគ្រាន់តែបរោះនៅក្នុងវីដេអូនោះបានឃើញមុខរបស់ខ្ញុំចំភ្លាមទឹកមុខញឹមញ៉ាំរបស់គេស្រាប់តែប្រែជាកកឈរថ្មឹងរួចប្រែជាក្រៀមក្រំនិងខ្មឹងងឹតភ្លាមខ្ញុំសម្លឹងមើលទៅអេក្រង់ទូរស័ព្ទរួចចំណាំមុខគេបានយ៉ាងច្បាស់គឺអាចើតូចសោះកាលពី10ឆ្នាំមុនវានៅជាក្មេងរត់ទៅការងារតូចតាចដែលតែងតែរត់តាមពីក្រោយឡាននិងចាំអោនក្បាលលើកទឹកតែជុំខ្ញុំនិងបងប្អូនជានិច្ចតែពេលនេះវាប្រែជាមានឋានៈជាអគ្គនាយកចៅដ៏មានឥទ្ធិពលក្នុងក្រុមហ៊ុនទៅហើយម្ចាស់ឡានបូម៉ូនិយាយផ្អែមល្ហែមទៅក្នុងទូរស័ព្ទដើម្បីយកចិត្តខ្ញុំមកថាកាលពីមុនបងធ្លាប់ដើរជាមួយបងប្អូនរបស់បងឡុងនាគឆ្លងទន្លេទើបខ្ញុំគិតថាបងច្បាស់ជាមិនបណ្ដោយឲ្យអាក្រក់កំសត់ម្នាក់នេះមកបំផ្លាញគេឈ្មោះបងឡុងនៅខាងក្រៅឡើយទើបប្រញាប់រាយការណ៍ជូនបងភ្លាមអាចើតូចសួរទាំងសម្លេងញ័រថាអញនៅឯណាវាឆ្លើយនៅមិនឆ្ងាយពីក្រុមហ៊ុនបងទេថ្ងៃនេះបំរុងបើកឡានទៅជួបបងជែករឿងគម្រោងការងារតែបែរជាជួបអាសម្រាមនេះសោះអាចើតូចខំថ្មិញបញ្ជាស៊ូនៅទីនោះអញចុះទៅភ្លាមម្ចាស់ឡានបូម៉ូមិនដឹងខ្លួនថាវាចិត្តធ្លាក់នរកឡើយវាងាកមកសាច់អាក់អាយដាក់ខ្ញុំអញចប់ហើយអញបានធ្វើឲ្យមនុស្សដែលឯងមិនអាចប៉ះពាល់ខឹងសម្បាដល់កម្រិតហើយខ្ញុំសម្លឹងមើលវាដោយក្រសែភ្នែកត្រជាក់ស្រទុំអាចទៅធ្លាប់ទទួលបានគុណបំណាច់ជីវិតពីខ្ញុំកាលពីមុនវារៀបចំការងារលឿនណាស់មិនយូរប៉ុន្មានម្ចាស់ឡានបូម៉ូស្រាប់តែបកដៃទៅទីដើមមួយទាំងរំភើបអគ្គនាយកចៅពួកយើងនៅទីនេះខ្ញុំងាកទៅឃើញអាចទៅដឹកនាំកូនចៅមួយក្រុមធំដើរតម្រង់មកតាមពិតវាបើកក្រុមហ៊ុននៅទីនេះសោះតែដោយសារខ្ញុំកាត់ដាច់ពីអតីតកាលទើបមិនដឹងរឿងក្នុងពេលជាមួយគ្នាដាច់ដោយឡែកសំឡេងក្រហមនៃម៉ាស៊ីនឡានលំដាប់មហាសេដ្ឋីបានបន្លឺឡើងក្រៅដងផ្លូវពីចម្ងាយខ្ញុំដឹងភ្លាមថាបងប្អូនរួមអាជីពចាស់របស់ខ្ញុំបានមកដល់ហើយឡាន Maybach ពណ៌ខ្មៅងឹតរាប់សិបគ្រឿងបានបើកតម្រង់ជួរចូលមកបង្កើតជាក្បួនឡានដ៏មានអំណាចអស្ចារ្យរួចឈប់ព័ទ្ធជុំវិញទីតាំងកើតហេតុយ៉ាងស្ងៀមស្ងាត់ឃើញទិដ្ឋភាពឡាន Maybach ដ៏ច្រើនលើសលប់បែបនេះម្ចាស់ឡានបូម៉ូនឹងបាក់ពួកឈរភ្លីភ្លើព្រោះតែតក់ស្លុតជាខ្លាំងវាអូទាំងបើកភ្នែកធំប្រែឲ្យតើនេះជាក្បួនឡានរបស់អ្នកដំណើរមកពីណាភ្លាមនោះទ្វារឡាន Maybach ទាំងអស់ត្រូវបានបើកព្រមគ្នារួចបងប្អូនចាស់របស់ខ្ញុំរាប់រយនាក់បានដើរចុះមកសម្ដៅមកកាន់ពួកយើងទាំងទឹកមុខមើងម៉ាត់បំផុតអ្នកដើរនាំមុខគេគឺអាដាវវាមានយូវ៉ាលីមួយនៅក្នុងដៃគ្រាន់តែឃើញមុខវាភ្លាមបាក់ពួករបស់ម្ចាស់ឡានបូម៉ូលន់មាត់ទាំងរំភើបនោះមិនមែនជាបងដាវថ្នាក់ដឹកនាំកម្ពុជារបស់ហុងសឹងគ្រប់ទេអីមិនក៏គាត់មកទីនេះដែរម្ចាស់ឡានបូម៉ូញឹមបិទមាត់មិនចិត្តសួរល្ងងគាត់ច្បាស់ជាមកបង្កាបអាសម្រាមនេះហើយព្រោះកាលពីមុនគាត់និងអគ្គនាយកចៅជាបងប្អូននឹងគ្នាហាសំណាងអញធំខ្លាំងណាស់ថ្ងៃនេះបានតសាងស្នាដៃជូនបងដាវតដៃនៅពេលដែលក្រុមកូនចៅរបស់អាដាវនិងអាចៅតូចដើរមកដល់ចំណុចកណ្ដាលម្ចាស់ឡានបូម៉ូប្រញាប់រត់ទៅជម្រាបភ្លាមអគ្គនាយកចៅបងដាវគឺវានឹងហើយអាសម្រាមនេះហ៊ានខ្លាញ់ខ្លួនធ្វើជាបងឡុងត្រូវខ្ញុំចាប់បានតនសាយអាចៅតូចសួរទាំងសម្លេងត្រជាក់ស្រទុំមានរឿងអីវាបានឱកាសក៏ចាក់រត់ភ្លាមអំបញ្ញមិញខ្ញុំបើកឡានលើផ្លូវសុកវាបើកឡានកញ្ចាស់មកគៀកឡានខ្ញុំហើយមិនព្រមសងលុយទេវាដោះសារថាប្រពន្ធវាចិត្តសម្រាលកូនរួចក៏ហ៊ានបន្លំខ្លួនជានាគឆ្លងទន្លេបំភ័យខ្ញុំសំណាងហើយបានបងប្អូនខ្ញុំជួយខាត់ឡានវាកុំឲ្យរត់ទើបចាប់វាបានបាក់ពួកវាជួយបន្តត្រូវឲ្យបងដាវបើពួកយើងមិនជួយខាត់ទេម្លេះវាហៅបាក់ពួកក្មេងទំនើងវាមកជួយបាត់ហើយមិញក្នុងទូរស័ព្ទពួកម៉ាក់វានៅហ៊ានគំរាមពួកយើងទៀតផង
ម្ចាស់ឡានប៊ូម៉ូនៅតែបន្តនិយាយរៀបរាប់មិនឈប់ដើម្បីយកគប់គួរតែវាដឹងទេថាកែវភ្នែករបស់អាដាវនិងអាចើតូចនៅពេលនេះកំពុងតែសម្លឹងមើលមកអាវដែលរហែករបស់ខ្ញុំបង្ហាញឲ្យឃើញរូបសាក់នាខ្មៅពេញខ្នងយ៉ាងច្បាស់ក្រឡែកស្មារតីរបស់ពួកវាទាំងពីរអ្នកស្លន់ស្លោខ្លួនប្រាញ់ញ័រត្រឹកមុននឹងបដូរទៅជាកំហឹងដ៏ខ្លាំងក្លាបំផុតភៀងមិនទាន់ទាំងនិយាយចាប់ផងអាចើតូចបានលើកដៃតេះកំភ្លៀងម្ចាស់ឡានប៊ូម៉ូមួយទំហឹងបោកទៅលើដីឈាមហូរពេញមាត់រួចស្រែកកំហកទាំងកំហឹងកប់ពុកថាអាសត្វទៅឆានអញពិតជាចង់ងាប់មែនទេដឹងទេថាខ្លួនឯងកំពុងធ្វើបាបនរណាមួយកំភ្លៀងដ៏ទម្ងន់នេះធ្វើឲ្យម្ចាស់ឡានប៊ូម៉ូវង្វេងស្មារតីអគ្គនាយកចៅមិនក៏បងវីខ្ញុំកំពុងជួយបងតើអាចើតូចច្រើនវាចេញទាំងកំហឹងរួចស្រែកកំហកគុំមកហៅអញថាអគ្គនាយកចៅចាប់ពីវិនាទីនេះទៅគ្រប់គម្រោងជំនួញនិងការសហការទាំងអស់រវាងក្រុមហ៊ុនឯងនិងអញគឺត្រូវកាត់ដាច់ចោលទាំងអស់ហើយពាក្យនេះម្ចាស់ឡានប៊ូម៉ូស្លន់ស្លោបាសក់មិននឹងអាចទៅរួចបងបើការសហការត្រូវដកចេញក្រុមហ៊ុនខ្ញុំច្បាស់ជាត្រូវខ្សែធនរលីកតិចទីមិនខានណាបងអាចើតូចមិនខ្ចីស្ដាប់រួចប្រញាប់ងាកមកអន់ក្បាលសំពះអាដាវទាំងញើសជុកក្នុងបងដាវខ្ញុំសុំទោសអាឆ្កែឈួតនេះមិនមែនជាមនុស្សរបស់ខ្ញុំទេវាក្រឡុកគ្រាន់តែជាដៃគូជំនួញតូចតាចសោះខ្ញុំពិតជាមិនដឹងថាវាមានភ្នែកដូចខ្វាក់មើលមិនស្គាល់ភ្នំថៃសានបែបនេះឡើយបងដាវនេះមានន័យថាម៉េចបាទអាដាវបានទាត់បើកវ៉ាលីនោះភ្លាមបង្ហាញឲ្យឃើញលុយសុទ្ធចុងជាតំណែងពេញវ៉ាលីធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងអំបញ្ញមិញនៅក្នុងទូរស័ព្ទអញប្រាប់អញហើយមែនទេថាអញនឹងយកលុយ50,000មកជូនឯងតដៃដល់កន្លែងស្នាមញញឹមនិងដង្ហើមរបស់ម្ចាស់ឡានប៊ូម៉ូស្រាប់តែកកឈរថ្មឹងវានឹកឃើញសម្ដីចុងក្រោយក្នុងទូរស័ព្ទមុននេះរួចលេបទឹកមាត់អឹកទាំងអារម្មណ៍ធ្លាក់ដល់បាតជើងបងដាវបងមានន័យថាម្នាក់ដែលទេមកខ្ញុំអំបញ្ញមិញគឺបងមែនទេត្រូវហើយគឺអញជាអ្នកទេអាដាវស្រែកកំហុកឡើងរួចវាងាកមកអន់ក្បាលគោរពខ្ញុំ90ដឺក្រេហើយបងប្រុសម្នាក់នេះគាត់មិនបានខ្លាញ់ខ្លួនទេគាត់គឺជាបងឡុងដែលជាប្រធានក្រុមប្រឹក្សាពិបាលពិតប្រាកដរបស់ពួកយើងបងឡុងពួកខ្ញុំមកយឺតយ៉ាវធ្វើឲ្យបងនិងបងស្រីថ្លៃត្រូវរងការលំបាកហើយម្ចាស់ឡានប៊ែ20ឡើងស្លេកមុខគ្មានឈាមមួយដំណក់ជើងទាំងពីររបស់វាទន់ជ្រីរួចដួលលុតជង្គង់ចុះទៅលើដីភ្លាមបាក់ពួករបស់វាក៏គ្មានវាសនាល្អជាងនេះដែរពួកវាឈោមមើលខ្ញុំទាំងបើកភ្នែកធំមិនចង់ជឿនឹងភ្នែកម្ចាស់ឡានប៊ែមួយលើកកំរាមដៃញ័រត្រឹកចង្អុលមកខ្ញុំអញពិតជានាគឆ្លងទន្លេមែនហ៎ខ្ញុំមិនបានខ្វល់នឹងបងប្អូនដែលកំពុងអន់គោរពជុំវិញខ្លួនឡើយតែបានដើរទៅកាន់ក្រែសែងប្រពន្ធកាន់ដៃនាងរួចលួងលោមយ៉ាងទន់ភ្លន់អូនសម្លាញ់ទៅមន្ទីរពេទ្យជាមួយគ្រូពេទ្យមុនចុះណានាងសួរទាំងបារម្ភតើបងនឹងទៅតាមក្រោយទេខ្ញុំមកក្បាលបាត់ចាំដោះស្រាយរឿងនេះចប់បងនឹងទៅភ្លាមគ្រូពេទ្យសង្គ្រោះបន្ទាន់មិនហ៊ានបង្អង់យូរឡើយប្រញាប់លើកនាងឡើងលើឧទ្ធម្ភាគចាក់រួចហោះសម្ដៅទៅមន្ទីរពេទ្យភ្លាមនៅពេលឧទ្ធម្ភាគចាក់ហោះចេញទៅផុតខ្ញុំងាកមកសម្លឹងមើលម្ចាស់ឡានប៊ែមួយត្រជាក់ស្រទុំធ្វើឲ្យវាភ័យញ័រពេញខ្លួនរួចប្រញាប់ដោះសារបងឡុងខ្ញុំពិតជាមិនដឹងថាបងជានាគឆ្លងទន្លេឡើយបើខ្ញុំដឹងទោះឲ្យប្រមាថខ្ញុំធំជាងនេះ10ដងក៏ខ្ញុំមិនហ៊ានបង្កកំហុសដាក់បងដែរខ្ញុំទៅវិញយ៉ាងម៉ឺងម៉ាត់នៅទីនេះគ្មាននាគឆ្លងទន្លេអីទេខ្ញុំកាត់ដាច់ពីអតីតកាលហើយនៃរបស់អញមុននេះគឺថាបើខ្ញុំត្រឹមជាមនុស្សធម្មតាគឺសំមុខត្រូវឯងជិះជាន់ធ្វើបាបមែនទេវានិយាយមិនចេញខ្ញុំគ្មានបំណងចង់មានន័យអញ្ចឹងទេបងខ្ញុំសង្កត់សម្លេងឯងប្រាប់ខ្ញុំច្បាស់ណាស់ថាឡានឯងថ្លៃជាងដូច្នេះទោះឯងបុកឡានខ្ញុំក៏ខ្ញុំត្រូវសង្ហាញ់ដែរឯងមានលុយជាងដូច្នេះខ្ញុំរងការជិះជាន់គឺសំមុខហើយត្រូវទេម្ចាស់ឡានប៊ែ20ឡានគៀងនិយាយអ្វីមិនចេញខណៈដែលអាដាវជ្រួញចិញ្ចើមរួចសួរទាំងសម្លេងគួរឲ្យខ្លាចឲ្យតែមានលុយជាងគឺអាចជិះជាន់ធ្វើបាបគេបានត្រូវទេនិយាយរួចអាដាវបានបញ្ជាឲ្យកូនចៅអូសពួកវាទាំង3នាក់មកក្រោមក្បាលស្ពានអាកាសរួចទេស្មាកូនចៅម្នាក់ជាសញ្ញាកូនចៅនោះយកការភ្លាមខ្ញុំបានបដូរពាក្យអាវថ្មីដែលបងប្អូនយកមកជូនរួចឈរមើលទិដ្ឋភាពចំពោះមុខដោយទឹកមុខស្មើធេងភ្លាមនោះកូនចៅរបស់អាដាវបានឡើងបើកឡាន Bentley ដ៏ប្រណីតមួយគ្រឿងរួចបើកសម្រុកបុកទៅលើឡាន BMW របស់វាសូក្រាំងបំបែកកំទេចឡានវាម្ដងហើយម្ដងទៀតឲ្យខូចខាតខ្ទេចខ្ទីដូចអ្វីដែលវាធ្លាប់អួតអាងពីតម្លៃឡានរបស់វាអញ្ចឹងដែរសំឡេងបុកទង្គិចយ៉ាងខ្លាំងបានបន្លឺឡើងក្រៅពេញក្រោមក្បាលស្ពានអាកាសក្បាលឡាន BMW ត្រូវឡាន Bentley បុកទម្លុះក្រឡិតក្រឡប់ចូលក្នុងទាំងស្រុងប៉ុន្តែការកំទេចមិនទាន់បញ្ឈប់ត្រឹមនឹងទេកូនចៅរបស់អាដាវបានថយឡានរួចបើកសម្រុកបុកបន្ថែមយ៉ាងសាហាវជាច្រើនដងទៀតក្រោយការបុកដែលរាប់ដងឡានទាំងពីរគ្រឿងបានក្លាយជាកំទេចដែក Edgeister ទាំងស្រុងម្ចាស់ឡាន BMW នឹងបាក់ពុកឈរញ័រត្រូវពេញសាច់ភ័យខ្លាចខ្លាំងរហូតមិនហ៊ានហើបមាត់និយាយសំបីមួយម៉ាត់លុយអាដាវងាកមកសម្លឹងមើលលទ្ធផលទាំងពេញចិត្តរួចនិយាយទៅកាន់ម្ចាស់ឡាន BMW ទាំងឌឺដងយោងតាមច្បាប់តវិជារបស់អញមុននេះអញមានលុយជាងឯងឡានអញថ្លៃជាងឯងឥឡូវអញបុកឡានអញខ្ទេចហើយតើអញត្រូវសងលុយអញវិញមែនទេម្ចាស់ឡានបងយំសោកអង្វរកទាំងភ័យខ្លាចបងដាវគ្រាន់តែកង់ឡាន Bentley របស់បងមួយចំហៀងគឺអាចទិញឡាន BMW ខ្ញុំបានកន្លះគ្រឿងបាត់ទៅហើយខ្ញុំមានលុយឯណាទៅសងបងទៅអាដាវសង្កត់សម្លេងមានន័យថាអញមិនចង់សងមែនទេមិនអីទេពួកអញទាំងពីរ3នាក់ជួយគ្នាសងទៅអញឃើញពួកអញស្រឡាញ់គ្នាណាស់តើព្រួតគ្នាធ្វើបាបស្រីមានផ្ទៃពោះបានឥឡូវព្រួតគ្នាចេញលុយសងឡានអញច្បាស់ជាគ្មានបញ្ហាទេឬបែបនេះពួកវាទាំង3នាក់ភ័យស្ទើរលេចនោមរួចប្រញាប់វាមកដល់ក្បែរជើងរបស់ខ្ញុំលើកដៃសំពះអង្គរកសុំក្តីមេត្តាទាំងទឹកភ្នែកបងឡុងពួកខ្ញុំខុសហើយពួកខ្ញុំមិនហ៊ានទៀតទេបាទត្រូវហើយបងឡុងបងជាមនុស្សមានចិត្តទូលាយដូចសមុទ្រសូមបងចាត់ទុកពួកខ្ញុំដូចជាខ្យល់ដកដង្ហើមរួចដោះលែងពួកខ្ញុំម្ដងទៅបាទចរិតត្រីមុខផ្លាស់ប្ដូរលឿនដូចចរន្តអគ្គិសនីរបស់ពួកវាធ្វើឲ្យខ្ញុំមានអារម្មណ៍ធុញទ្រាន់និងមើងងាយជាខ្លាំងពួកវាគ្រាន់តែជាប្រភេទមនុស្សកំសាកញីជិះជាន់អ្នកទុនខ្សោយតែលុតជង្គង់ចំពោះអ្នកមានអំណាចបើថ្ងៃនេះខ្ញុំមិនមែនជានាគឆ្លងទន្លេបើខ្ញុំត្រឹមជាអ្នករត់ឡានដឹកទំនិញក្រីក្រធម្មតាម្នាក់តើថ្ងៃនេះគ្រួសារខ្ញុំត្រូវពួកវាជន់ឈ្លីដល់កម្រិតណាសម្លឹងមើលពួកវាដែលកំពុងលុតជង្គង់អង្គរកខ្ញុំគ្រាន់តែគ្រវីក្បាលយឺតរួចពោលពាក្យចុងក្រោយយ៉ាងត្រជាក់ថាខ្ញុំប្រាប់អញរួចហើយថាខ្ញុំលាងដៃពីពិភពងឹតហើយរឿងរ៉ាវរបស់ហុងសឹងគ្រប់ចាប់ពីពេលនេះទៅគឺខ្ញុំមិនលូកដៃគ្រប់គ្រងទៀតទេនិយាយរួចខ្ញុំក៏ដើរឡើងឡានមេបាជាមួយគ្រឿងសម្ដៅទៅមន្ទីរពេទ្យសម្ភពដើម្បីមើលថែប្រពន្ធកូនភ្លាមដោយទុកអាដាវនិងបងប្អូនហុងសឹងជាអ្នកចាត់ការគូច្បាប់ជំនួញគឺជាមួយក្រុមឡាន BMW ទាំងនោះទៅតាមការគួរម្ចាស់ឡានបងយំស្រែកទាំងក្តីអស់សង្ឃឹមបងឡុងខ្ញុំសំពះអង្គរបងហើយខ្ញុំលុតជង្គង់ជូនបងហើយឡានដឹកទំនិញរបស់បងខ្ញុំនឹងសងបងចង់បានលុយប៉ុន្មានបងគ្រាន់តែហើបមាត់មកបាត់ប៉ុន្តែមិនទាន់ទាំងនិយាយចប់ផងអាដាវបានស្ទុះទៅចាប់របួចក្អាវីយ៉ាងណែនរួចកំហុកថាបងឡុងប្រាប់ហើយថាគាត់លេងដៃហើយគាត់លេងលូកដៃរឿងហុងសឹងទៀតហើយអញស្ដាប់មិនយល់ទេអីម្ចាស់ឡានបងញ័ររន្ធត់បងដាវខ្ញុំទទួលស្គាល់ថាខ្ញុំចូលចិត្តមើងងាយជិះជាន់អ្នកក្រមែងតែខ្ញុំគ្រាន់តែជាអ្នកមានកម្រិតម្ធិមម្នាក់ប៉ុណ្ណោះទោះបីជាបងលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំក៏ខ្ញុំគ្មានលុយគ្រប់ទៅសងឡាន Bentley របស់បងដែរអាដាវញញឹមយ៉ាងត្រជាក់ទេឯងសងរួមលក់ក្រុមហ៊ុនឯងចោលរួចលក់ទាំងផ្ទះឯងចោលទៀតគឺល្មមគ្រប់សងឡានមួយគ្រឿងនេះល្មមចុះបើធ្វើបែបហ្នឹងខ្ញុំច្បាស់ជាត្រូវធ្លាក់ខ្លួនអស់រលីងពីខ្លួនហើយបងវាស្រែកទាំងភ័យស្លន់ស្លោ
អាដាវសម្លឹងមើលវាដោយខ្សែភ្នែកមុតស្រួចធ្វើឲ្យអញអស់រលីងពីខ្លួនតើវាមានបញ្ហាអីអញមានលុយជាងឯងដូច្នេះហើយនេះមិនមែនជាទ្រឹស្ដីតវិទ្យាដែលអញទើបតែប្រើមកលើបងឡុងអំបញ្ញមិញទេអីអាដាវសង្កត់សម្ដីបន្ថែមចាប់ផ្ដើមដំបូងអញមិនគួរល្មើសច្បាប់ចរាចរណ៍បើកាត់ខ្សែបន្ទាត់មកដណ្ដើមផ្លូវគេទេត្រូវទេម្ចាស់ឡានបឹងមកក្បាលញាប់ស្មេបងឡុងខ្ញុំខុសហើយចាប់ផ្ដើមដំបូងខ្ញុំមិនគួរឃើញបងបើកឡានដឹកទំនិញកញ្ចាស់រួចចង់ជិះជាន់ធ្វើបាបបងឡើយខ្ញុំសម្លឹងមើលវារួចសួរចុះរឿងឯងបើកបរបង្កគ្រោះថ្នាក់និងបត់ឡានខុសច្បាប់បន្ទាប់ពីនឹងឯងព្រមទទួលស្គាល់ទេខ្ញុំទទួលស្គាល់ទាំងអស់គឺកំហុសខ្ញុំម្នាក់គត់បាទខ្ញុំនិយាយយ៉ាងស្ងប់ស្ងាត់អញ្ចឹងអញកុំភ្លេចវេលុយថ្លៃជួសជុលឡានដឹកទំនិញចូលកាតរបស់ខ្ញុំផងវាប្រញាប់តបបាទខ្ញុំច្បាស់ជាវេជូនបងភ្លាមខ្ញុំងាកក្រោយដើរចេញរួចពោលពាក្យចុងក្រោយរឿងឡានដឹកទំនិញរបស់ខ្ញុំគឺចាត់ទុកថាដោះលែងអញចុះម្ចាស់ឡានបែមូលហើយហាក់ដូចជាដកដង្ហើមធូរទ្រូងបន្តិចតែត្រូវអាដាវស្រែកកាត់ភ្លាមរឿងឡានបងឡុងចប់ហើយប៉ុន្តែឡាន Bentley របស់អញដែលត្រូវអញបុកខ្ទេចសភាពបែបហ្នឹងអញគិតចង់ដើរចេញទៅងាយទាំងមិនទាន់ទូទាត់បញ្ជីលុយកាក់មែនទេម្ចាស់ឡាន Bentley 20ស្លន់ស្លោដល់កម្រិតកំពូលវានិយាយទាំងញោមមាត់បងដាវឡាន Bentley នោះមិនមែនខ្ញុំជាអ្នកបើកបុកទេណាខ្ញុំក៏វិស្មារួចនិយាយបកទៅវាវិញយោងតាមច្បាប់តវិជ្ជារបស់ឯងមុននេះឡាន Bentley គេថ្លៃជាងឡានឯងចុះពេលគេបើកមកបុកមិនក៏ឯងមិនចេះបើកគេចេញទៅអាដាវស្ដាប់ហើយក៏សើចរួចជួយបង្អាប់បន្ថែមត្រូវហើយបើត្រឹមឡាន BMW កំពេចកំប៉ុកសោះឃើញឡាន Bentley 10ប្រណិតបើកមកមិនក៏មិនស្គាល់ប្រមាណខ្លួនហើយគេផ្លូវចេញម្ចាស់ឡាន BMW ហើយមកប្រែជាស្ងួតដោយភេទចង្ក្រានចំពេលនោះកូនចៅម្នាក់បានយកឯកសារកិច្ចសន្យាមកហុចឲ្យចំពោះមុខវាអាដាវបញ្ជីយ៉ាងដាច់ណាត់ស៊ីញលើកិច្ចសន្យានេះភ្លាមអញបុកឡានអញខ្ទេចអញត្រូវតែសងវាយំសោកបោកខ្លួនបងដាវបើខ្ញុំព្រមចុះហត្ថលេខាលើញឹងខ្ញុំច្បាស់ជាត្រូវខ្សែធនអស់រលីងពីខ្លួនពិតមែនហើយបងអាដាវសម្លឹងមើលវាដោយក្រសែភ្នែកមើលងាយបំផុតមនុស្សដូចឯងគ្រាន់តែមានលុយបន្តិចបន្តួចដែលជិះជាន់ធ្វើបាបគេឯងនៅខាងក្រៅតែឯងសំធ្វើជាអ្នកមានដែរទេដែលរបស់ម្ចាស់ឡាន BMW ញ័រត្រូវកាន់ប៊ិចមិនជាប់ទឹកភ្នែកវាហូរស្រក់តក់ទៅលើក្រដាសឯកសារសូមពួកបងដោះលែងខ្ញុំម្ដងទៅខ្ញុំពិតជាគ្មានលទ្ធភាពសងទេខ្ញុំដឹងកំហុសហើយបាទអាចតូចដើរមកពីមុខវារួចនិយាយកាត់យ៉ាងត្រជាក់ឯងមិនមែនដឹងកំហុសទេឯងគ្រាន់តែដឹងខ្លួនថាបានមកប៉ះពាល់ចំមនុស្សដែលឯងមិនអាចតាំងឈ្នះតែប៉ុណ្ណោះថ្ងៃនេះឯងមកក្រុមហ៊ុនអញគឺចង់មកបើកលុយថ្លៃទំនិញមែនទេចុះអញដឹងទេថាបើអញមិនព្រមបើកលុយនោះឲ្យឯងតាមានរឿងអីកើតឡើងម្ចាស់ឡានបងលេបទឹកមាត់ទាំងភ័យខ្លាចបងជាដៃគូកុងត្រាធំបំផុតរបស់ខ្ញុំបើបងបង្កប់លុយនោះក្រុមហ៊ុនខ្ញុំច្បាស់ជាត្រូវដាច់ចរន្តសាច់ប្រាក់រួចត្រូវខ្សែធនភ្លាមអាចតូចសាយត្រឹមត្រូវហើយអញនឹងបង្កប់លុយថ្លៃទំនិញរបស់អញទាំងអស់មិនឲ្យសំបីមួយកាក់ចាំមើលដល់ពេលចរន្តលុយអញដាច់តើមានម្ចាស់បំណុលប៉ុន្មានអ្នកសម្រុកទៅទាលុយដល់ផ្ទះអញចង់ទៅប្តឹងផ្ដោតអញនៅតុលាការក៏បានដែរតែអញមានលុយរត់ការអូបន្លាយពេលរាប់ឆ្នាំចាំមើលថាតើក្រុមហ៊ុនអញអាចទ្រាំចាំបានដល់ពេលណាម្ចាស់ឡានបងយំអង្វរទាំងស្លន់ស្លោមិនបានទេបងចៅដល់ពេលហ្នឹងមិនទាន់ទាំងតុលាការកាត់ក្តីផងខ្ញុំច្បាស់ជាត្រូវពួកម្ចាស់បំណុលលបសម្រាប់ចោលមិនខានទេអាចទៅញញយ៉ាងកំណាចរួចតបទៅវិញរោងចក្រខ្នាតកំពេចកំប៉ុកដូចឯងច្បាស់ជាមានជាប់ពាក់ព័ន្ធនឹងការខ្ចីបុលឯកជនខាងក្រៅច្រើនណាស់ហើយមែនទេដល់ពេលអញគ្មានលុយសង្កេតអញគិតថារវាងពួកអញនិងពួកអ្នកចង់ការប្រាក់ក្រៅច្បាប់ទាំងនោះតើនរណាគួរឲ្យខ្លាចជាងពួកហុងសឹងធ្វើការមានរបៀបរៀបរយនិងស្គាល់ប្រមាណតែពួកទាបំណុលលងឹតខាងក្រៅដើម្បីតែលុយគឺពួកវាហ៊ានធ្វើរឿងសាហាវគ្រប់បែបយ៉ាងទាំងអស់ម្ចាស់ឡានបងស្រែកយំទាំងឈឺចាប់បងចៅធ្វើបែបនេះវាជិះជាន់ធ្វើបាបមនុស្សពេកហើយអាចទៅកំហុសកំភ្លាមជិះជាន់អញហើយមានរឿងអីចុះអំបញ្ញមិញពេលអញក្រឡេកឃើញបងឡុងបើកឡានកញ្ចាស់រួចព្រួតគ្នាជិះជាន់ធ្វើបាបគាត់តើអញមានរកពីថោកទាបបែបណាស្ដាប់ឲ្យច្បាស់បង្ខំឲ្យអញខ្សែធនធ្លាក់ខ្លួនមកធ្វើជាមនុស្សធម្មតាវិញនេះគឺវាជាការដាក់ទណ្ឌកម្មដ៏មានមេត្តាបំផុតសម្រាប់អញហើយអស់ផ្លូវតាំងម្ចាស់ឡានបែមគ្មានជំរឿអ្វីក្រៅពីលើកបិចទាំងដៃញ័រត្រឹកចុះហត្ថលេខាលើកិច្ចសន្យាសងការខូចខាតទាំងទឹកភ្នែកខ្ញុំព្រមចុះខ្ញុំព្រមសងទោះជាត្រូវអស់រលីងពីខ្លួនក៏ខ្ញុំព្រមសងដែរខណៈនោះខ្ញុំបានដើរតម្រង់ទៅរកកំទេចឡានបែមដែលត្រូវបុកខ្ទេចរួចលូកដៃរៀបរកនៅក្នុងនោះក៏ឃើញមានតែទឹកដោះគោពីរដបដែលពួកវាទើបតែទិញខ្ញុំកាន់តែទឹកដោះគោមួយដបនោះដើរមកឈរចំពីមុខម្ចាស់ឡានបែមដែលកំពុងលុតជង្គង់ញ័រត្រឹកមិនហ៊ានហើបមាត់ខ្ញុំបានបើកគម្របរួចចាក់តែទឹកដោះគោនោះស្រោចពីលើក្បាលរបស់វាទាំងស្រស់ធ្វើឲ្យទឹកពណ៌ត្នោតហូរស្រក់កាត់មុខកាត់មាត់វាយ៉ាងគួរឲ្យអាម៉ាស់វាភ័យស្លន់ស្លោដល់ថ្នាក់ស្រែកឡើងទាំងបាត់បង់ម្ចាស់ការបងឡុងចាក់បានល្អបងឡុងចាក់បានល្អណាស់បាទខ្ញុំសម្លឹងមើលវាដោយខ្សែភ្នែកមុតស្រួចរួចសួរសំឡេងធ្ងន់ខ្ញុំសួរឯងតើអ្នកបើកឡានដឹកទំនិញគេមានឋានៈទាបថោកជាងអញត្រង់ណាវាប្រញាប់ងក់ក្បាលអង្វរញាប់ស្មេគ្មានទេបាទគ្មានទាបជាងតតែសោះគឺខ្ញុំទេដែលមានឋានៈទាបថោកខ្ញុំមិនសមសំបីតែបង្ហាញមុខនៅក្នុងក្រសែភ្នែករបស់បងឡុងឡើយបាទកុំមកនិយាយចិញ្ចក់ចិញ្ចើមលើកជើងខ្ញុំអីខ្ញុំស្រែកកាត់ទាំងមើងម៉ាត់ចង់ចាំឲ្យច្បាស់អ្នកដទៃគេរកលុយដោយកម្លាំងបាយនិងបាតដៃទាំងពីររបស់គេមិនមែនសុំទានឬរស់ដោយសារការប្រទានទោសពីឯងនោះទេកុំគិតថាខ្លួនឯងរកលុយបានពីរបីកាក់មានឡានទំនើបជិះរួចដើរមើលងាយជន់ឈ្លីអ្នកដទៃតាមចិត្តចង់នោះវាភ័យខ្លាចខ្លាំងរហូតសម្រាប់ទឹកភ្នែកយំអណ្ដឿតអន្ទប់បងឡុងខ្ញុំខុសហើយខ្ញុំពិតជាដឹងកំហុសហើយបាទខ្ញុំមិនខ្វល់នឹងការយំសោករបស់វាទៀតឡើយប៉ុន្តែបានងាកខ្សែភ្នែកដល់ត្រជាក់ស្រទុំទៅសម្លឹងមើលមុខបាក់ពួករបស់វាពីរនាក់ទៀតដែលកំពុងឈរញ៉ោជើងត្រឹកនៅក្បែរនោះរួចពោលពាក្យយ៉ាងសាហាវថាអំបញ្ញមិញពួកឯងទាំងពីរនាក់កំដរវាឡូឡានឹងព្រួតគ្នាធ្វើបាបប្រពន្ធខ្ញុំយ៉ាងសប្បាយរីករាយណាស់មែនទេបាក់ពួកទាំងពីរនាក់របស់វាភ័យឡើងលេចនោមញ័រត្រឹកពេញសាច់ម្នាក់ក្នុងចំណោមពួកវាប្រញាប់និយាយដោះសារយកប្រលឹងរូបបងឡុងពួកខ្ញុំគ្រាន់តែមកមើលកំសាន្តសោះអំបញ្ញមិញគឺវាជាអ្នកធ្វើរឿងផ្ដេសផ្ដាស់ម្នាក់ឯងទេមិនពាក់ព័ន្ធនឹងពួកខ្ញុំតតែសោះបាទខ្ញុំសើចចំអកយ៉ាងត្រជាក់អំបញ្ញមិញព្រួតគ្នាធ្វើបាបគេយ៉ាងសប្បាយឥឡូវគ្រោះថ្នាក់ដល់ខ្លួនស្ទុះស្ទារុញកំហុសដាក់គ្នាភ្លាមទៅនឹងចំពេលនោះអាចតូចដើរមកក្បែរខ្ញុំរួចនិយាយទាំងក្រសែភ្នែកមើលងាយទៅពួកវាបងឡុងខ្ញុំស្គាល់អាពីរនាក់នេះពួកវាមានចំនួនសហការជាមួយក្រុមហ៊ុនខ្ញុំដែរលើកនេះពួកវាទើបតែបញ្ជីទិញគ្រឿងម៉ាស៊ីននិងឧបករណ៍ថ្មីមួយកន្លែងធំមកជំពាក់ពេញរោងចក្រដើម្បីចង់មកសុំដណ្ដើមយកកិច្ចសន្យាបញ្ជីទិញ order បន្ថែមពីក្រុមហ៊ុនខ្ញុំសោះអាចតូចផ្អាកបន្តិចរួចសើចចំអកទើបតែចុះទុនទិញម៉ាស៊ីនថ្មីបើមិនត្រឹមតែមិនបាន order ថ្មីទេថែមទាំងត្រូវដកហូត order ចាស់ទាំងអស់ចោលទៀតមិនដឹងជាអស្ចារ្យកម្រិតណាទេឬពាក្យនេះពួកវាទាំងពីរនាក់មកប្រែជាស្លេកស្លាំងដូចខ្មោចរួចប្រញាប់លុតជង្គង់បោកក្បាលខ្វប់ទៅលើដីសុំទោសខ្ញុំមិនដាច់មាត់កុំអីបងឡុងពួកខ្ញុំបានយកទ្រព្យសម្បត្តិនិងដើមទុនទាំងអស់ក្នុងជីវិតមកចាក់ភ្នាល់លើគ្រឿងម៉ាស៊ីនអស់ហើយបងសូមមេត្តាផងអាចតូចស្រែកកំហុសកាត់មិនបាច់អង្វរបងឡុងទេចាប់ពីពេលនេះទៅរាល់កិច្ចសន្យាបញ្ជីទិញទាំងអស់របស់ពួកឯងជាមួយក្រុមហ៊ុនអញគឺត្រូវលុបចោលទាំងស្រុងហើយអញនឹងទៅប្រាប់ដៃគូសហការផ្សេងទៀតរបស់ពួកឯងឲ្យផ្ដាច់ទំនាក់ទំនងចោលឲ្យអស់ដែរពួកវាទាំងពីរនាក់យំស្រែកទាំងរៀបរាប់បងឡុងខ្ញុំខំខ្ចីបុលលុយគេរាប់លានមកបង្វិលសង្ឃឹមតែបានមួយនេះដើម្បីចិញ្ចឹមគ្រួសារទេបងខ្ញុំសូមអង្វរផ្ទះខ្ញុំមានទាំងចាស់ចរានិងកូនតូចត្រូវចិញ្ចឹមណាបង
ខ្ញុំសម្លឹងមើលពួកវាដោយខ្សែភ្នែកគ្មានក្តីមេត្តាសូម្បីបន្តិចរួចពោលពាក្យយ៉ាងម៉ឺងម៉ាត់ត្រជាក់ស្រទន់ចុះការពីអំបញ្ញមិញពេលប្រពន្ធខ្ញុំឈឺពោះចិត្តសម្រាលនៅក្នុងឡានហើយខ្ញុំប្រញាប់ទៅមន្ទីរពេទ្យស្ទើរឈួតស្ទើរកាយតើពួកឯងមានតែគិតចង់ដោះលែងឬផ្ដល់ផ្លូវរស់ឲ្យគ្រួសារខ្ញុំទេខ្ញុំបោះជំហានដែលចេញទាំងមិនងាកក្រោយពេលដែលធ្វើបាបជិះជាន់អ្នកដទៃគឺធ្វើចរិតកោងកាច់ដូចគ្មានច្បាប់ទម្លាប់ដល់ពេលវេនខ្លួនឯងត្រូវរងការជិះជាន់វិញបែរជានឹកឃើញចង់ឲ្យគេទុនចិត្តមានក្តីមេត្តាទៅវិញនៅក្នុងលោកនេះគ្មានរឿងស្រួលសោយសុខបែបនឹងឡើយអាដាមនិយាយទាំងកែវភ្នែកពោពេញដោយភាពស្មោះស្ម័គ្របងឡុងបងគុំបារម្ភអីពួកខ្ញុំច្បាស់ជាចាត់ការរឿងកាកសំណល់ទាំងនេះឲ្យបានស្អាតល្អបំផុតខ្ញុំមកក្បាលយកព្រមវានៅតែបន្តអង្វរបងឡុងបងត្រឡប់មកដឹកនាំពួកយើងវិញមកបាទបងប្អូនទាំងអស់គ្នាកំពុងតែរងចាំបងត្រឡប់មកវិញជានិច្ចបងមើលចុះរស់នៅខាងក្រៅវាលំបាកវេទនាពេកហើយសូម្បីតែសម្រាប់ប៉ុន្មានក្បាលនេះក៏ហ៊ានមកជិះជាន់ធ្វើបាបបងដែរខ្ញុំឈោស្ងៀមមិនហើបមាត់សម្ដីរបស់អាដាវពិតជាមិនខុសឡើយខ្ញុំខំប្រឹងធ្វើការរកស៊ីដោយញើសឈាមនិងភាពស្មោះត្រង់នៅខាងក្រៅតែបែរជាត្រូវមកជួបការជិះជាន់បែបនេះបើខ្ញុំយល់ព្រមត្រឡប់ទៅគ្រប់ហុងសឹងវិញជីវិតខ្ញុំច្បាស់ជាហឺហានិងមានអំណាចលើសលប់ហើយប្រពន្ធកូនរបស់ខ្ញុំក៏គ្មាននរណាហ៊ានមកកប់ដាក់សម្បីមួយម៉ាត់ខណៈដែលចិត្តខ្ញុំកំពុងតែរីរែកទូរស័ព្ទនៅក្នុងហោប៉ៅស្រាប់តែរត់ឡើងខ្ញុំប្រញាប់ចុចទទួលភ្លាមសំឡេងសឹកដ៏ទន់ភ្លន់របស់ប្រពន្ធខ្ញុំបន្លឺឡើងពីចុងខ្សែប្តីសម្លាញ់ពួកយើងទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ហើយណាឮពាក្យនេះបេះដូងរបស់ខ្ញុំញ័រភ័យអោបភ្លាមក្តីស្រឡាញ់និងភាពកក់ក្ដៅរាប់ម៉ឺនស្រទាប់បានហូរចាក់ស្រោចពេញដួងចិត្តខ្ញុំប្រញាប់តបទាំងរំភើបបាទអូនបងនឹងប្រញាប់យករបស់របរទៅជូបអូនភ្លាមអូនត្រូវការកន្សែងស្អាតនិងចានដែកទឹកត្រូវទេតើមានអ្វីត្រូវឲ្យបងត្រៀមបន្ថែមទៀតទេអូនបងប្អូននិងកូនចៅរាប់រយនាក់ដែលឈរព័ទ្ធជុំវិញសុទ្ធតែឈរស្ងៀមថ្មឹងរង់ចាំពាក្យសម្រេចចិត្តដ៏មានអំណាចរបស់ស្ដេចណាត់ប៉ុន្តែអ្វីដែលពួកគេឃើញគឺរូបភាពដែលខ្ញុំកំពុងឈប់ទៀងត្រចៀកស្ដាប់ប្រពន្ធបង្គាប់ឲ្យទៅទិញខោទឹកនោមនិងសាវទឹកដោះគោកូនយ៉ាងយកចិត្តទុកដាក់បំផុតសេចក្តីសុខដ៏សាមញ្ញនេះបានធ្វើឲ្យខ្ញុំញឹមចេញពីចិត្តក្រោយពេលកត់ត្រាគ្រប់មុខទំនិញរួចរាល់ខ្ញុំក៏បិទទូរស័ព្ទរួចដកដង្ហើមធំទាំងសម្លឹងមើលមុខបងប្អូនចាស់អរគុណពួកឯងទាំងអស់គ្នាខ្លាំងណាស់ដែលនៅតែបន្តរង់ចាំអញរហូតមកដល់ថ្ងៃនេះប៉ុន្តែអញសម្រេចចិត្តហើយថាអញនឹងមិនត្រឡប់ទៅវិញដាច់ខាតអាដាវសួរទាំងសោកស្ដាយតើបងពិតជាសុខចិត្តរស់នៅក្នុងជីវិតដ៏សាមញ្ញនិងទាបថោកបែបនេះមែនទេបងខ្ញុំញឹមរួចតបទៅវិញយ៉ាងមានក្តីសុខជីវិតដ៏សាមញ្ញបែបនេះទោះបីជាវាមានភាពហត់នឿយនិងលំបាកបន្តិចមែនប៉ុន្តែវាមានន័យនិងបំពេញបេះដូងអញបានពេញលេញណាស់លុយគ្រប់កាក់ដែលអញរកបានគឺស្អាតស្អំចេញពីកម្លាំងបាយពិតប្រាកដវាធ្វើឲ្យអញអាចគេងលក់យ៉ាងស្កប់ស្កល់និងមានក្តីសុខជារៀងរាល់យប់ដោយមិនបាច់បារម្ភពីការសង្សឹកឬឈាមជោគដៃដោយការពីមុនទៀតឡើយអាដាវប្រញាប់ពន្យល់ទាំងមិនអស់ចិត្តបងឡុងពេលនេះហុងសឹងគ្រប់ស្អាតស្អំខ្លាំងណាស់បាទប៉ុន្មានឆ្នាំនេះបងប្អូនយើងលែងដើរផ្លូវងឹតទៀតហើយពួកយើងរកស៊ីប្រកបដោយច្បាប់ទម្លាប់ត្រឹមត្រូវទាំងអស់គ្នាខ្ញុំញឹមស្រទន់រួចតបទៅវិញយឺតហុងសឹងអាចរក្សាភាពស្អាតស្អំបានដល់សប្តាហ៍ថ្ងៃនេះក៏ព្រោះតែអញមិនព្រមត្រឡប់ទៅវិញនឹងឯងបើសិនជាអញត្រឡប់ទៅវិញតើអញគិតថាពួកស្រីចាស់កាលពីមុនពេលលើដំណឹងថានេះឆ្លងទន្លេវិលត្រឡប់មកវិញពួកវាព្រមបំភ្លេចរឿងរ៉ាវឈាមជំពាក់ឈាមកាលពីអតីតកាលនេះមែនទេបងប្អូនទាំងអស់ស្រែកឡើងព្រមគ្នាទាំងទឹកចិត្តដាច់ខាតបើពួកវាណាហ៊ានប៉ះពាល់បងពួកយើងនឹងបដូរជីវិតវាបំបាក់ពួកវាភ្លាមនោះហើយជាមូលហេតុខ្ញុំដកដង្ហើមធំរួចពន្យល់ការដែលពួកឯងអាចរកស៊ីយ៉ាងស្អាតស្អំនិងមានសេចក្តីសុខនៅពេលនេះគឺដោយសារតែអញមិននៅក្នុងហុងសឹងការដែលអញដើរចេញពីពិភពងឹតមិនមែនត្រឹមតែផ្ដល់ចម្លើយដ៏កក់ក្ដៅដល់ប្រពន្ធកូនអញនោះទេតែវាជាចម្លើយដោះស្រាយជូនពួកឯងនិងពួកស្រីចាស់ទាំងអស់ផងដែរដរាបណាអញមិនឈានជើងចូលរង្វង់ដដែលនោះពួកយើងទាំងអស់គ្នាក៏មិនបាច់ត្រឡប់ទៅរកជីវិតកាប់សម្លាប់ដោយការពីមុនឡើយខ្ញុំអាក់បន្តិចរួចបន្តបើសិនជាអញត្រឡប់ទៅវិញពិភពខាងក្រៅច្បាស់ជាផ្អើលឆោឡោទោះបីជាពួកវាមិនមករកជំនួយរឿងជាមួយអញក៏ពួកវាត្រូវដេកភ័យបារម្ភថាអញនឹងទៅទូទាត់បញ្ជីឈាមចាស់ជាមួយពួកវាដែរនេះជាច្បាប់រួចដឹងគ្នានៅក្នុងចិត្តដោយមិនបាច់និយាយចេញមកក្រៅឡើយគឺឲ្យតែមេដឹកនាំកម្ពុជាសុខចិត្តបោះបង់អ្វីទាំងអស់នោះរឿងរ៉ាវកាលពីអតីតកាលក៏ត្រូវលុបលាងចោលដូចគ្នាដើម្បីឲ្យគ្រប់គ្នាបានរស់នៅដោយចិត្តស្ងប់ហើយជាពិសេសគឺដើម្បីប្រពន្ធកូនរបស់អញត្រូវតែធ្វើបែបនេះឬការបកស្រាយដ៏មានហេតុផលនិងលះបង់ខ្ពស់បែបនេះអាដាវក៏យកសាច់ការភ្លាមវាសម្រាប់ទឹកភ្នែកទាំងអន់ក្បាលគោរពបងឡុងក្នុងចិត្តពួកខ្ញុំបងនៅតែជារៀមច្បងដ៏អស្ចារ្យបំផុតជានិច្ចបើបងសម្រេចចិត្តបែបនេះហើយពួកខ្ញុំមិនហ៊ានបង្ខំបងទៀតឡើយនិយាយរួចអាដាវបានបកដៃឲ្យកូនចៅលើកថាស្មួយមកបង្ហាញចំពោះមុខខ្ញុំរួចពោលពីអង្គរកប៉ុន្តែខ្ញុំគ្រាន់តែសង្ឃឹមថាបងនឹងព្រមទទួលយករបស់របរពី3មុខនេះទុកជាកាដូដឹងគុណពីបងប្អូននៅលើថាសនោះមានវត្ថុធ្វើពីមាសសុទ្ធឆ្អិនឆ្អៅចំនួន2មួយគឺកុសលអាយុវែងមាសសុទ្ធសម្រាប់ចង់ដៃទទួលសមាជិកថ្មីនិងមួយទៀតគឺបន្តសន្តិភាពមាសសុទ្ធដែលតំណាងឲ្យពរជ័យនិងកិច្ចការពីដ៏ខ្ពង់ខ្ពស់បំផុតពីបងប្អូនគ្រប់ហុងសឹងផ្ញើជូនដល់កូនស្រីតូចរបស់ខ្ញុំអាដាវនិយាយទាំងអង្គរកបងឡុងនេះជាទឹកចិត្តបន្តិចបន្តួចរបស់បងប្អូនយើងទាំងអស់គ្នាសូមបងមេត្តាទទួលយកផងចុះបាទចំពេលនោះអាចតូចបានដើរមកចិត្តរួចពោលពាក្យរំលឹកទាំងបារម្ភបងឡុងខ្ញុំនៅតែចង់រំលឹកបងរឿងមួយទោះបីជាបងប្រកាសថាលៀងដៃមិនវិលត្រឡប់មកវិញក៏ដោយប៉ុន្តែស្ត្រីចាស់មួយចំនួនច្បាស់ជាមិនព្រមដោះលែងបងឲ្យរស់នៅដោយសុខស្រួលនេះឡើយសម្ដីរបស់អាចតូចបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រឺត្រូវហើយមនុស្សដែលស្អប់ខ្ញុំចូលឆ្អឹងរហូតចង់ហែកសាច់ដកស្បែកខ្ញុំកាលពីមុនមានមិនតិចឡើយពួកវាធ្វើមិននឹងព្រមបណ្ដោយឲ្យស្ដេចណាស់ដូចខ្ញុំលាក់ខ្លួនរស់នៅដោយសាមញ្ញនិងមានក្តីសុខទៅកើតខ្ញុំគិតមួយសន្ទុះរួចក៏សម្រេចចិត្តលូកដៃទទួលយកថាសមាសសុទ្ធទាំងពីរមុខនោះរួចយកទៅដាក់ទុកក្នុងឡានដឹកទំនិញទាំងចាស់របស់ខ្ញុំឃើញខ្ញុំព្រមទទួលយកកាដូក្រសែភ្នែករបស់បងប្អូនទាំងអស់ប្រែជាមានភាពស្រណោះស្រឡាញ់និងសោកស្ដាយជាពន់ពេកក្រោយពេលលាគ្នារួចរាល់ខ្ញុំក៏បញ្ឆេះម៉ាស៊ីនឡានបើកសម្ដៅតម្រង់ទៅមន្ទីរពេទ្យភ្លាមមកដល់មន្ទីរពេទ្យប្រពន្ធខ្ញុំកំពុងតែគេងសម្រាប់នៅលើគ្រែអ្នកជំងឺទាំង3កូនស្រីតូចនៅក្នុងរង្វង់ដៃយ៉ាងកក់ក្ដៅឃើញខ្ញុំដើរចូលមកនាងក៏ញឹមរួចបកដៃឲ្យខ្ញុំឲ្យទៅមើលមុខកូនប្តីសម្លាញ់មើលកូនស្រីពួកយើងមើលកូនស្រីរបស់ខ្ញុំពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ទម្រង់មុខភ្នែកនិងចិញ្ចើមគឺដកទម្រង់ចេញពីខ្ញុំនិងប្រពន្ធគ្មានខុសឡើយខ្ញុំរៀបចំរបស់របរជូនប្រពន្ធរួចរាល់ក៏អោនទៅថាប់ថ្ងាសនាងមួយខ្សឹបរួចពោលពាក្យយ៉ាងទន់ភ្លន់អូនហត់នឿយខ្លាំងហើយអរគុណណាស់អូនសម្លាញ់ប្រពន្ធខ្ញុំញឹមទាំងក្តីសុខរួចហុចកូនស្រីមកឲ្យខ្ញុំ3ខ្ញុំលូកដៃទៅទទួលត្រកង3កូនស្រីតូចយ៉ាងប្រុងប្រយ័ត្នបំផុតហាក់ដូចជាកំពុងលើកបីវត្ថុសិល្បៈដ៏មានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានរហូតធ្វើឲ្យខ្ញុំសាច់បិទមាត់មិនចិត្តទាំងក្តីរំភើបជាពន់ពេកប៉ុន្តែក្នុងខណៈពេលដែលខ្ញុំកំពុងតែលិចលង់នៅក្នុងក្តីសុខនៃនាមជាឪពុកបង្កើតស្រាប់តែទូរស័ព្ទនៅក្នុងហោប៉ៅរត់ឡើងកាត់ចង្វាក់ខ្ញុំប្រញាប់ហុចកូនទៅឲ្យប្រពន្ធវិញរួចដកទូរស័ព្ទមើលឃើញថាជាលេខប្លែកដែលគ្មានក្នុងបញ្ជីឈ្មោះខ្ញុំដើរចេញមកក្រៅបន្ទប់រួចចុចទទួលភ្លាមនោះសំឡេងដ៏ត្រជាក់ស្រទន់និងប្លែកមុខមួយបានបន្លឺឡើងពីចុងខ្សែនាងឆ្លងទន្លេមិនបានជួបគ្នាយូរហើយនឹកឃើញទេនិយាយថាថ្ងៃនេះប្រពន្ធឯងទៅតែសម្រាប់បានកូនស្រីម្នាក់សោះតើវាគួរឲ្យស្រឡាញ់ខ្លាំងណាស់មែនទេខ្ញុំប្រែទឹកមុខជាមើងម៉ាត់រួចសួរត្រឡប់ឯងជាអ្នកណាឯងចង់ធ្វើអីសំឡេងចុងខ្សែនោះផ្ទុះសំណើយ៉ាងកំណាចចង់ធ្វើអីអញ្ចឹងហ៎មិនយូរទេឯងច្បាស់ជាដឹងមិនខានមើលមកកូនស្រីឯងឲ្យបានច្រើនទៅព្រោះមិនដឹងថានាងអាចរស់នៅបានដល់ថ្ងៃបង្កក់ខែឬក៏អត់នោះទេឬពាក្យគំរាមកំហែងដល់ជីវិតកូនស្រីទៅនឹងកាត់ភ្លាមឈាមក្នុងខ្លួនខ្ញុំពុកកញ្ជ្រោលកែវភ្នែកប្រែជាក្រហមច្រាលសរសៃក្បាលឡើងប៉ោងឡើងជោគជន់ខ្ញុំខំថ្មិញកំហុកទាំងកំហឹងបើឯងហ៊ានប៉ះពាល់សំបីតែសក់មួយសរសៃរបស់កូនស្រីអញនឹងសម្លឹងកំទេចពូជឯងមិនឲ្យសល់ចុងខ្សែនោះសាច់ចំអកសម្រាប់អញគិតថាឯងនៅជានាងឆ្លងទន្លេដែលមានអំណាចកប់ពុកដោយការពីមុនមែនទេថ្ងៃនេះអញនឹងកំទេចខាងឯងចោលមុនរួចចាំឲ្យឯងភ្លក់រសជាតិបាត់បង់មនុស្សជាទីស្រឡាញ់តាមក្រោយកំហឹងដ៏ខ្លាំងក្លាអស្ចារ្យបានផ្ទុះឡើងខ្ញុំលើកកណ្ដាប់ដៃវីបោកទៅលើជញ្ជាំងមន្ទីរពេទ្យមួយទំហឹងធ្វើឲ្យការរោជញ្ជាំងប្រេះស្រកាក់តិចទីជាបំណែកខ្ញុំងាកទៅមើលតាមកញ្ចក់ទ្វារបន្ទប់ឃើញប្រពន្ធកំពុងអង្អែលខ្នំទៅលើកូនស្រីតូចដែលកំពុងដេកលក់យ៉ាងស្ងប់ស្ងាត់
វិនាទីនោះខ្ញុំក៏បានធ្វើការសម្រេចចិត្តដ៏ធំធេងមួយក្នុងជីវិតដើម្បីឲ្យប្រពន្ធមានជីវិតដ៏សុខសាន្តដើម្បីឲ្យកូនស្រីមានអនាគតនិងកុមារភាពដ៏ស្រស់បំព្រងខ្ញុំដាច់ខាតត្រូវតែវាមកវិញបើថ្ងៃនេះពួកវាហ៊ានគំរាមថ្ងៃស្អែកពួកវាច្បាស់ជាមកដល់មុខផ្ទះបង្កគ្រោះថ្នាក់ដល់ជីវិតប្រពន្ធកូនខ្ញុំមិនខានអ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺបោះសម្អាតរាល់ឧបសគ្គនិងស្រូវទាំងអស់នៅលើវិថីដោះដាររបស់កូនស្រីខ្ញុំត្រូវតែឲ្យពួកវាដឹងថានេះឆ្លងទន្លេវិលត្រឡប់មកវិញហើយខ្ញុំដកដង្ហើមធំវែងដើម្បីសង្កត់កំហឹងរួចដើរចូលបន្ទប់ទាំងស្នាមញឹមទន់ភ្លន់អូនសម្លាញ់ហត់នឿយហើយសម្រាប់ចុះណាបងមានការងារបន្ទាន់ត្រូវទៅចាត់ការបន្តិចប្រពន្ធខ្ញុំមកក្បាលទាំងទុកចិត្តចាស់ប្តីប្រញាប់ត្រឡប់មកវិញណាខ្ញុំញឹមរួចដណ្ដប់ភួយឲ្យនាងយ៉ាងកក់ក្ដៅមុននឹងដើរចេញពីបន្ទប់រួចចុចទូរស័ព្ទទៅរកអាដាវភ្លាមដើម្បីចេញបញ្ជីលើកដំបូងបង្អស់ចាប់តាំងពីលាងដៃមកប្រាប់បងប្អូនទាំងអស់ប្រមូលផ្ដុំកម្លាំងភ្លាមកន្លះម៉ោងក្រោយមកខ្ញុំបើកឡានដឹកទំនិញកញ្ចាស់មកដល់មុខខាងរបស់ខ្ញុំមិនទាន់ទាំងជប់ឡានស្រួលបួលផងខ្ញុំឃើញឡានប្រណីតលំដាប់មហាសេដ្ឋីរាប់សិបគ្រឿងបានចតតម្រង់ជួរពេញសងខាងផ្លូវរួចមានបរិបទពាក់អាវធំឈុតខ្មៅរាប់រយនាក់ចូលត្រង់ជួរយ៉ាងម៉ឺងម៉ាត់មហាជនដែលធ្វើដំណើរតាមដងផ្លូវឈប់មើលទាំងបើកភ្នែកធំនិងលូកសឹកសៀវគ្នាថាតើមានស្តេចម៉ាហ្វីឬអ្នកធំដុំណាមកដល់ទីនេះគ្រាន់តែឡានកញ្ចាស់របស់ខ្ញុំឈប់ភ្លាមអាដាវនិងអាចទៅតូចបានស្ទុះរត់មកទទួលភ្លាមទឹកមុខពួកវាលាក់ក្តីរំភើបញាប់ញ័រមិនចិត្តឡើយនៅចំពោះមុខក្រសែភ្នែករាប់រយគូដែលកំពុងតក់ស្លុតអាដាវបានអន់គោរពរួចបើកទ្វារឡានឲ្យខ្ញុំយ៉ាងមានពិធីការចំណែកឯអាចទៅតូចអង្គក្បាលគោរព90ដឺក្រេរួចស្រែកឡើងទាំងសំឡេងខ្ទោកខ្ទាររកក្រាបដងផ្លូវថាបងឡងស្វាគមន៍ការវិលត្រឡប់មកវិញរបស់បងភ្លាមនោះបរិសុទ្ធខ្មៅរាប់រយនាក់បានអន់ក្បាលស្រែកព្រមគ្នាសូរដូចរន្ទះបាញ់ស្វាគមន៍បងឡងវិលត្រឡប់មកវិញព្រលឹងស្តេចណាក់ដែលធ្លាប់ដេកលក់ពេលនេះបានភ្ញាក់ដឹងខ្លួនឡើងវិញហើយសំឡេងស្រែកស្វាគមន៍របស់កូនចៅរាប់រយនាក់បន្លឺឡើងខ្ទោកខ្ទាររញ្ជួយដងផ្លូវតែទឹកមុខរបស់ខ្ញុំនៅតែត្រជាក់ស្រទុំដូចទឹកកកឃើញសភាពមិនស្រួលបែបនេះអាដាវដឹងភ្លាមថានឹងមានរឿងធំកើតឡើងវាប្រញាប់សួរទាំងបារម្ភបងឡងមានរឿងអីកើតឡើងមែនទេបាទខ្ញុំក៏បានរៀបរាប់រឿងរ៉ាវដែលស្ទើរលាក់មុខទេមកគំរាមកំហែងជីវិតកូនស្រីទើបនឹងកើតរបស់ខ្ញុំឲ្យពួកវាស្ដាប់គ្រាន់តែចប់ភ្លាមអាដាវនឹងអាចទៅតូចខឹងរហូតឡើងក្រហមមុខភ្នែកឡើងសរសៃឈាមអាចទៅតូចទ្រាំលែងបានដើរទម្លុះទ្វារឡានមួយកណ្ដាប់ដៃឃ្លីជាប្រហោងរួចស្រែកកំហកទាំងកំហឹងចង្រៃយកហ៊ានដល់ថ្នាក់គំរាមក្មួយស្រីទើបនឹងកើតរបស់ពួកយើងផងហេចាំមើលអញនឹងញែកសាច់វាជីកងអាដាវទាញយកលេខទូរស័ព្ទនោះពីខ្ញុំរួចហុចទៅឲ្យមេការម្នាក់រួចសង្កេតថ្មីបញ្ជាមិនថាប្រាវិធីណាក៏ដោយត្រូវរកអាម្ចាស់លេខនេះឲ្យឃើញក្នុងរយៈពេលលឿនបំផុតអញចង់បានខ្លួនវាមកទីនេះអាដាវដកដង្ហើមធំដើម្បីសម្រួលអារម្មណ៍រួចងាកមកជម្រាបខ្ញុំបងឡងអាពួកក្មេងទំនើងដែលមកវីកំទេចហាងរបស់បងអបាញ់មិញត្រូវបានកូនចៅយើងឡំពាត់ចាប់របួសជាប់ទាំងអស់ហើយពួកវាសន្លប់ស្ដុកស្ដឹងនៅក្នុងហាងហើយពួកមេខ្លោងធំនៅពីក្រោយខ្នងក៏កំពុងតែសម្រុកមកទីនេះដែរខ្ញុំមកក្បាលរួចបោះជំហានសម្ដៅទៅរកហាងវ៉ូក្រហមភ្លាមនោះសំឡេងក្រហមនៃម៉ាស៊ីនឡានជាច្រើនគ្រឿងបានបន្លឺឡើងពីចម្ងាយឡានស្ពណ៌ទំនើបពីរបីគ្រឿងរួមនឹងឡានវ៉ាន់ដឹកកម្មក៏ជិត20គ្រឿងបានបើកសម្រុកមកចុចចាក់កណ្ដាលផ្លូវយ៉ាងច្រឡះផ្លាស់ទ្វារឡានបើកព្រមគ្នាមនុស្សម្នារាប់សិបនាក់កាន់ដំបងកាំបិតនិងអាវុធគ្រប់ដៃដើរចុះមកទាំងចរិតកោងកាច់ឯឡានស្ពណ៌ខាងមុខបរិសុទ្ធវ័យកណ្ដាលពីរបីនាក់ដែលពាក់ខ្សែមីសធំបានដើរចុះមកទាំងទឹកមុខកំណាចគ្រាន់តែឃើញមុខពួកវាភ្លាមភ្នែករបស់ខ្ញុំប្រែជាមុតស្រួយពួកវានឹងហើយគឺជានៅសល់នៃពួកស្ត្រីចាស់កាលពី10ឆ្នាំមុនដែលធ្លាប់ត្រូវខ្ញុំវីកំទេចរត់បាក់ជើងបាក់ដៃមេខ្លោងម្នាក់សម្លឹងមើលក្បួនឡានមេបាច់របស់ហុងសឹងរួចសាច់ចំអកទាំងឌឺដងញៀកឆ្លងទន្លេមិនបានជួបគ្នាយូរហើយនឹកឃើញទេយីថាអញលាងដៃពីពិភពងឹតទៅហើយតើថ្ងៃនេះអញរៀបចំក្បួនធំបែបនេះគឺចង់លាងដៃបន្តឬមួយក៏ចង់ងើបប៉ះបោះឡើងវិញម្នាក់ទៀតស្រែកកំហុកទាំងកំហឹងញៀកឆ្លងទន្លេមិនថាថ្ងៃនេះអញចង់ឬមិនចង់ទេថ្ងៃនេះអញកុំសង្ឃឹមថាអាចដើរចេញពីទីនេះទាំងមានដង្ហើមឲ្យសោះបញ្ជីឈាមកាលពីមុនដល់ពេលត្រូវទូទាត់គ្នាវិញហើយខ្ញុំមិនតបសម្ដីសំបីមួយម៉ាត់តែបានងើបមុខឡើងរួចបញ្ចេញក្រសែភ្នែកដ៏មានអំណាចនិងពោពេញដោយចិត្តណាសម្រាប់សម្លឹងចំមុខពួកវាម្ដងម្នាក់ទោះបីជាខ្ញុំលាក់ខ្លួនធ្វើជាមនុស្សសាមញ្ញអស់រយៈពេលជាង10ឆ្នាំក៏ដោយប៉ុន្តែអំណាចក្រុងរាជានាគដីដុសកាលពីមុននៅតែមានឥទ្ធិពលអស្ចារ្យដែលគ្រាន់តែត្រូវក្រសែភ្នែកដ៏ត្រជាក់ស្រទុំរបស់ខ្ញុំសម្លឹងចំភ្លាមពួកមេខ្លោងដែលកំពុងតែលោឡាបាញ់មិញស្រាប់តែប្រលឹងចាក់ចេញពីខ្លួនភ័យបពុះរួចនាំគ្នាអោនមុខចុះមិនហ៊ានសម្លឹងចំភ្នែកខ្ញុំទៅទៀតឡើយឃើញចរិតកំសាកញីរបស់ពួកវាបូមមាត់របស់ខ្ញុំងើបឡើងបង្កើតជាស្នាមញញឹមដ៏គួរឲ្យខ្លាចបំផុតរួចពោលពាក្យយ៉ាងស្ងាត់ស្ងៀមល្អណាស់បើចង់គិតបញ្ជីចាស់អញ្ចឹងថ្ងៃនេះពួកយើងមកគិតគូរគ្នាឲ្យដាច់ស្រឡះតែម្ដងទៅខ្ញុំបោះជំហានទៅមុខមួយហាត់រួចពោលពាក្យយ៉ាងស្ងប់ស្ងាត់ពួកអញព្រួតគ្នាឡំពាត់វីកំទេចហាងអញបង្កការវឹកវរឡើងហុយដីមិនមែនដើម្បីរងចាំវិនាទីនេះទេអីចងចាំឲ្យច្បាស់កាលពី10ឆ្នាំមុនពួកអញគ្រាន់តែជាកាកសំណល់មកដល់ពេលនេះពួកអញក៏នៅតែជាសម្រាមដដែលមេខ្លោងម្នាក់ស្រែកឡើងទាំងកំហឹងបាត់បង់ម្ចាស់ការចង្រៃយកព្រួតគ្នាសម្រុកចូលទៅអាណាអាហ្វ្រិកសម្រាប់ញៀកឆ្លងទន្លេបានអញរង្វាន់លុយសុទ្ធ100000គ្រាន់តែមានបញ្ជីភ្លាមក្រុមកូនចៅបាបសាររាប់សិបនាក់របស់ពួកវាបានស្រែកហូតកញ្ជ្រៀវរួចកាន់កាំបិតដំបងរត់សម្រុកចូលមកដោយហ្វុងសាធាតខ្ញុំគ្រាន់តែឈរអបដៃនៅនឹងកន្លែងទឹកមុខស្មាធេងរួចពោលពាក្យទៅកាន់អាដាវយ៉ាងទន់ភ្លន់រឿងកម្រិតកូនចៅទុកឲ្យកូនចៅដោះស្រាយទៅចុះកែវភ្នែករបស់អាដាវប្រែជាឡើងឈាមនិងរំភើបដល់កម្រិតកំពូលវាលាស់ក្តីដកអាវុធក្លេចេញពីចង្កេះរួចបកដៃបញ្ជីកងទ័ពជុតខ្មៅរបស់ហុងសឹងសម្រុកចូលទៅបកស្បែកពួកវាឲ្យអស់សង្គ្រាមកណ្ដាលដងផ្លូវបានផ្ទុះឡើងយ៉ាងសាហាវខូចខើរយៈពេលត្រឹមតែគ្មានដល់កន្លះម៉ោងផងក្រុមកូនចៅបាបសាររាប់សិបនាក់នោះត្រូវដេកដួលដេកដើរស្រែកធ្ងោពេញធ្លុកឈាមលើដីពួកមេខ្លោងធំពីរបីនាក់នោះត្រូវបានកូនចៅអាដាវចាប់របួសសោអ៊ូសមកលុតជង្គង់ចំពោះមុខខ្ញុំទាំងទឹកមុខស្លេកស្លាំងយំសំភារអង្គវសុំជីវិតដោយសាច់ឆ្កែត្រូវទឹកក្តៅខ្ញុំមិនទាំងខ្ចីសម្លឹងមើលមុខពួកវាផងគ្រាន់តែក្រវីដៃជាសញ្ញាឲ្យអាដាវចាត់ការតាមច្បាប់ចាស់រួចខ្ញុំក៏ងាកក្រោយដើរឡើងឡានត្រឡប់សម្ដៅទៅមន្ទីរពេទ្យភ្លាមព្រោះនៅទីនោះមានប្រពន្ធនិងកូនស្រីដែររើការខ្ញុំបំផុតមកដល់មន្ទីរពេទ្យខ្ញុំបានទិញស៊ុបមាន់មួយចានយ៉ាងមានអាជីរោះដើម្បីយកមកបំពេញសុខភាពប្រពន្ធក្នុងខណៈពេលដែលខ្ញុំកំពុងដួសស៊ុបមាន់បញ្ចុកនាងមួយស្លាបព្រាយ៉ាងទន់ភ្លន់ស្រាប់តែប្រពន្ធខ្ញុំសម្លឹងចំកែវភ្នែកខ្ញុំរួចសួរឡើងទាំងបារម្ភប្តីសម្លាញ់តើមានរឿងធំដុំអីកើតឡើងមែនទេដៃដែលកំពុងកាន់ស្លាបព្រារបស់ខ្ញុំស្រាប់តែក៏ឈរថ្មឹងនៅលើអាកាសឃើញខ្ញុំស្ងាត់មិនហើបមាត់ប្រពន្ធខ្ញុំដឹងរឿងភ្លាមនាងលូកដៃមកអង្អែលថ្ពាល់ខ្ញុំភ្នំរួចពោលពាក្យយ៉ាងផ្អែមល្ហែមប្តីសម្លាញ់ខ្ញុំជាប្រពន្ធរបស់បងណាមានរឿងអីកើតឡើងកុំលាក់បាំងខ្ញុំអីខ្ញុំដកដង្ហើមធំវែងរួចក៏សម្រេចចិត្តរៀបរាប់គ្រប់រឿងរ៉ាវតាំងពីពាក្យគំរាមកំហែងដល់ជីវិតកូនស្រីរហូតដល់ការសម្រេចចិត្តវិលត្រឡប់ចូលពិភពងឹតវិញដើម្បីបោះសម្អាតស្ទើរឲ្យនាងស្ដាប់ក្រោយពេលស្ដាប់ចប់ប្រពន្ធខ្ញុំស្ងាត់មាត់ចរិយាមិននិយាយអ្វីទាំងអស់រយៈពេលយ៉ាងយូរខ្ញុំគិតថាភ័យខ្លាចឬប្រឆាំងនឹងការសម្រេចចិត្តរបស់ខ្ញុំតែមិននឹកស្មានទាល់តែសោះថានាងងើបមុខមកសម្លឹងមើលខ្ញុំទាំងខ្សែភ្នែកពោពេញដោយក្តីស្រឡាញ់អស្ចារ្យរួចនិយាយថាប្តីសម្លាញ់មិនថាបងសម្រេចចិត្តធ្វើអ្វីក៏ដោយក៏ខ្ញុំនៅតែបន្តឈរនៅខាងក្រោយគាំទ្របងជានិច្ចប៉ុន្តែបងត្រូវតែសន្យានឹងខ្ញុំរឿងមួយបងត្រូវតែត្រឡប់មកជួបខ្ញុំនឹងកូនវិញដោយភាពសុវត្ថិភាពនិងសន្តិភាពយកទេបងឃើញទឹកមុខដ៏ទន់ភ្លន់ដូចទឹកបឹងរបស់ប្រពន្ធខ្ញុំលើកស្នាមញឹមឡើងទាំងក្តីរំភើបបាត់ប្រពន្ធសម្លាញ់បងសន្យានាងញឹមទាំងទឹកភ្នែករួចស្ទុះមកអបខ្ញុំយ៉ាងណែនផ្ដល់កម្លាំងចិត្តដ៏មហាសាលដល់ស្ដេចអ្នកក្នុងការចេញទៅចាត់ការសង្គ្រាមចុងក្រោយបង្អស់ក្នុងជីវិតមួយខែក្រោយមកក្រោយពេលប្រពន្ធខ្ញុំរួចចេញពីមន្ទីរពេទ្យអាចតូចនិងអាដាវបានបើកឡានមកទទួលខ្ញុំផ្ទាល់ពួកវាអង្គុយសងខាងខ្ញុំរួចរៀបរាប់ពីស្ថានភាពរីកចម្រើនរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នទាំងទឹកមុខរំភើបញាប់ញ័រអាដាវបានជម្រាបខ្ញុំថាវាបានរៀបចំវិឡាដ៏ប្រណីតនិងមានសុវត្ថិភាពបំផុតមួយក្នុងរួចចាត់កូនចៅឲ្យទៅទទួលប្រពន្ធនិងកូនស្រីរបស់ខ្ញុំទៅស្នាក់នៅទីនោះរួចរាល់ហើយខ្ញុំមកក្បាលទទួលដឹងគ្រាន់តែធ្វើដំណើរមកដល់ក្រុមហ៊ុនភ្លាមមនុស្សម្នារាប់សិបនាក់ឈរត្រង់ជួស្វាគមន៍យ៉ាងហឡារិកនៅមាត់ទ្វារក្នុងចំណោមនោះក៏មានវត្តមានរបស់ពួកចាស់ទុំរបស់ហុងសឹងគ្រប់មួយចំនួនដែរប៉ុន្តែទឹកមុខរបស់ពួកវាស្អុយរលួយមិនសប្បាយចិត្តតតែសោះពួកវាច្បាស់ជាខ្លាចអំណាចរបស់ខ្ញុំមកដណ្ដើមផលប្រយោជន៍និងគ្រប់គ្រងពីលើក្បាលពួកវាវិញមិនខានខ្ញុំមិនខ្ជិលខ្វល់នឹងខ្សែភ្នែកពួកវាឡើយរួចដើរនាំមុខអាដាវនិងអាចតូចចូលទៅក្នុងបន្ទប់ប្រជុំធំបរិយាកាសនៅក្នុងបន្ទប់ប្រជុំមានភាពតានតឹងនិងស្ងាត់ជ្រុងគួរឲ្យខ្លាចមិនទាន់ទាំងបានអង្គុយស្រួលបួលផងចាស់ទុំម្នាក់ទ្រាំលែងបានក៏ទះទៅមួយទំហឹងរួចក្រោកឈរស្រែកកំហុកទាំងគ្មានមេត្តានេះឆ្លងទន្លេ
កាលពីមុនឯងមិនមែននិយាយក្តែងថាដាច់ខាតមិនត្រឡប់មកវិញទេអីចុះឥឡូវឯងមកធ្វើវពីបែបហ្នឹងមានន័យថាម៉េចសម្ដេចឯងនិយាយចេញមកជាមែនទេឬមេដឹកនាំចាស់ហ៊ានជាតិប្រមាថខ្ញុំភ្លាមអាដាប់ទុកកំហឹងភ្លាមវារកលោតទៅវាបំបាក់ថ្មិញអានឹងអាសត្វកញ្ចាស់បងឡងចង់ត្រឡប់មកវិញពេលណាវាជារឿងរបស់គាត់ដល់វិញឯងមកឆ្កែព្រោះលោឡានៅទីនេះអីបិទមាត់ឆ្កែឯងឲ្យចិត្តភ្លាមខ្ញុំមិនបានហាប់មាត់និយាយអ្វីទាំងអស់គ្រាន់តែប្រើខ្សែភ្នែកដ៏ត្រជាក់ស្រទន់សម្លឹងមើលទៅពួកចាស់ទុំផ្សេងទៀតចាស់ទុំម្នាក់ទៀតហះឡើងទាំងឌឺដងពួកយើងមិនមែនមិនព្រមឲ្យវាត្រឡប់មកវិញទេប៉ុន្តែកាលពីមុនប្រៀបសន្តិភាពមីសុទ្ធដែលគេផ្ញើជូនវាក៏ព្រមទទួលយកបាត់ទៅហើយដែលវាមានន័យថាព្រមរស់នៅដោយសន្តិភាពជាមួយគ្រប់គ្នាចុះឥឡូវបែរជាត្រឡប់មកវិញទាំងបំពេញបែបនេះមិនមែនជាមនុស្សគ្មានពាក្យសច្ចៈទេអីឬពួកវាលើកឡើងពីគូប្រៀបសន្តិភាពមីសុទ្ធពួកខ្ញុំក៏លូកដៃចូលទៅក្នុងហោប៉ាល់អាប់ធំរួចដកយកបន្តោងប្រៀបមីសុទ្ធនោះមកបោះក្រាំងទៅលើតុប្រជុំគ្រប់គ្នាឈរមើលទាំងងឹងឆ្ងល់មិនយល់សាច់ការខ្ញុំសម្លឹងមើលពួកវារួចនិយាយយឺតអញពិតជាមិនចង់វិលត្រឡប់មកវិញទេហើយអញក៏ចង់បានសន្តិភាពដូចគ្នាប៉ុន្តែវាមានអាចឆ្កែខ្លះជាអ្នកហ៊ានមកបំបែកបំផ្លាញសន្តិភាពនេះមុនដូច្នេះអញគ្មានជំនឿក្រៅពីត្រូវវិលត្រឡប់មកវិញឡើយក្រឹមនិយាយមិនទាន់ផុតពីមាត់ផងខ្ញុំបានប្រើកម្លាំងបាត់ដៃម្ខាងច្របាច់កំទេចប្រៀបសន្តិភាពមីសុទ្ធនៅលើទៅនោះឲ្យខ្លាចជាដុំមាសសម្រួលចូលគ្នាក្រឡិតក្រឡប់មួយរំពេចបង្ហាញពីកម្លាំងផ្ទុះដ៏គួរឲ្យរន្ធត់ខ្ញុំក្រោកឈរឡើងសម្លឹងមើលមុខពួកចាស់ទុំទាំងអស់រួចសង្កត់សម្លេងធ្ងន់ដែលពោពេញដោយចេតនាសម្រាប់កប់ពុកថាពួកវាចង់ធ្វើបាបអញចង់លេងផ្លូវងឹតដាក់អញបែបណាក៏អញមិនខ្វល់ដែរប៉ុន្តែបើអាណាហ៊ានមានគំនិតចង់ប៉ះពាល់ដល់ប្រពន្ធនិងកូនស្រីរបស់អញនឹងសម្លាប់ពួកវាឲ្យរលាយខ្ទេចខ្ទីគ្មានសល់ពូជឡើយវាសម្ដីដ៏ដាច់ខាតរបស់ខ្ញុំភ្លាមអាចើតូចអាដាវនិងក្រុមកូនចៅស្មោះស្ម័គ្រដែលធ្លាប់ហើយឆ្លងគោកនឹងទឹកជាមួយខ្ញុំស្រាប់តែផ្ទុះក្តីរំភើបញាប់ញ័រពេញខ្លួនអាចើតូចលើកស្នាមញឹមយ៉ាងមានមោទនភាពរួចបដិញ្ញាចិត្តភ្លាមត្រូវហើយបងឡងបងគុំបារម្ភអីពួកខ្ញុំច្បាស់ជាប្រើជីវិតមកការពារបងស្រីថ្លៃនិងក្មួយស្រីតូចឲ្យមានសុវត្ថិភាពបំផុតដំណឹងស្ដេចនាគវិលត្រឡប់មកក្រុងរាជវិញក៏បានបោកបក់រីប៉ៃពេញគ្រប់ច្រកល្ហកនៃពិភពងឹតលឿនដូចព្យុះសង្គ្រាពួកស្រីចាស់និងពួកអ្នកដែលធ្លាប់បង្កកំហុសដាក់ខ្ញុំពេលនេះភ័យស្លន់ស្លោរហូតដេកមិនលក់បពុះសឹងឃ្លីទ្រូងគ្រប់គ្នាព្រឹកថ្ងៃបន្ទាប់អាចើតូចបានដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្ញុំរួចរាយការណ៍បងឡងពួកតាស្រីចាស់និងស្ត្រីចាស់ទាំងនោះកំពុងតែបើកប្រជុំជាបន្តហើយបាទនិយាយបន្តមកមើលអាចើតូចដកដង្ហើមធំរួចបន្តកូនចៅយើងទៅតែរាយការណ៍មកថាពួកចាស់ទាំងនោះឮថាបងប្រកាសវិលត្រឡប់មកវិញពួកវាភ័យខ្លាចខ្លាំងរហូតដេកមិនលក់ពេញមួយយប់ឥឡូវពួកវាចង់មកសុំចរចាសន្តិភាពនិងរៀបចំការសម្រុះសម្រួលជាមួយបងឬបែបនេះខ្ញុំក៏ផ្ទុះសំណើចឡើងភ្លាមហាហាកាលពីដំបូងអញចង់បានសន្តិភាពពួកវាបែរជាព្រួតគ្នាហែកខោឲ្យសន្តិភាពនោះចោលបែរជាគិតថាអញជានំទុនដែលពួកវាចង់ច្របាច់ចង់ណែនតាមចិត្តមែនទេអាចើតូចផ្អាកបន្តិចរួចសួរបងឡងតើពួកយើងគួរចាត់ការបែបណាខ្ញុំផ្អែកក្នុងទៅលើកៅអីធ្វើការលំដាប់ខ្ពស់លើកជើងខ្វែងគ្នាយ៉ាងម៉ឺងម៉ាត់រួចលើកស្នាមញឹមដ៏គួរឲ្យខ្លាចបើពួកវាចង់ចរចាអញ្ចឹងពួកយើងទៅចរចាជាមួយពួកវាឲ្យបានល្អមើលបន្តិចទៅប៉ុន្តែចរចារបៀបណាវាជារឿងរបស់ពួកយើងវិញទេអាចើតូចយកការភ្លាមទឹកមុខវាខ្លាចជាសាហាវបងឡងខ្ញុំយល់ហើយខ្ញុំទៅរៀបចំភ្លាម20ម៉ោងក្រោយមកខ្ញុំនិងអាដាវបាននាំកងទ័ពឈុតខ្មៅធ្វើដំណើរមកដល់សន្តាគារលំដាប់កាយមួយកន្លែងអាដាវប្រញាប់រត់មកបើកទ្វារឡានឲ្យខ្ញុំរួចរាយការណ៍ពីស្ថានភាពបងឡងអាមេខ្លោងធំរបស់គ្រប់ចៅមានឈ្មោះចឹងឆាំងមីនកំពុងតែស៊ីផឹកនៅក្នុងបន្ទប់ VIP នោះហើយបាទវាមានគ្នាតែ2-3នាក់និងកូនចៅតាមការពារបន្តិចបន្តួចប៉ុណ្ណោះអញ្ចឹងចូលទៅគ្រាន់តែបោះជំហានចូលទៅក្នុងសន្តាគារមិនបាច់ឲ្យខ្ញុំហើបមាត់បញ្ជាឡើយកូនចៅរបស់អាដាវបានស្ទុះទៅវាក្របួយក្បាលក្រុមកូនចៅការពាររបស់អាចឹងឆាំងមីនបោកទៅលើដីដេកស្ដុកស្ដឹងភ្លាមនោះអាដាវបានដើរទៅមុខរួចលើកជើងធាក់ទ្វារបន្ទប់ VIP នោះមួយទំហឹងធ្វើឲ្យទ្វាររបាក់ខ្ទាតចេញពីគ្នាបង្ហាញឲ្យឃើញជនពីលំដាប់មេខ្លោងកំពុងតែអង្គុយភ័យស្លេកមុខនៅក្នុងនោះអាចឹងឆាំងមីនកំពុងតែអង្គុយអបស្រីស្អាតសងខាងស៊ីផឹកយ៉ាងហឺហារហូតស្រក់ខ្លាញ់ជោគមាត់ប៉ុន្តែត្រូវភ្ញាក់ព្រឹកស្ទើរលេចនោមដោយសារតែសម្លេងធាក់ទ្វារយ៉ាងខ្លាំងរបស់អាដាវគ្រាន់តែក្រឡេកឃើញថាជាខ្ញុំដើរចូលមកវាក៏ប្រែទឹកមុខភ្លាមរួចជួនចិញ្ចាំយ៉ាងណែនខ្ញុំដើរទៅក្បែរតុទាំងទឹកមុខស្មើធេងរួចប្រវីដៃជាសញ្ញាឲ្យស្រីស្អាតទាំងពីរនាក់នោះចេញទៅពួកនាងភ័យខ្លាចខ្លាំងរហូតប្រញាប់ស្ទុះរត់ចេញពីបន្ទប់ VIP នោះភ្លាមអាចឹងឆាំងមីនខំប្រឹងធ្វើរកពីឲ្យស្ងប់រួចដកក្រដាសមកជូតមាត់នេះឆ្លងទន្លេមិនបានជួបគ្នាយូរហើយខ្ញុំលើកស្នាមញឹមចំអករួចងាកទៅរកអាដាវយកការភ្លាមក៏ស្ទុះទៅអូកៅអីមកឲ្យខ្ញុំអង្គុយខ្ញុំដាក់ខ្លួនអង្គុយផ្អែកខ្នងលើកជើងខ្វែងគ្នារួចសម្លឹងមើលមុខវាចំទាំងក្រសែភ្នែកត្រជាក់ស្រទន់ខ្ញុំសួរសម្លេងធ្ងន់ហេតុអីបានជាអញចាត់កូនចៅឲ្យទៅតាមរំខាននិងគំរាមកំហែងគ្រួសារឬបែបនេះអាចឹងឆាំងមីនផ្ទុះសំណើចំអករំខានអញទៅតាមរំខានអញតាំងពីពេលណាផ្ទុយទៅវិញគឺអញទេដែលជាអ្នកប្រកាសថាលាងដៃពីពិភពងឹតទៅហើយតែឥឡូវបែរជាបង្ហាញខ្លួនឡើងវិញទាំងអធិកអធមបែបនេះតើវាមានន័យថាម៉េចការដោះសារមិនព្រមទទួលស្គាល់កំហុសរបស់វាគឺស្ថិតនៅក្នុងការគិតរបស់ខ្ញុំរួចជាស្រេចទៅហើយខ្ញុំសង្កត់សម្ដីបន្ថែមពួកក្មេងទំនើងដែលមកវាកំទេចហាងរបស់អញក៏មានកូនចៅរបស់អញនៅក្នុងនោះដែរអញនៅហ៊ានប្រកែកថាមិនមែនជាបញ្ជារបស់អញទៀតមែនទេគ្រាន់តែលើខ្ញុំលើកឡើងពីរឿងវាកំទេចហាងទឹកមុខរបស់អាចឹងឆាំងមីនប្រែប្រួលភ្លាមមួយរំពេចប៉ុន្តែវាក៏ខំប្រឹងធ្វើរកពីធម្មតាវិញអញមិនដឹងថាអញកំពុងនិយាយពីអីទេបើអញចោទថាអញជាអ្នកធ្វើគឺត្រូវរកពុស្តាងមកបង្ហាញមកខ្ញុំសម្លឹងមើលមុខវារួចលែងមានចិត្តចង់អត់ធ្មត់ទៅទៀតមើលទៅប៉ុន្មានឆ្នាំដែលខ្ញុំលាក់ខ្លួនធ្វើជាមនុស្សសាមញ្ញគឺធ្វើឲ្យសម្រាប់មួយចំនួនគិតថាខ្ញុំលែងមានចង្គមពិតមែនហើយខ្ញុំមិនបោះសម្ដីវាឡើយតែបានលូកដៃទាញយកសៀវភៅបញ្ជីមុខម្ហូបនៅលើតុមកបើកមើលរួចចាប់ផ្ដើមកំងម្ហូបយ៉ាងស្ងប់ស្ងាត់អាចឹងឆាំងមីនឃើញបែបនេះក៏សើចចំអកហាហានេះឆ្លងទន្លេតាមពេលអញឃ្លានទេតើអញ្ចឹងថ្ងៃនេះអញមានចិត្តមេត្តាជួយចេញលុយប៉ាវអញមួយពេលចុះស៊ីឲ្យបានច្រើនទៅព្រោះនៅក្នុងគុកគឺគ្មានម្ហូបឆ្ងាញ់បែបនេះឲ្យអញស៊ីទៀតឡើយខ្ញុំមិនខ្វល់នឹងពាក្យសម្ដីរបស់វាឡើយតែនៅតែបន្តដួសកំងមុខម្ហូបថ្លៃរហូតដល់ជាង20មុខដាច់មុខឃើញសកម្មភាពដ៏ចម្លែកនិងគួរឲ្យខ្លាចរបស់ខ្ញុំបែបនេះអាចឹងឆាំងមីនចាប់ផ្ដើមបពុះនិងបាត់បង់ម្ចាស់ការវាក៏ទះទៅស្រែកកំហុកដាក់ខ្ញុំទាំងកំហឹងលីឡំនឹងភាពភ័យខ្លាចថានេះឆ្លងទន្លេតើអញចង់ធ្វើអីឲ្យពិតប្រាកដនិយាយឲ្យដាច់ស្រឡះមកមើលថ្ងៃនេះអញជាអ្នកប៉ាវ៉ៃវិញអញជាមនុស្សទម្លាប់រស់នៅសន្សំសំចៃមិនចូលចិត្តការខ្ជិះខ្ជីទេម្ហូបទាំងអស់នេះអញត្រូវតែស៊ីឲ្យអស់ពីតោទើបអាចដើរចេញពីទីនេះបានយល់ទេមិនយូរប៉ុន្មានបុគ្គលិកសន្តាគារបានលើកមុខម្ហូបដែលខ្ញុំកំងមកដាក់តម្រៀបជុំលើគ្នាច្រើនជាន់ពេញតូខ្ញុំក្រោកឈរឡើងរួចងាកទៅប្រាប់អាដាវយ៉ាងត្រជាក់អាដាវមើលការខុសត្រូវឲ្យច្បាស់មើលតតែអាចឹងឆាំងមីនស៊ីម្ហូបទាំងអស់នេះឲ្យអស់ពីតូបើវាស៊ីលែងចូលជួយញ៉ាត់បញ្ចូលមាត់វាទៅអាដាវញឹមយ៉ាងសាហាវបាត់បងឡងខ្ញុំយល់ច្បាស់ណាស់ខ្ញុំមកក្បាលរួចដើរចេញពីបន្ទប់ VIP នោះដោយចិត្តស្ងប់គិតទៅមកដល់ពេលនេះចរិតចាស់ទុំរបស់ខ្ញុំប្រែជាទន់ភ្លន់និងមានមេត្តាច្រើនណាស់ទៅហើយបើប្រៀបធៀបទៅនឹងកាលពី10ឆ្នាំមុនសម្រាប់ដូចជាវាមិនអាចត្រឹមតែមកអង្គុយស៊ីម្ហូបពេញទៅបែបនេះឡើយមួយសន្ទុះធំក្រោយមកអាដាវបានដើរចេញមកជួបខ្ញុំរួចរាយការណ៍បងឡងខ្ញុំចាត់ការអាចឹងឆាំងមីនតាមបញ្ជារបស់បងរួចរាល់ហើយបាទវាស៊ីរហូតដល់ក្អួតចង្អោរលេខនំពេញខោហើយវាបានលុបជង្គង់ស្បត់ថាចាប់ពីពេលនេះទៅវាមិនហ៊ានងើបមុខមកតាំងឬធ្វើបាបគ្រួសារបងសំបីតែបន្តិចឡើយលទ្ធផលនេះខ្ញុំក៏មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណថ្ងៃបន្ទាប់ឲ្យតែមានអាណាហ៊ានក្អកឬមានបំណងចង់មករកជំនួយរឿងជាមួយខ្ញុំគឺខ្ញុំដើរទៅកំទេចពួកវាម្ដងម្នាក់ដល់សម្បុកធ្វើឲ្យពិភពងឹតទាំងមូលរញ្ជួយនិងបង្កើតជាក្តីមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមពួកមេខ្លោងធំដទៃទៀតលុះដល់ពេលរសៀលខ្ញុំបានត្រឡប់មកដល់ផ្ទះវីឡាវិញគ្រាន់តែដើរចូលមកឃើញប្រពន្ធកំពុងតែបីកូនស្រីតូចដើរលេងនៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងមានក្តីសុខរាល់រឿងរ៉ាវស្មុគស្មាញនិងភាពហត់នឿយទាំងប៉ុន្មានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះត្រូវបានបោះសម្អាតរលាយបាត់អស់ពីទ្រង់គ្មានសល់ក្រោយពេលញ៉ាំបាយល្ងាចរួចខ្ញុំនិងប្រពន្ធបានបណ្ដាគ្នាទៅអង្គុយមើលមេឃផ្កាយនិងជែកគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងសួនច្បារខាងក្រោយផ្ទះចំពេលនោះស្រាប់តែមានស្រមោលមនុស្សម្នាក់ដើរមកដល់មាត់ទ្វាររបងរួចរុញទ្វារគូសតុប
ខ្ញុំដើរទៅបើកទ្វារឃើញថាជាអាចតូចវាលើកស្នាមញញឹមរួចមកក្បាលជំរាបសួរប្រពន្ធរបស់ខ្ញុំយ៉ាងគួរសមទោះបីជាផ្ទៃមុខរបស់វាមានស្នាមញញឹមក៏ដោយប៉ុន្តែដោយសារតែហើយឆ្លងសមរភូមិជាមួយគ្នារាប់ឆ្នាំខ្ញុំគ្រាន់តែក្រឡេកមើលភ្នែកវាភ្លាមក៏ដឹងភ្លាមថាវាច្បាស់ជាមានរឿងធំចង់មកជួបខ្ញុំប្រពន្ធខ្ញុំជាមនុស្សឆ្លាតនាងដឹងភ្លាមថាអាចតូចមិនមែនមកទីនេះដោយគ្មានហេតុផលឡើយនាងក៏ញញឹមរួចបីកូនស្រីដើរត្រឡប់ចូលទៅក្នុងបន្ទប់ដេកដើម្បីទុកកន្លែងឲ្យពួកយើងជែកគ្នានៅសល់តែពួកយើងពីរនាក់ទឹកមុខរបស់អាចតូចប្រែជាមឹងម៉ាត់និងស្លេកស្លាំងភ្លាមមួយរំពេចវានិយាយឡើងទាំងសំឡេងសឹកថាបងឡងមានរឿងធំផ្ទុះឡើងទៀតហើយបាទខ្ញុំសម្លឹងមើលមុខអាចតូចរួចសួរដោយសំឡេងធ្ងន់មានរឿងអីកើតឡើងអាចតូចក្រឡេកមើលឆ្វេងស្ដាំយ៉ាងប្រុងប្រយ័ត្នរួចឈានជើងមកក្បែរទៅជាខ្ញុំខ្សឹបប្រាប់តិចថាបងឡងអាដងជឿវាចាត់កូនចៅឲ្យទៅវីកំតិចបារបស់ពួកយើងខ្ទេចខ្ទីអស់ហើយបាទឬបែបនេះខ្ញុំក៏ផ្ទុះសំណើចំអកឡើងទាំងមិនខ្វល់ខ្វាយហ៎ពួកវាកំពុងតែចង់សាកល្បងចិត្តនឹងឌឺដងដាក់អញតើបើវាហ៊ានលេងបែបហ្នឹងអញ្ចឹងវាបកត្រឡប់ទៅវិញឲ្យធ្ងន់ជាងនឹងទៅអាចតូចទៅហើយលើកស្នាមញញឹមយ៉ាងសាហាវបាទបងឡងខ្ញុំទៅចាត់ការភ្លាមក្រោយពេលវាដើរចេញទៅខ្ញុំដកដង្ហើមធំវែងមើលទៅនៅក្នុងពិភពងឹតនេះនៅតែមានមនុស្សល្ងងខ្លៅមួយចំនួនមិនទាន់ស្គាល់ពីកម្រិតនៃភាពសាហាវខូខើរបស់ស្ដេចណាកពិតប្រាកដឡើយព្រឹកថ្ងៃបន្ទាប់អាចតូចបានចូលមកឡាយការជូនខ្ញុំទាំងទឹកមុខមានព្រៀបបងឡងកាលពីយប់មិញកូនចៅយើងបានសម្រុកបុកចូលទៅដល់ក្នុងផ្ទះរបស់អាដងជាផ្ទាល់តែម្ដងពេលនេះវាភ័យលេចនំលុតជង្គង់ទទួលកំហុសហើយបាទរាល់ការខូចខាតទាំងអស់វានឹងព្រមសងថ្លៃឈាមគ្រប់កាក់គ្រប់ផ្សេងមិនឲ្យខ្វះឡើយចំពេលដែលពួកយើងកំពុងតែជែកគ្នាអាដាវក៏បានដើរចូលមកក្នុងបន្ទប់ធ្វើការទាំងទឹកមុខស្មុគស្មាញបងឡងពួកចាស់ទុំនិងពួកមេខ្លោងចាស់ទាំងនោះចង់សុំជួបពិភាក្សាចរចាជាមួយបងម្ដងទៀតហើយបាទមិនបាច់គិតក៏ខ្ញុំដឹងច្បាស់ថាមូលហេតុអ្វីដែរអាចិនចាំងមីនត្រូវខ្ញុំបង្ខំឲ្យស៊ីម្ហូបរហូតដល់ក្អួតចង្អោរលេចនំពេញខោចំណែកឯពួកមេខ្លោងដទៃទៀតដែលចង់មករកជំនួយរឿងក៏ត្រូវខ្ញុំវាបកត្រឡប់ទៅវិញរហូតដល់បាក់ថ្មិញបាក់ដៃពេលនេះពួកវាដឹងខ្លួនថាទប់ទល់លេងជាប់ក៏ចង់ប្រើល្បិចចរចាសន្តិភាពម្ដងទៀតខ្ញុំហៅឡើងមួយសម្លេងរួចចេញបញ្ជាដាច់ណាត់ទៅអាដាវទៅប្រាប់ពួកវាវិញអញមិនទៅដាច់ខាតអាចទៅទៅហើយឈាមក្នុងខ្លួនពួកកញ្ជ្រោក្តៅស្លឹកទៅជាភ្លាមទៅហើយបងមិនបាច់ទៅខ្វល់នឹងពួកវាទេពួកវាគិតខ្លួនឯងជាស្អីនឹកឃើញចង់មករកជំនួយរឿងក៏មករកដល់ពេលដឹងខ្លួនថាវាមិនឈ្នះបែរជានឹកឃើញចង់មកសុំចរចាសន្តិភាពស្រួលពេកដឹងអាដាវក៏មកក្បាលយកស្រុកខ្ញុំក៏គ្រប់គ្រងគំនិតបងឡងដែរបើមិនផ្ដល់មេរៀនឈាមឲ្យពួកវាស្គាល់ដែរទេពួកវាច្បាស់ជាគិតថានាងឆ្លងទន្លេជាមនុស្សមានចិត្តធម៌ទន់ជ្រាយមិនខាននិយាយរួចអាដាវក៏យកពាក្យបដិសេធរបស់ខ្ញុំទៅតបប្រាប់ពួកវាវិញកាលពីដំបូងខ្ញុំគិតថាពួកមេខ្លោងចាស់ទាំងនោះក្រោយពេលត្រូវខ្ញុំបដិសេធចោលមុខមាត់បែបនេះពួកវាច្បាស់ជាផ្ទុះកំហឹងរួចបើការវាប្រហារសងសឹកមកលើខ្ញុំយ៉ាងឈួតលីលីមិនខានប៉ុន្តែរឿងរ៉ាវប្រែជាផ្ទុយស្រឡះពិភពងឹតទាំងមូលប្រែជាស្ងាត់ជ្រុងដូចចោលលួចសេះគ្មានចលនាឬការវាបកណាមួយកើតឡើងតតែសោះកាន់តែស្ងប់ស្ងាត់បេះដូងរបស់ខ្ញុំកាន់តែមានអារម្មណ៍មិនស្រួលតតែសោះនៅក្នុងក្បួនសឹកសង្គ្រាមរឿងរ៉ាវដែលកើតឡើងខុសពីធម្មតាច្បាស់ជាមានលក្ខណៈល្បិចដល់កំណាចលាក់មុខនៅពីក្រោយខ្នងមិនខានតើពួកវាស៊ូទ្រាំលេបកំហឹងបែបនេះដើម្បីរៀបចំផែនការទុច្ចរិតអ្វីបន្តទៀតនៅយប់នោះខណៈពេលដែលខ្ញុំកំពុងតែរៀបចំខ្លួនត្រឡប់ទៅផ្ទះជួបប្រពន្ធកូនអាដាវស្រាប់តែចូលមកទាំងសំឡេងតានតឹងបងឡងមានអាពូក្មេងទំនើងមួយវងកំពុងតែមកលោឡាបង្កការរំខាននៅក្នុងបាររបស់ពួកយើងបាទខ្ញុំតបទៅវិញទាំងធុញទ្រាន់បើពួកវាបង្ករឿងក៏ទេឲ្យប៉ូលីសទៅរឿងកំប៉ិចកំប៉ុកប៉ុណ្ណឹងចាំបាច់មកសួរអញធ្វើអីអាដាវដកដង្ហើមធំទាំងតតម្រិះពួកយើងទេឲ្យប៉ូលីសរួចហើយបងតែប៉ូលីសធ្វើអីពួកវាមិនកើតទេព្រោះអាពូចង្រៃនោះវាមកក្នុងនាមជាភ្ញៀវមកវាយឡើងលុយឆាយពួកវាចូលមកទិញស្រាបៀរម្នាក់តែមួយដបគត់រួចនាំគ្នាអង្គុយពីពេញគ្រប់តូវេបនិងតូធម្មតាទាំងអស់ដេញកៅអីមិនឲ្យភ្ញៀវផ្សេងចូលអង្គុយតតែសោះឬបែបនេះខ្ញុំក៏យកល្បិចពួកវាភ្លាមតាមពិតពួកមេខ្លោងចាស់ទាំងនោះដឹងខ្លួនថាលេងភ្លឹងងឹតវាតាំងជាមួយខ្ញុំមិនឈ្នះក៏ងាកមកប្រើល្បិចច្បាប់ទម្លាប់ដើរចាក់រូបជំនួយរបស់ខ្ញុំវិញខ្ញុំសួរចុះមិនបានប្រាប់ពួកវាទេអីថាទូនីមួយនៅក្នុងបារមានកំណត់កម្រិតចំណាយទាបបំផុតអាដាវតបប្រាប់ហើយបងតែពួកវាឌឺដងថាការកំណត់បែបហ្នឹងវាខុសច្បាប់ការពារអ្នកប្រើប្រាស់បើពួកយើងហ៊ានដេញឬបង្ខំទារលុយពួកវានឹងរត់ទៅប្តឹងតុលាការឲ្យបិទបារយើងភ្លាមខ្ញុំលើកស្នាមញញឹមយ៉ាងត្រជាក់ល្អណាស់មិននឹកស្មានថាអាពួកសម្រាមទាំងនោះហ៊ានមកលេងល្បែង Civilized Game ជាមួយអញផងហេបើពួកវាចង់លេងច្បាប់អញនឹងបង្រៀនពួកវាឲ្យស្គាល់ពីច្បាប់និយាយរួចខ្ញុំក៏បើកឡានសម្ដៅទៅរកបារភ្លាមគ្រាន់តែឡានឈប់នៅមាត់ទ្វារបារអាដាវប្រញាប់រត់មកបើកទ្វារឲ្យខ្ញុំរួចរាយការណ៍បងឡងពួកវានៅខាងក្នុងនៅឡើយទេភ្ញៀវពិតប្រាកដចូលមកកំសាន្តមិនកើតទេឲ្យតែមានភ្ញៀវបំរុងដើរចូលគឺត្រូវពួកវាសម្លឹងរកជំនួយរឿងនឹងដេញរត់ចេញអស់ខ្ញុំមកក្បាលរួចបកដៃឲ្យកងទ័ពឈុតខ្មៅដើរតាមពីក្រោយឈានជើងចូលទៅក្នុងបារទស្សនវិជ្ជាខាងក្នុងពិតជាដូចសម្ដីអាដាវមែននៅតាមទូ VIP ធំគឺមានមនុស្សតែម្នាក់ឬពីរនាក់ប៉ុណ្ណោះអង្គុយចងជើងក្អេងក្អាងលើកដបស្រាបៀរតម្លៃថោកបំផុតមួយមកផ្អឹបនឹងមាត់ធ្វើរកពីកងកាច់ចង់រកគឿងនេះជាការបើកមុខមករកគោយ៉ាងច្បាស់ក្រឡែកខ្ញុំដើរទៅក្បែរអាដាវរួចសឹកប្រាប់ផែនការពី3ម៉ាត់អាដាវស្ដាប់ហើយភ្នែកភ្លឺថ្លាភ្លាមវាងាកទៅបង្កប់កូនចៅត្រឹមតែប៉ុន្មានវិនាទីក្រោយមកកូនចៅម្នាក់រត់មកសឹកបងដាវរាល់ការរៀបចំនិងឧបករណ៍ទាំងអស់ត្រូវបានរៀបចំរួចរាល់ហើយបាទខ្ញុំលើកស្នាមញញឹមរួចដើរតម្រង់ទៅរកតុមួយដែលមានអសក់លឿងម្នាក់កំពុងអង្គុយធ្វើរកពីអ៊ូតក្អេងក្អាងគ្រាន់តែក្រឡេកឃើញស្រមោលដ៏ធំធេងនិងក្បួនកងទ័ពឈុតខ្មៅរបស់ខ្ញុំដើរមកឈរព័ទ្ធជុំវិញអសក់លឿងនោះភ័យរហូតបបពុះលេបទឹកមាត់ក្អឹកទាំងញ៉ៅដៃប៉ុន្តែវានៅតែខំប្រឹងធ្វើចរិតរឹងរូសសម្លឹងមើលមុខខ្ញុំទាំងកែវភ្នែកព្រួយបារម្ភជាពន់ពេកអាណាជាអ្នកចាត់ពួកឯងឲ្យមកទីនេះអ្នកណាខ្ជិលចាត់មកពួកខ្ញុំមកទិញស្រាស៊ីផឹកចៃលុយតើមិនបានមែនទេខ្ញុំហៅឡើងមួយសម្លេងយ៉ាងត្រជាក់កែវភ្នែកចាប់ដើមបញ្ចេញចិត្តណាសម្រាប់ដល់ចាស់ទុំកាលពី10ឆ្នាំមុនខ្ញុំធ្លាប់កាន់កំបិតតាំងនឹងមនុស្សរាប់ពាន់នាក់តែម្នាក់ឯងសម្ពាធអំណាចនិងរស្មីខូខើដែលបញ្ចេញមកពីខ្លួនខ្ញុំមិនមែនជាអ្វីដែលមនុស្សធម្មតាអាចទ្រាំទ្រឈរមើលចំភ្នែកបានឡើយអសក់លឿងត្រូវខ្ញុំសម្លឹងមើលចំរហូតដល់ប្រលឹងចាក់ចេញពីខ្លួនភ័យបបពុះខ្លាំងពេកក៏ធ្វើជាបែកខ្នងដាក់ខ្ញុំដើម្បីគេចវេប្រាវដោយគ្មានការប្រមានទុកជាមុនសំបីមួយម៉ាត់ខ្ញុំលូកដៃទាញយកដបស្រាបៀរនៅលើតុវាបោកទៅលើក្បាលអសក់លឿងនោះមួយទំហឹងខ្ទេចជាបំណែកវាស្រែកឡើងទាំងការជិះចាប់រួចដួលគ្នាទៅលើដីយកដៃទប់ក្បាលដែលហូរឈាមស្រោចមុខរមៀលខ្លួនទៅមកពេញការោខ្ញុំបោះកំទេចដបស្រាដែលសល់ក្នុងដៃចោលរួចងាកទៅប្រាប់អាដាវខ្លីបិទទ្វារអាណាដាច់ខាតក៏មិនឲ្យដើរចេញពីទីនេះដែរអាដាវមកក្បាលរួចបោះដៃជាសញ្ញាទៅកូនចៅដែលឈរក្បែរមាត់ទ្វារភ្លាមនោះទ្វារដៃដកក្រាស់របស់បាត្រូវបានទាញបិទខាំងរួចទម្លាក់កន្លឹះចាក់សោចជាប់យ៉ាងណែនឃើញទស្សនវិជ្ជាបែបនេះពួកក្មេងទំនើងរាប់សិបនាក់ដែលមកបង្ករឿងស្រាប់តែស្លន់ស្លោរត់ជន់ជើងគ្នាពេញបាអាសក់លឿងខំប្រឹងយកដៃទប់ក្បាលដែលកំពុងហូរឈាមរួចងើបមកឡើងទាំងញ័រត្រឹកមិនដឹងជាវាត្រូវដបស្រាវីឡើងវង្វេងស្មារតីឬមួយក៏វាគិតថាខ្លួនឯងមានខ្សែញាតធំនៅពីក្រោយខ្នងនោះទេបែរជាហ៊ានបើកមាត់ស្រែកកំហុកដាក់ខ្ញុំទាំងកំហឹងឯងហ៊ានវាអញផងហេអញជឿទេថាអញទេឲ្យប៉ូលីសមកចាប់អញចូលគុកឥឡូវហ្នឹងពីពាក្យនេះខ្ញុំក៏ផ្ទុះសំណើចឡើងភ្លាមល្អតាប្រញាប់ទេឲ្យទៅឬមួយក៏ចង់ឲ្យអញជួយហុចទូរស័ព្ទអញកុំមកធ្វើរកមិនខ្លាចឲ្យសោះនៅក្នុងបារនេះមានកាមេរ៉ាសុវត្ថិភាព CCTV គ្រប់កន្លែងអញរត់មិនរួចទេវាស្រែកកំហុកទាំងសង្ឃឹមលើច្បាប់ខ្ញុំនិងអាដាវស្ដាប់ហើយក៏ទប់សំណើចលេងបាននាំគ្នាផ្ទុះសំណើចឡើងព្រមគ្នាអាដាវដើរទៅមុខមួយហាត់រួចនិយាយទាំងចំអកអូសុំទោសផងហាស់អូនប្រុសប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងរបស់ពួកយើងទើបតែខូចអំបញ្ញមិញនេះសោះឥឡូវជាងកំពុងតែដោះជួសជុលអាសក់លឿងគៀងខូភ្លាមមួយរំពេចវាប្រញាប់ងើបក្បាលសម្លឹងមើលទៅកាមេរ៉ានៅតាមជ្រុងជញ្ជាំងឃើញថាកាមេរ៉ាដែលធ្លាប់តែមានភ្លើងពណ៌ក្រហមភ្លឹបភ្លែតនោះពេលនេះគឺងឹតឈឹងគ្មានពន្លឺសំបីបន្តិចពិតមែនវានៅតែរឹងរូសស្រែកចុះយ៉ាងម៉េចនៅទីនេះមានមនុស្សធ្វើជាសាក់សេរាប់សិបនាក់
ភ្លាមនោះក្រុមក្មេងទំនើងដែលមកជាមួយវាសុទ្ធតែជាពួកក្មេងទើបតែដុសស្លាប់មិនទាន់ដឹងក្តីនាំគ្នាដើរសម្រុកមកចូលជុំវិញដើម្បីជួយលើកទឹកចិត្តនិងធ្វើជាបង្អែកឲ្យអសក់លឿងខ្ញុំសម្លឹងមើលមុខពួកក្មេងកំហុសទើបតែដឹងក្តីទាំងនេះរួចលើកស្នាមញញឹមមើលងាយយ៉ាងខ្លាំងមើលទៅអាពួកក្មេងអស់នេះច្បាស់ជាពួកដែលគេជួលមកបង្កគ្រប់ចំនួនតែកាលៈទេសៈសោះពេលផឹកស៊ីអួតអាងសុទ្ធតែបងប្អូនស្មោះស្ម័គ្រដល់ពេលគ្រោះថ្នាក់ដល់ខ្លួនច្បាស់ជារត់យករួចខ្លួនរៀងខ្លួនមិនខានបើប្រៀបធៀបទៅនឹងរូបខ្ញុំនិងអាដាវកាលពី10ឆ្នាំមុនពួកវាគ្មានតម្លៃសូម្បីតែមកចូលចិត្តឡើយខ្ញុំក៏វិក្បាលទាំងហួសចិត្តរួចងាកក្រោយដើរចេញទៅមាត់ទ្វារទាំងលើកដៃបក់ជាសញ្ញាខ្លីអាដាវនិងកងទ័ពជុតខ្មៅយល់ការភ្លាមក៏ស្ទុះសម្រុកចូលទៅចាត់ការភ្លាមទោះបីជាខ្ញុំដើរចេញមកដល់ខាងក្រៅបារទៅហើយក៏នៅតែអាចជឿសំឡេងស្រែកយំទន្ទ្រាំស្ទើរទ្រីដំបូលបារបន្លឺឡើងមិនដាច់សូរកន្លះម៉ោងក្រោយមកទ្វារបារបានបើកឡើងវិញអាដាវដើរចេញមកជម្រាបខ្ញុំបងឡងចាត់ការរួចរាល់អស់ហើយបាទពួកវាខ្លាចរហូតសួរអីឆ្លើយនឹងមិនហ៊ានលាក់បាំងសំបីមួយម៉ាត់ខ្ញុំមកក្បាលរួចបោះកន្ទុយបារីចុះលើដីយកចុងជើងងីកំតិចឲ្យរលត់រួចដើរនាំមុខអាដាវត្រឡប់ចូលទៅខាងក្នុងវិញនៅខាងក្នុងបារអសក់លឿងនិងបាក់ពួកដេកអុកក្បាលលុតជង្គង់ញ័រត្រូវពេញដីមុខមាត់ម្នាក់ឡើងហាមប៉ោងដោយក្បាលជ្រូកលែងមានចរិតកងកាច់ដោយការពីអំបញ្ញមិញសំបីតែ 1% ខ្ញុំដាក់ខ្លួនអង្គុយចុះរួចសួរដេញដល់ម្ដងទៀតអញសួរឯងជាលើកចុងក្រោយអាណាជាអ្នកបញ្ជាពួកឯងមកអសក់លឿងយំសំពះបងធំឡុងគឺលោកឲ្យកោហុងបាទគឺលោកឲ្យកោហុងជាអ្នកបញ្ជាពួកខ្ញុំមកលោកឲ្យកោហុងខ្ញុំមានឈ្មោះនេះភ្លាមក៏លេចស្នាមញញឹមដល់ត្រជាក់តាមពិតគឺអាសក់កញ្ចាស់នឹងសោះលោកឲ្យកោហុងមានឈ្មោះពិតថាហុងស៊ីជាងវីនេះហើយគឺជាស្រូវស៊ីសាច់ហុតឈាមនិងធំបំផុតរបស់ខ្ញុំកាលពីអតីតកាលកាលពី10ឆ្នាំមុនដែលអញកាន់កាំបិតតាំងនឹងមនុស្សរាប់ពាន់នាក់តែម្នាក់ឯងនោះគឺវាកំទេចក្រុមកូនចៅរបស់អាហុងស៊ីជាងនេះឯងអាដាវដើរមកក្បែរទៅជាខ្ញុំរួចខ្សឹបទាំងកំហឹងបងឡងអាសក់កញ្ចាស់ត្រកូលហុងនេះវាធ្វើហួសហេតុពេកហើយបាទតើពួកយើងត្រូវទៅផ្ដល់មេរៀនឈាមឲ្យវាស្គាល់ដៃបន្តិចទេបងខ្ញុំក៏វិដ័យមិនបាច់ធ្វើរឿងឆៅបែបហ្នឹងទេខ្ញុំអាក់បន្តិចរួចសួរអញចង់ដឹងថាអាហុងស៊ីជាងនឹងវាក៏មានបាក់បាច្រើនកន្លែងនៅក្នុងតំបន់នេះដែរត្រូវទេអាដាវគិតមួយសន្ទុះរួចមកក្បាលបាត់ត្រូវហើយបងឡងមិនត្រឹមតែមានបាច្រើនទេថែមទាំងអាសក់កញ្ចាស់នេះវាបានលើការគ្រប់គ្រងស្រានិងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងតំបន់នេះទាំងមូលទៀតផងឬពាក្យថាវាគ្រប់គ្រងការគ្រប់គ្រងស្រាដាច់មុខភ្លាមខួរក្បាលរបស់ខ្ញុំក៏លេចចេញនៅផែនការដ៏អស្ចារ្យមួយភ្លាមខ្ញុំងាកទៅប្រាប់អាដាវអញប្រញាប់ទៅតាក់ទងរកអាចើតូចភ្លាមទៅអាដាវមកក្បាលរួចដើរទៅចុចទូរស័ព្ទទៅហៅអាចើតូចភ្លាមតាមបញ្ជាខ្ញុំដើរទៅឈរពីមុខអាសក់លឿងដែលកំពុងតែដេកញ័រដោយកូនមន់ត្រូវទឹកភ្លៀងរួចលើកស្នាមញឹមយ៉ាងគួរឲ្យខ្លាចត្រឡប់ទៅវិញរួចនាំពាក្យរបស់អញទៅប្រាប់អាហុងស៊ីជាងផងថាអញគឺនេះឆ្លងទន្លេថ្ងៃក្រោយនឹងទៅសួរសុខទុក្ខដល់មុខផ្ទះរបស់វាដាច់ខាតអាសក់លឿងដែលមុខកំពុងហាមប៉ោងដោយក្បាលជ្រូកឬពាក្យប្រកាសសង្គ្រាមរបស់ខ្ញុំហើយក៏ស្រឡាំងកាំងមួយភាំងព្រោះមិននឹកស្មានថាខ្ញុំដោះលែងវាងាយបែបនេះឡើយប៉ុន្តែវាក៏ប្រញាប់មកក្បាលត្រឹកដូចមន់បុកអង្កាមចំពេលនោះអាដាវដើរត្រឡប់មកវិញរួចសឹកប្រាប់ខ្ញុំបងឡងអាចើតូចរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយបាទខ្ញុំមកក្បាលរួចប្រវីដៃដោះលែងពួកវារួចក៏ត្រឡប់ទៅផ្ទះសម្រាប់ជួបជុំប្រពន្ធកូនវិញពីថ្ងៃក្រោយមកអាចើតូចបានបើកឡានមកទទួលខ្ញុំដល់ផ្ទះដើម្បីទៅក្រុមហ៊ុននៅតាមផ្លូវវានិយាយឡើងទាំងទឹកមុខមានទំនុកចិត្តខ្ពស់បងឡងគ្រប់យ៉ាងដែលបងបង្កប់គឺរួចរាល់ហើយបាទទាំងបណ្ដាញចែកចាយស្រាទាំងក្បួនឡានដឹកជញ្ជូនព្រមទាំងកម្លាំងជំនាញសម្រាប់ចុះទៅវាលុកទីផ្សារគឺពួកយើងត្រៀមខ្លួនរួចជាស្រេចអាចបើកការវាលុកបានគ្រប់វិនាទីខ្ញុំគិតមួយសន្ទុះរួចចេញបញ្ជីភ្លាមមិនបាច់រងចាំអីទៀតទេចាប់ដើមពីថ្ងៃនេះទៅចាត់កម្លាំងវាលុកទីផ្សារពេញទំហឹងអាចើតូចទៅហើយក៏រំភើបចិត្តខ្លាំងវាទម្លាក់ខ្ញុំនៅក្រុមហ៊ុនរួចប្រញាប់បើកឡានទៅបញ្ជីការងារភ្លាមមកដល់បន្ទប់ធ្វើការខ្ញុំបានបើកផែនទី Digital នៅក្នុងទូរស័ព្ទដៃរួចចាប់ដើមគូចំណាំយ៉ាងលម្អិតនៅរាល់អាសយដ្ឋានភោជនីយដ្ឋានបារបក្លឹបកំសាន្តនិង KV ទាំងអស់នៅក្នុងតំបន់ឲ្យតែជាកន្លែងណាដែលមានការប្រើប្រាស់គ្រឿងស្រវឹងគឺខ្ញុំមិនឲ្យរំលងសូម្បីតែមួយកន្លែងឡើយត្រូវហើយផែនការរបស់ខ្ញុំគឺនាំចូលស្រាប់តពីខាងក្រៅដើម្បីមកវាលុកដណ្ដើមទីផ្សារផ្ដាច់មុខរបស់អាហុងស៊ីជាងប្រសិនបើជារឿងកាលពី1ឆ្នាំមុនខ្ញុំច្បាស់ជាគ្មានចិត្តចង់មកធ្វើរឿងដណ្ដើមទឹកដីបែបនេះឡើយពួកវាចង់រកស៊ីកោដុតបែបណាជារឿងរបស់ពួកវាប៉ុន្តែពេលនេះអាហុងស៊ីជាងវាហ៊ានមកជន់កន្ទុយនៀបបើកមុខមកឌឺដងគំរាមកំហែងដល់ជីវិតកូនស្រីខ្ញុំដូច្នេះខ្ញុំត្រូវតែតាំងវិញហើយមិនត្រឹមតែតាំងធម្មតាទេគឺត្រូវតែវាបំបាក់ជើងវាឲ្យរៀងចាដល់ជីវិតរយៈពេល1សប្តាហ៍បានកន្លងផុតទៅផែនការសិក្សាសេដ្ឋកិច្ចរបស់អាចើតូចនិងអាដាវដំណើរការទៅយ៉ាងរលូននិងមានប្រសិទ្ធភាពខ្ពស់បំផុតអាហុងស៊ីជាងមិនទាន់ទាំងដឹងខ្លួនដេកដួលឡើយស្រាប់តែមួយដុំនិងបណ្ដាអ្នករកស៊ីធំដែលមិនទាន់ចុះកិច្ចសន្យាជាមួយវាត្រូវបានក្រុមកូនចៅរបស់ខ្ញុំចុះទៅកាត់ផ្ដាច់យកមកប្រើប្រាស់ស្រារបស់ខ្ញុំទាំងអស់ស្របពេលជាមួយគ្នាមានក្រុមហ៊ុនតូចមួយចំនួនទៀតចង់លូកដៃមកដណ្ដើមចំណែកទីផ្សារពីខ្ញុំដែរប៉ុន្តែនៅក្នុងពិភពរបស់ខ្ញុំការហ៊ានមកលូកខ្លឹមស្ដេចណាស់គឺត្រូវតែបងថ្លៃឈាមជាដាច់ខាតពួកវាក៏មិនមែនជាមនុស្សសឹកងដែរគ្រាន់តែដឹងកម្លាំងពិតរបស់ខ្ញុំភ្លាមពួកវាក៏ប្រែចរិតមកសុំចរចាស់ការរកស៊ីជាមួយខ្ញុំវិញសម្រាប់ពួកអ្នកដែលគ្មានចំនួនធំដុំជាមួយខ្ញុំហើយមិនដែលមកបង្ករឿងដាក់ខ្ញុំចាប់តាំងពីខ្ញុំចេញពីគុកមកគឺខ្ញុំបានផ្ដល់ការបញ្ចុះតម្លៃនិងលក្ខខណ្ឌចំណេញខ្ពស់បំផុតជូនពួកវាចំណែកឯពួកអាដែលចូលចិត្តលោឡាបង្ករឿងក្នុងរយៈពេល2ឆ្នាំនេះក៏ខ្ញុំផ្ដល់ការអនុគ្រោះឲ្យខ្លះដែរតែក្នុងកម្រិតតិចតួចបំផុតព្រោះនៅក្នុងកាលៈទេសៈនេះការបង្កើតស្រូវបន្ថែមមិនមែនជារឿងល្អសម្រាប់ខ្ញុំឡើយនៅក្នុងពេលដែលខ្ញុំកំពុងតែគិតថាអាហុងស៊ីជាងវាច្បាស់ជាទ្រាំលែងបានរួចណាត់ជួបខ្ញុំដើម្បីចរចាបញ្ចប់សង្គ្រាមសេដ្ឋកិច្ចនេះមិនខានប៉ុន្តែអ្វីដែលខ្ញុំមិននឹកស្មានដល់តតែសោះនោះគឺវាបែរជាលេចមុខឡើងនៅក្នុងកម្មវិធីនិងកន្លែងមួយដែលមិនសមស្របបំផុតទៅវិញថ្ងៃនេះគឺជាថ្ងៃបង្កក់ខែនិងខួបកំណើតគម្រប់1ខែរបស់កូនស្រីតូចរបស់ខ្ញុំមនុស្សលំដាប់អ្នកធំនិងមានមុខមាត់នៅក្នុងតំបន់ទាំងអស់បានធ្វើដំណើរមកចូលរួមអបអរសាទរយ៉ាងអធិកអធមលើកលែងតែពួកសរើស៊ីសាច់ហុតឈាមកាលពីមុនប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាផ្អើលឆោឡោនោះគឺហុងស៊ីជាងបែរជាបង្ហាញខ្លួននៅទីនេះថែមទាំងមិនមែនមកធម្មតាទេគឺវាមកដោយផ្ទាល់ខ្លួនឯងនិងនាំយកកាដូធំមកជាមួយទៀតផងគ្រាន់តែក្រឡេកឃើញខ្ញុំភ្លាមវាក៏ដើរមកស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់រំភើបញាប់ញ័រហាក់ដូចជាមិត្តភក្តិល្អដែលបែកគ្នារាប់សិបឆ្នាំអញ្ចឹងហាហាបងឡងសម្លាញ់ថ្ងៃនេះខ្ញុំមកដោយមិនបានសុំការអនុញ្ញាតមុនសោះសង្ឃឹមថាបងប្រុសមិនប្រកាន់ទោសអូដំណើរទេណាសម្លឹងមើលស្នាមញញឹមដល់ពុតបុតនិងរបស់វាខ្ញុំក៏បង្ខំចិត្តលើកស្នាមញញឹមសម្ដែងតបទៅវិញយឺតថ្ងៃនេះជាថ្ងៃមង្គលរបស់កូនស្រីខ្ញុំមិនចង់ឲ្យមានរឿងមិនសប្បាយចិត្តណាមួយផ្ទុះឡើងនៅក្នុងពិធីឡើយដូច្នេះខ្ញុំមិនទាន់ដេញវាចេញភ្លាមនោះទេប៉ុន្តែប្រសិនបើវាហ៊ានធ្វើរកពីក្អេងក្អាងធ្វើឲ្យខ្ញុំតបភ្នែកតែបន្តិចខ្ញុំក៏មិនស្ទាក់ស្ទើរក្នុងការចាក់វាពីក្រោយខ្នងឲ្យឃ្លីពូភ្លាមនោះដែរវាបានឲ្យកូនចៅរុញថាស្កាដូមួយមកចំពោះមុខខ្ញុំដែលនៅក្នុងនោះមានខ្ទប់តាធ្វើពីមាសសុទ្ធកម្ពស់កន្លះម៉ែត្រដល់ប្រណិតរួចពោលពាក្យជូនពរយ៉ាងផ្អែមល្ហែមខ្ញុំទម្លាក់ស្នាមញញឹមខ្លាំងខ្លាចចុះភ្លាមទឹកមុខប្រែជាមើងម៉ាត់រួចសួរដេញដល់ចំអាហុងអញចង់ធ្វើអីឲ្យពិតប្រាកដហុងស៊ីជាងផ្ទុះសម្ដេចឡើងអូបងប្រុសលងហេតុអីបានជានិយាយពាក្យបែបនឹងដាក់ខ្ញុំគ្រាន់តែមានចិត្តស្មោះចង់មកជូនពរនឹងដល់ក្មួយស្រីប៉ុណ្ណោះតាមមកជូនពរក៏មិនស្វាគមន៍ដែរមែនទេសម្ដីដោះសារដល់ពីរោះរបស់វាបែបនេះទៅនិយាយប្រាប់ខ្មោចក៏ខ្មោចមិនជឿដែរខ្ញុំនៅតែប្រើក្រសែភ្នែកមុតស្រួយពិនិត្យមើលរកពីរបស់វាដែរស្របពេលដែលអាដាវនិងអាចើតូចដកអាវុធខ្លីត្រៀមលក្ខណៈវាបំបាក់ក្បាលវាគ្រប់វិនាទីវាឡែបឡប់ភ្នែកសម្លឹងមើលអាដាវនិងអាចើតូចរួចងាកមកមើលមុខខ្ញុំម្ដងទៀតក្នុងខណៈពេលដែលខ្ញុំកំពុងតែបើកមាត់បំរុងចេញបញ្ជាដេញវាចេញពីក្នុងពិធីស្រាប់តែប្រពន្ធរបស់ខ្ញុំបីកូនស្រីដើរចូលមកក្បែរប្តីសម្លាញ់មានរឿងអីមែនទេខ្ញុំប្រញាប់បដូរទឹកមុខមកជីញញឹមទន់ភ្លន់គ្មានអីទេអូនមិនទាន់និយាយផុតពីមាត់ផងអាហុងស៊ីជាងប្រញាប់លុកមាត់និយាយកាត់អូម្នាក់នេះច្បាស់ជាប្អូនស្រីថ្លៃហើយត្រូវទេពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់មកជួបជាមួយបងប្រុសឡងពិតជាសំគ្នាដូចស្រីស្រស់និងបុរសខ្លាំងមែនប្រពន្ធខ្ញុំដែលមិនទាន់ដឹងរឿងរ៉ាវពិតប្រាកដនៅពីក្រោយខ្នងក៏លើកស្នាមញញឹមគួរសមរួចតទៅវិញចាស់អរគុណច្រើនលោកបងខ្ញុំងាកទៅមើលប្រពន្ធដោយខ្សែភ្នែកផ្អែមល្ហែមរួចសឹកប្រាប់នាងអូនសម្លាញ់អូនទៅជួយមើលភ្ញៀវនៅខាងក្នុងមុនចុះណាប្រពន្ធខ្ញុំមកក្បាលយកការនាងងាកមកសឹកប្រាប់ខ្ញុំតិចមុននឹងដើរចេញទៅថាប្តីសម្លាញ់ថ្ងៃនេះជាថ្ងៃខួបកំណើតកូនស្រីពួកយើងអាមនុស្សដែលមិនគួរមកបងកុំបណ្ដោយឲ្យវាមកធ្វើឲ្យខូចបរិយាកាសនឹងឲ្យសោះណា
នាងគ្រាន់តែក្រឡេកមើលមួយភ្លែតក៏អាចមើលធ្លុះដឹងថាខ្ញុំនិងអាហុងស៊ីជាងមានរឿងលាក់កំបាំងមិនចុះសម្រុងនឹងគ្នាខ្ញុំមកក្បាលថ្នមឲ្យនាងបាទអូនបងដឹងហើយអញមានចិត្តមកជូនពរនឹងដល់កូនស្រីអញអរគុណណាស់កាដូនទទួលយកហើយក៏សូមអរគុណជំនួសកូនស្រីអញផងចុះហាហានិយាយបែបហ្នឹងដូចជាគូសំពេចឲ្យបងឡងសម្លាញ់ពួកយើងមិនមែនជាអ្នកដតីក្រៅឆ្ងាយណាវានិយាយមិនទាន់ផុតពីមាត់ផងខ្ញុំក៏និយាយកាត់ដោយសម្លេងដាច់ណាត់ប៉ុន្តែសូមទោសផងណាពិធីជប់លៀងខាងក្នុងគឺមិនបានរៀបចំទុកកន្លែងសម្រាប់អញឡើយផាំងគ្រាន់តែខ្ញុំដេញក្បាលចំមុខបែបនេះកូនចៅចំណិតម្នាក់របស់អាហុងស៊ីជាងផ្ទុះកំហឹងទះទៅមួយទំហឹងរួចចង្អុលមុខខ្ញុំស្រែកកំហប់ចង្រៃយុពួកអញខំមានមុខមកចូលរួមគូកំណើតកូនស្រីអញវាជាកិត្តិយសដ៏ធំធេងរបស់អញទៅហើយអញកុំព្រើលឲ្យសោះបាច់មិនទាន់ទាំងវាស្រែកចប់ផងហុងស៊ីជាងបែរជាងាកទៅទះកំភ្លៀងកូនចៅវាមួយទំហឹងរហូតខ្ទាតចេញជាមាត់រួចសម្លឹងមើលមុខខ្ញុំទាំងញឹមលាក់ដាវអាសឹកកញ្ចាស់ហុងស៊ីជាងអញគិតថាអញគួរតែនាំឆ្កែរបស់អញត្រឡប់ទៅផ្ទះវិញរួចទូលមានប្រដៅវាឲ្យបានល្អបន្តិចទៅដើរចេញក្រៅបង្កកំហុសបែបនេះវាខូចឈ្មោះមេខ្លោងរបស់អញអស់ហើយទឹកមុខរបស់ហុងស៊ីជាងប្រែជាឡើងក្រហមងឹតដោយសារការខឹងសម្បាវាក៏សម្រួលដង្ហើមរួចនិយាយបាបអូនប្រុសឡងនិយាយដេញដល់ថ្នាក់នេះទៅហើយបើអញនៅបន្តក្រាស់មុខស្នាក់នៅទីនេះទៀតវាពិតជាមិនសមភ្នែកពិតមែនអញ្ចឹងសូមជូនពរឲ្យកូនស្រីអញមានអាយុយឺនយូររស់បានដល់ថ្ងៃធំដឹងក្តីចុះណានិយាយរួចហុងស៊ីជាងក៏ប្រែទឹកមុខជាខ្មៅងឹតដើរនាំក្រុមកូនចៅបាបសាររបស់វាចាក់ចេញពីពិធីជប់លៀងភ្លាមសម្លឹងមើលស្រមោលខ្នងរបស់វាដែលដើរចេញទៅខ្ញុំរឹតបន្តឹងកែភ្នែកទាំងពីរឲ្យរួមតូចបញ្ចេញពន្លឺសម្រាប់ដល់គូឲ្យរំធត់អាដាវដើរមកក្បែរខ្ញុំរួចសួរទាំងងឹងឆ្ងល់បងឡងចុះកាដូរបស់អាសឹកកញ្ចាស់នឹងពួកយើងគួរចាត់ការបែបណាតើតុកតាមីសុតកម្ពស់កន្លះម៉ែត្រនេះត្រូវយកទៅទុកកន្លែងណាដែរខ្ញុំប្រឡេកមើលតុកតាមីសុតដ៏ធំត្រជាក់ត្រចង់នោះរួចពោលពាក្យយ៉ាងស្ងប់ស្ងាត់របស់ដែលបានមកដោយងាយបែបនេះមិនបាច់ទុកនាំតែសុយទេយកវាទៅហាងនេះរំលាយវាចោលឲ្យអស់រួចយកលុយទាំងនោះទៅចែកធ្វើជាប្រាក់រង្វាន់ជូនបងប្អូនកូនចៅយើងទាំងអស់គ្នាទៅក្រោយពេលហុងស៊ុយជាងដើរចេញផុតទៅពិធីជប់លៀងក៏បានបន្តដំណើរការទៅមុខយ៉ាងរលូនលុះដល់ពេលយប់ក្រោយពេលដែលប្រពន្ធរបស់ខ្ញុំលួងកូនស្រីឲ្យគេងលក់ស្កប់ស្កល់ហើយនាងក៏ដើរមកបន្ទប់ទទួលភ្ញៀវដើម្បីរកខ្ញុំបងសម្លាញ់អញបរោះម្នាក់កាលពីថ្ងៃត្រង់នោះជាអ្នកណាលៀបប្រពន្ធសួរចោលសួររ៉ែបនេះខ្ញុំក៏បង្អង់បន្តិចរួចឆ្លើយទៅវិញគេឈ្មោះហុងស៊ុយជាងកាលពីជាង10ឆ្នាំមុនគេគឺជាស្រូវស៊ីសាច់ហុតឈាមរបស់ខ្ញុំហើយមកទល់ពេលនេះគេនៅតែជាស្រូវដដែលប្រពន្ធរបស់ខ្ញុំក្រោយពីបានឬហើយនាងមិនបានលោឡាឬបង្កចំនួនអ្វីឡើយនាងគ្រាន់តែដកដង្ហើមធំរួចក៏ដើរឡើងទៅជន់លើបាត់ទៅខ្ញុំដឹងច្បាស់ថាប្រពន្ធខ្ញុំមានន័យថាម៉េចនាងកំពុងតែបារម្ភពីខ្ញុំនិងបារម្ភពីសុវត្ថិភាពគ្រួសារមួយនេះថ្ងៃបន្ទាប់ភ្លាមពេលដែលខ្ញុំទើបតែឈានជើងចូលមកដល់ក្រុមហ៊ុនចៅហ្វាយតូចចៅក៏បានមកជម្រាបរាយការណ៍ប្រាប់ខ្ញុំភ្លាមបងឡងពួកយើងបានចែកចាយនិងពង្រីកទំនិញទៅគ្រប់បណ្ដាហាងទាំងអស់ហើយលើកលែងតែតំបន់ដែនដីគ្រប់គ្រងរបស់ហុងស៊ុយជាងតែមួយប៉ុណ្ណោះខ្ញុំបានឬហើយក៏មកក្បាលយកព្រមពេលនោះដែរចៅហ្វាយតូចដើរបង្ហាញទឹកមុខយ៉ាងម៉ឺងម៉ាត់ដើរចូលមកក្នុងបន្ទប់ធ្វើការបងឡងហុងស៊ុយជាងបានណាត់បង្ហូបបាយថ្ងៃត្រង់នេះតើបងចង់ទៅឬក៏អត់ខ្ញុំញឹមតិចរួចតបទៅតើហេតុអីមិនទៅលុះដល់ពេលថ្ងៃត្រង់ចៅហ្វាយតូចដើរនឹងចៅហ្វាយតូចចៅបានរៀបចំកម្លាំងមនុស្សរាប់សិបនាក់ដើម្បីត្រៀមហែមការពីខ្ញុំទៅជាមួយគ្នាខ្ញុំឃើញបែបនេះក៏ក្រវីក្បាលទាំងហួសចិត្តពួកឯងធ្វើស្អីហ្នឹងអញទៅហូបបាយតើមិនមែនទៅវាគ្នាយកស្លាប់រស់ហើយណាបានហើយឲ្យតែអាដាវម្នាក់កំដរទៅបានហើយពួកឯងទាំងអស់គ្នាត្រឡប់ទៅវិញទៅប៉ុន្តែអាដាវនៅតែលួចហៅបងប្អូន2 3នាក់បន្ថែមទៀតដោយយកលេសថាធ្វើបែបនេះទើបមានទឹកមុខនិងមានអំណាចពេលដើរមកដល់ក្នុងបន្ទប់ VIP ដែលហុងស៊ុយជាងបានកក់ទុកនៅក្នុងនោះមានតែហុងស៊ុយជាងនិងកូនចៅចំណិតរបស់វា3នាក់ប៉ុណ្ណោះឃើញខ្ញុំដើរចូលមកដល់ភ្លាមហុងស៊ុយជាងក៏ស្ទុះមកស្វាគមន៍អូប្អូនប្រុសឡងមកប្រញាប់អង្គុយចុះមកភ្លាមពេលដែលខ្ញុំទើបតែអង្គុយចុះវាបានបើកឆាកសុំទោសខ្ញុំមុនភ្លែតប្អូនប្រុសរឿងរ៉ាវកាលពីម្សិលមិញគឺមកពីកូនចៅរបស់បងមិនចេះដឹងខុសត្រូវទើបបង្កចំនួនបែបនេះបងសុំទោសប្អូនប្រុសជំនួសវាផងណាហុងស៊ុយជាងនិយាយចប់ភ្លាមក៏លើកជើងធាក់មួយទំហឹងទៅលើកូនចៅដែលនិយាយផ្ដេសផ្ដាសកាលពីម្សិលមិញនោះអាម្នាក់នោះត្រូវរងរបួសពេញខ្លួនដេកក្រាបនៅលើដីរួចលើកដៃសំពះសុំទោសខ្ញុំបងឡងកាលពីម្សិលមិញគឺមកពីខ្ញុំខុសខ្លួនឯងដែលនិយាយគ្មានដឹងខុសត្រូវសូមបងអត់ទោសឲ្យខ្ញុំផងបាទខ្ញុំក្រឡេកមើលកូនចៅរបស់ហុងស៊ុយជាងមួយភ្លែតរួចពោលគ្រាន់តែប៉ុណ្្នឹងទេហ៎គឺខ្ញុំនិយាយបែបនេះហុងស៊ុយជាងគៀងស្លេកមួយភាំងរួចក៏សាច់ហួសចិត្តហើយបកដៃទៅខាងក្រោយកូនចៅចំណិតរបស់វាភ្លាមនោះក៏ស្ទុះមកអូសក្បាលអាម្នាក់ដែលដេកនៅលើដីនោះយកទៅបន្ទប់ចំហៀងបន្ទាប់មកក៏មានសំឡេងស្រែកយំឈឺចាប់យ៉ាងខ្លោចផ្សាបន្លឺឡើងមកហុងស៊ុយជាងយកម្រាមដៃគូសទៅតិចកូនចៅម្នាក់ទៀតក៏ដើរចូលមករួចចាក់ស្រាមួយកែវជូនខ្ញុំប្អូនប្រុសឡងបងមកថាថ្មីនេះឯងក៏ចាប់ដើមលូកដៃចូលក្នុងចំនួនរកស៊ីខាងស្រាដែរមែនទេមនុស្សឆ្លាតមិននិយាយលាក់លៀមទេប្អូនប្រុសឯងមិនគិតថាដៃរបស់ឯងលូកមកវិញពេកទេហ៎លូកមកដល់ដែនដីគ្រប់គ្រងរបស់បងបាត់ទៅហើយដែនដីរបស់ឯងមានសរសេរឈ្មោះឯងពីលើមែនទេឬខ្ញុំតបទៅវិញចំបែបនេះទឹកមុខរបស់ហុងស៊ុយជាងប្រែជាកស្ពឹកភ្លាមប៉ុន្តែវានៅតែព្យាយាមរក្សាស្នាមញឹមសម្លឹងមកខ្ញុំរួចពោលបងដឹងថាឯងទើបតែត្រឡប់មកវិញទើបចង់បង្កើតរឿងរ៉ាវឲ្យផ្អើលខ្លះប៉ុន្តែឯងកុំភ្លេចឲ្យសោះណាអាលោកសន្តិភាពមួយក្បាលនោះឯងជាអ្នកទទួលយកវាទៅដោយខ្លួនឯងទេឥឡូវនេះបែរជាចេញមកបង្កចំនួនរកកខុសរឿងបែបនេះវាមិនខុសនឹងច្បាប់ទម្លាប់ពេកទេហ៎ខ្ញុំស្ដាប់ហុងស៊ុយជាងនិយាយចប់រួចក៏លូកដៃចូលទៅក្នុងហោប៉ាល់អាវទាញយកអាលោកសន្តិភាពដែលធ្វើពីមាសសុទ្ធដែលត្រូវបានខ្ញុំច្របាច់ឡើងទៅជាដុំមូលចេញមកក្រៅទោះបីជាវាត្រូវខូចត្រង់ទ្រីខ្លាចជាដុំមាសមូលទៅហើយក្តីប៉ុន្តែវានៅតែមើលដឹងសឹកថាវាធ្លាប់ជាសន្តានសត្វលោកឃើញអាលោកសន្តិភាពដែលខូចត្រង់ទ្រីរបស់ខ្ញុំភ្លាមហុងស៊ុយជាងជួនចិញ្ចាំចូលគ្នាឯងមានន័យថាម៉េចហ្នឹងខ្ញុំសម្លឹងមើលមុខវារួចក៏ស្រក់សើចចំអកទាំងមើលងាយហ៎កាលពីដំបូងខ្ញុំពិតជាមានបំណងចង់ដកខ្លួនថយចេញពីពិភពងឹតនេះមែនប៉ុន្តែពួកឯងបានលួចធ្វើរឿងថោកទាបអីខ្លះនៅក្នុងចិត្តពួកឯងជ្រាបច្បាស់ជាងគេហើយចាំទុកឲ្យច្បាស់មិនមែនខ្ញុំចង់ត្រឡប់មកវិញទេគឺពួកឯងជាអ្នកបង្ខំខ្ញុំនិយាយចប់ភ្លាមខ្ញុំក៏លើកអាដុំមាសលោកសន្តិភាពដែលខូចត្រង់ទ្រីនោះបោកទុកមួយទំហឹងទៅលើក្បាយធ្វើឲ្យវាលេចកប់ជាប់ទៅក្នុងសាច់ឈើដ៏រឹងមាំនោះយ៉ាងណែនខ្ញុំក្រោកឈរឡើងរៀបចំអាវធំឲ្យមានរបៀបរួចអន់មុខសម្លឹងមើលទៅហុងស៊ុយជាងទាំងខ្សែភ្នែកមើលងាយចំពោះចំនួនស្រានេះខ្ញុំសម្រេចចិត្តធ្វើវាដាច់ខាតរឿងណាដែលឯងមិនទាន់បានធ្វើខ្ញុំនឹងធ្វើរឿងណាដែលឯងធ្វើរួចហើយខ្ញុំក៏នឹងទៅធ្វើវាដូចគ្នាស្ដាប់ខ្ញុំនិយាយចប់ហុងស៊ុយជាងលែងពាក់មុខយៈជាមនុស្សល្អទៀតហើយវាក៏ទះទៅមួយទំហឹងយ៉ាងខ្លាំងរួចស្ទុះក្រោកឈរឡើងអាឡុងហើយឯងថាប្អូនប្រុសគឺអញផ្ដោមុខមាត់ឲ្យឯងខ្លាំងណាស់ទៅហើយមែនទេអញពិតជាគិតថាខ្លួនឯងនៅតែជាគូជាងឡុងកាលពី10ឆ្នាំមុនមែនហ៎ថ្ងៃនេះបើអញហ៊ានឈានជើងចូលមកហើយកុំសង្ឃឹមថានឹងបានដើរចេញទៅវិញឲ្យសោះសម្ដីរបស់ហុងស៊ុយជាងទើបតែដាច់កន្ទុយភ្លាមមនុស្សមួយក្រុមធំក៏បានសម្រុកបុកទម្លីទ្វារចេញមកពីក្នុងបន្ទប់ចំហៀងមកចាំរំពាត់ខ្ញុំនិងអាដាវព្រមទាំងបងប្អូនដទៃទៀតជិតឈឹងអាដាវនិងបងប្អូនឯទៀតបានរុញខ្ញុំឲ្យចូលទៅនៅចំកណ្ដាលរួចហូតអាវុធចេញមកប្រឈមមុខខតាំងជាមួយពួកវាទាំងមិនញើតហុងស៊ុយជាងស្រែកសាយចំអកទាំងឈាមត្រជាក់រួចដើរយឺតមកឈរនៅពីមុខក្រុមមនុស្សរបស់វាសម្លឹងមើលមកខ្ញុំទាំងកែវភ្នែកមិនកោតក្រែងគូជាងឡុងនឹកស្មានមិនដល់សោះថាចុកគប់អស់10ឆ្នាំធ្វើឲ្យឯងខ្លាចជាមនុស្សល្ងងខ្លាចទៅហើយនាំមនុស្សមកតែ2 3នាក់សោះហ៊ានចូលមកស៊ីបាយរបស់អញផងថ្ងៃនេះបាយមួយពេលនេះអញឲ្យឯងមានជីវិតដើរចូលមកហូបតែគ្មានជីវិតត្រឡប់ទៅវិញឡើយនៅពេលដែលឃើញថាគ្មានផ្លូវថយក្រោយទៀតឡើយអាដាវក៏ក្តាប់កាំបិតនៅក្នុងដៃយ៉ាងណែនរួចងាកមកប្រាប់ខ្ញុំបងឡុងមួយសន្ទុះទៀតខ្ញុំនិងបងប្អូននឹងវាសម្រុកបើកផ្លូវមួយឲ្យបងប្រញាប់ដកថយរត់ចេញទៅមុនចុះណាវាសម្ដីដ៏មានភក្ដីភាពនិងស្មោះស្ម័គ្រស្លាប់រស់របស់អាដាវបែបនេះនៅក្នុងចិត្តខ្ញុំពិតជាមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់
ប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលដឹងច្បាស់ថាថ្ងៃនេះខ្ញុំអាចដើរចូលមកបែបណាខ្ញុំក៏មានសមត្ថភាពដើរចេញទៅវិញបែបនោះដែរឈ្មោះគូចឹងឡុងរបស់អញមិនមែនយកលុយទៅទិញបានមកនោះទេខ្ញុំលូកដៃទៅយកកាំបិតពីក្នុងដៃអាដាវមកកាន់រួចទាញកន្សែងជូតមាត់ពីលើត្បាល់មកជូតផ្លែកាំបិតមួយយ៉ាងម៉ត់ចត់ក្រោយពេលត្រៀមខ្លួនរួចរាល់ខ្ញុំក៏លើកដៃទៅទះស្មារបស់អាដាវតិចពួកអញពិតជាគិតថាអញខ្លាចជាមនុស្សពីការលើកកាំបិតលេងរួចហើយមែនទេកាលពីជាង10ឆ្នាំមុនអញមានសន្តានបែបណាពេលនេះអញនៅតែមានសន្តានបែបនោះដដែលនិយាយចប់ភ្លាមខ្ញុំក៏ក្រវីកាំបិតកាប់ទៅលើអាម្នាក់ដែលឈរនៅជិតខ្ញុំជាងគេបំផុតអាម្នាក់នោះមិនទាន់បានត្រៀមខ្លួនការពីអីបន្តិចសោះក៏ត្រូវខ្ញុំកាប់ដួលដេកដួលទៅលើដេកក្នុងក្លុកឈាមហុងស៊ុយជាងឃើញបែបនេះក៏ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតដល់ថ្នាក់លោតកញ្ជ្រោស្រែកជាលោឡាកាប់វាឲ្យងាប់ទៅបើមានរឿងអីកើតឡើងអញជាអ្នកចេញមុខធានារ៉ាប់រងទាំងអស់បន្ទាប់ពីបានឮសម្ដីធានារបស់ចៅហ្វាយវារួចមកកូនចៅរបស់វាហាក់បីដូចជាមនុស្សឈួតអញ្ចឹងពួកវាសម្រុកបុកសម្រោចូលមកដូចជារលកបកកណ្ដាលទន្លេខ្ញុំនាំអាដាវនិងបងប្អូនឯទៀតវាតបការពីខ្លួនយ៉ាងបដូរផ្ដាច់បង្កើតបានជាសមរភូមិប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហត់ឈាមនៅក្នុងបន្ទប់ VIP នោះ10នាទីក្រោយមកកូនចៅរបស់ហុងស៊ុយជាងបានដេកដួលរដកកណែពេញផ្ទៃការ៉ូចំណែកឯពួកវាដែលនៅសេសសល់សម្លឹងមើលមកពួកយើងទាំងភ័យតក់ស្លុតហាក់បីដូចជាបានឃើញស្ដេចយំរីកៀងចុះមកដប់រលឹងអញ្ចឹងពួកវាគ្រប់គ្នាបានត្រឡប់ក្រោយដកថយមួយគ្មានអាណាម្នាក់ហ៊ានឈានជើងចូលមកជិតទៀតឡើយឃើញកូនចៅរបស់ខ្លួនឯងចិត្តសឿងក្រាបភ័យបែបនេះហុងស៊ុយជាងខឹងខ្លាំងណាស់វាក៏ស្ទុះទៅធាក់កូនចៅម្នាក់មួយទំហឹងចូលទៅពួកអាសម្រាមចូលទៅឲ្យអស់ទៅអាណាអាចសម្រាប់គូជាងឡុងបានអញនឹងរង្វាន់លុយមួយលានភ្លាមក្រោយពេលមានលុយរង្វាន់ដុំ50មកអូសទាញចិត្តពួកអាដែលហ៊ាបនឹងដប់ថយអំបញ្ញមិញនេះក៏ចាប់ដើមឡើងឈាមសុបចិត្តរួចស្ទុះសម្រុកចូលមកលើឆាកប្រយុទ្ធម្ដងទៀតពេលនោះដែរហុងស៊ុយជាងបានឆ្លៀតឱកាសពេលកំពុងតែច្របូកច្របល់លួចរត់គេចខ្លួនចេញតាមទ្វារចំហៀងបាត់ទៅខ្ញុំមានបំណងចង់ស្ទុះទៅដេញតាមចាប់វាប៉ុន្តែត្រូវកូនចៅរបស់វាសម្រុកចូលមកបិទផ្លូវដើរជិតឈឹងគ្មានជំរឿអ្វីក្រៅពីដោះស្រាយកំចាត់ពួកអាជើងកាំងទាំងនេះឲ្យអស់សិនឡើយរយៈពេល10នាទីបានកន្លងផុតទៅម្ដងទៀតខ្ញុំបានធាក់បើកទ្វារធំនៃបន្ទប់ VIP នោះចេញមកស្រាប់តែសម្លេងជើងរត់យ៉ាងប្រញាប់ប្រញាល់បន្លឺឡើងមកពីតាមផ្លូវដើរខាងក្រៅមនុស្សមួយក្រុមធំកាន់អាវុធគ្រប់ដៃកំពុងតែរត់តម្រង់មកខាងពួកយើងពីចុងខាងនៃផ្លូវដើរខ្ញុំក្តាប់កាំបិតនៅក្នុងដៃយ៉ាងណែនត្រៀមលក្ខណៈប្រយុទ្ធបន្តទៀតប៉ុន្តែស្រាប់តែក្រឡេកឃើញថាអ្នកដែលដឹកនាំមុខនោះគឺចៅហ្វាយតូចចៅសោះឃើញថាជាមនុស្សរបស់ខ្លួនឯងហើយទើបខ្ញុំអាចដកដង្ហើមធំធូរទ្រូងបានបន្តិចចៅហ្វាយតូចចៅពេលដែលឃើញខ្ញុំភ្លាមវាប្រញាប់រត់បីជំហានចូលមកដល់ក្បែរខ្លួនខ្ញុំទាំងសួរនាំពីស្ថានភាពរបស់ខ្ញុំដោយក្តីបារម្ភនិងស្លន់ស្លោខ្លាំងខ្ញុំក៏វិដៃតិចរួចបញ្ជាឲ្យវាប្រញាប់ទៅជួយសង្គ្រោះបងប្អូនផ្សេងទៀតមុនសិនចៅហ្វាយតូចចៅមកក្បាលយល់ព្រមរួចរៀបចំកម្លាំងមនុស្សឲ្យប្រញាប់បញ្ជូនបងប្អូនដែលរងរបួសទាំងអស់ទៅមន្ទីរពេទ្យជាបន្ទាន់ខ្ញុំក្រវែងកាំបិតដែលកាប់រហូតដល់វាផ្លែចោលទៅលើដីរួចក៏ទម្លាក់ខ្លួនផ្អែកខ្នងទៅនឹងជញ្ជាំងអង្គុយចុះយឺតទាំងអស់កម្លាំងអាដាវអង្គុយចុះនៅក្បែរខ្ញុំរួចសួរនាំចង់ដឹងពីគំនិតរបស់ខ្ញុំបងឡុងជំហានបន្ទាប់ពួកយើងគួរធ្វើម៉េចខ្ញុំក៏តបទៅវិញទាំងឈាមត្រជាក់ក្នុងពេលដែលវាចង់លេងវាលុកដល់ថ្នាក់នេះទៅហើយពួកយើងគ្រាន់តែលេងកំដរវាទៅបានហើយបើមិនអញ្ចឹងទេពួកវាពិតជាគិតថាពួកយើងលេងកាត់ការពិតមែនហើយក្រោយពេលចៅហ្វាយតូចចៅបានបញ្ជូនបងប្អូនគ្រប់គ្នាទៅមន្ទីរពេទ្យអស់ហើយវាក៏ប្រញាប់រត់មកក្បែរខ្លួនខ្ញុំដើម្បីពិនិត្យមើលមុខរបួសខ្ញុំក៏វិដៃតិចរួចប្រាប់វាកុំបារម្ភអីអញមិនអីទេចៅហ្វាយតូចចៅមិនជឿសម្ដីខ្ញុំទេវាចង្អុលទៅលើស្នាមប្រឡាក់ឈាមពេញខ្លួនខ្ញុំព្រោះអាវស្ដេចខ្ញុំពាក់នោះត្រូវលាបពណ៌ទៅជាក្រហមឆ្អៅបាត់ទៅហើយខ្ញុំស្រក់សាច់តិចស្ថានភាពបែបនេះពិតជាមើលទៅគួរឲ្យខ្លាចបន្តិចមែនប៉ុន្តែមានតែអញម្នាក់គត់ដែលដឹងច្បាស់ថាឈាមដែលប្រឡាក់នៅលើអាវនេះគ្មានសូម្បីតែមួយដំណក់ជារបស់អញឡើយលុះត្រឡប់មកដល់ក្រុមហ៊ុនវិញខ្ញុំបានលាងសម្អាតខ្លួនប្រាណបន្តិចបន្តួចរួចផ្លាស់ប្ដូរឈុតខោអាវថ្មីពេលនោះអាដាវនិងចៅហ្វាយតូចចៅបានដើរចូលមកក្នុងបន្ទប់ធ្វើការដើម្បីសួរនាំពីផែនការសកម្មភាពបន្ទាប់របស់ខ្ញុំសម្លឹងមើលទៅលើផែនទីទាំងចោលកន្ទុយភ្នែកគិតគូរមួយសន្ទុះរួចក៏ចាប់ផ្ដើមបែងចែកភារកិច្ចឲ្យពួកវាភ្លាមអាចទៅអញបន្តទៅចាត់ចែងចែកចាយពង្រីកទំនិញបន្តទៀតក្រៅពីនេះត្រូវស្រាវជ្រាវដកស្រង់រាល់មុខរបរនិងអាជីវកម្មទាំងអស់របស់ហុងស៊ុយជាងមកកត់ចំណាំនៅលើផែនទីនេះឲ្យអស់ទោះបីជាតូបលក់ដូរតូចតាចតាមចិញ្ចើមផ្លូវក៏មិនត្រូវរំលងចោលដែរចៅហ្វាយតូចចៅមកក្បាលទទួលបញ្ជារួចដើរទៅម្ខាងដើម្បីផ្ទៀងផ្ទាត់ចំណាំលើផែនទីខ្ញុំក៏ងាកទៅសម្លឹងមើលអាដាវដែលមានរំរបួសបងរំកៅស៊ូពេញដៃក្នុងចិត្តចង់ឲ្យវាសម្រាប់ថែខ្លួនសិនប៉ុន្តែអាម៉ាក់នេះនៅតែទូចរឹងទាំងថាខ្លួនឯងមិនអីទេថែមទាំងសុំឲ្យខ្ញុំដាក់ការងារឲ្យវាធ្វើទៀតផងឃើញវាមានទឹកចិត្តបដូរផ្ដាច់បែបនេះខ្ញុំក៏មិនចង់និយាយខាត់ខៀងច្រើនឡើយមានតែប្រគល់ភារកិច្ចស៊ើបអង្កេតស្វែងរកទីតាំងលាក់ខ្លួនរបស់ហុងស៊ុយជាងឲ្យទៅវាជាអ្នកចាត់ការចំពោះរឿងរ៉ាវប្រយុទ្ធគ្នាមួយប្រាវរវាងខ្ញុំនិងហុងស៊ុយជាងនេះមិនយូរប៉ុន្មានក៏ត្រូវឃ្លីដំណឹងល្បីខ្ចោះខ្ចាយទៅដល់ខាងក្រៅបាត់ទៅហើយមនុស្សខ្លះនិយាយថាគឺខ្ញុំជាអ្នកមានបំណងទៅរកកបង្កចំនួនជាមួយហុងស៊ុយជាងមុនដើម្បីសងសឹកគំនុំកាលពីជាង10ឆ្នាំមុនចំណែកឯមនុស្សខ្លះទៀតបែរជានិយាយថាគឺហុងស៊ុយជាងជានៅរៀបចំអន្ទាក់ដើម្បីកម្ចាត់ខ្ញុំទៅវិញទេអ្វីដែលកាន់តែហួសហេតុនិងចម្លែកជាងនេះទៅទៀតនោះមានមនុស្សខ្លះនិយាយគ្នាថាហុងស៊ុយជាងខ្លាចពួកយើងខ្លាំងពេករហូតដល់ថ្នាក់ចង់មកសុំសម្ភារស្បត់ធ្វើជាកូនធររបស់ខ្ញុំទៀតផងខ្ញុំបានរៀបពាក្យចាំអារ៉ាមមិនចេះចប់មិនចេះហើយទាំងនេះក៏បានត្រឹមតែក្រវីក្បាលទាំងហួសចិត្តព្រោះថាសម័យកាលនេះទៅហើយអាណាចង់និយាយអីក៏និយាយបានដែរចំណែកឯខ្ញុំវិញក៏មិនបានយកចិត្តទុកដាក់ខ្វល់ខ្វាយជាមួយរឿងឥតប្រយោជន៍ទាំងនោះឡើយផ្ទុយទៅវិញខ្ញុំបានជិះឡានត្រឡប់ទៅផ្ទះពេលទៅដល់ផ្ទះប្រពន្ធរបស់ខ្ញុំកំពុងតែធ្វើម្ហូបរីឯកូនស្រីតូចលាតដៃសុំឲ្យខ្ញុំពោកូនស្រីបណ្ដាលេងជាមួយនាងបណ្ដារួចក៏ងាកទៅមើលសកម្មភាពប្រពន្ធដែលកំពុងរវល់នៅក្នុងផ្ទះបាយខ្ញុំបានត្រឹមតែដកដង្ហើមធំតិចប្រសិនបើពួកវាមិនមកបង្ខំខ្ញុំទេនេះហើយគឺជាជីវិតដែលខ្ញុំប៉ងប្រាថ្នាចង់បានបំផុតប៉ុន្តែពេលនេះនិយាយអ្វីក៏ហួសពេលអស់ទៅហើយបើមិនកំចាត់ពួកវាឲ្យអស់ទេខ្ញុំមុខជាហូបមិនឆ្ងាញ់ដេកមិនលក់ឡើយក្រោយពេលហូបបាយរួចខ្ញុំបាននាំប្រពន្ធនិងកូនស្រីដើរលេងនៅក្នុងទីធ្លាផ្ទះស្រាប់តែចៅហ្វាយតូចចៅបានទូរស័ព្ទយ៉ាងរំភើបអរប្រាប់ខ្ញុំថារឿងរ៉ាវទាំងអស់បានចាត់ការរួចរាល់ហើយយប់នេះពួកយើងវាយកំទេចហាងរបស់ហុងស៊ុយជាងបានចំនួន5កន្លែងជាងនេះទៅទៀតមនុស្សរបស់ពួកយើងក៏បានដកថយមកវិញដោយសុវត្ថិភាពទាំងអស់ដែរខ្ញុំពិតជាមានទំនុកចិត្តលើសមត្ថភាពធ្វើការរបស់អាចៅខ្លាំងណាស់ក្រោយពេលដឹងពីស្ថានភាពរួចរាល់ខ្ញុំក៏ដាក់ទូរស័ព្ទចុះប៉ុន្មានថ្ងៃបន្ទាប់មកទៀតអាចៅបានបន្តបញ្ជូនមនុស្សឲ្យទៅវាឆ្មក់តំបន់គ្រប់គ្រងរបស់ហុងស៊ុយជាងឥតឈប់ឈរចំណែកឯហុងស៊ុយជាងវាក៏មិននៅស្ងៀមរងចាំគេវាដែរទោះបីជាមិនដឹងថាវារត់ទៅពួននៅកន្លែងណាក៏ដោយក៏វាចាប់ដើមវាបោះតាំងមកវិញកាលពីដំបូងមនុស្សរបស់ខ្ញុំនៅអាចរត់គេចខ្លួនបានយ៉ាងរលូនប៉ុន្តែក្រោយមកកូនចៅរបស់ហុងស៊ុយជាងចាប់ដើមស្ទាក់ផ្លូវនិងដេញតាមវាកូនចៅរបស់ខ្ញុំធ្វើឲ្យពួកយើងត្រូវខាត់បងកម្លាំងអស់មិនតិចឡើយប៉ុន្តែខ្ញុំមិនបានភ័យស្លន់ស្លោនោះទេចំពោះស្ថានភាពបែបនេះខ្ញុំបានគិតគូរដឹងទុកជាមុនរួចស្រេចទៅហើយក្នុងពេលដែលវាចង់លេងក្បាច់រឹងប៉ះរឹងជាមួយខ្ញុំអញ្ចឹងខ្ញុំនឹងប្រើក្បាច់ទន់លេងជាមួយវាម្ដងខ្ញុំបានបញ្ជាឲ្យអាចៅចាត់ចៅហ្វាយនីកូនចៅទៅតាមបណ្ដាហាងនានារបស់ហុងស៊ុយជាងដោយមិនបាច់ធ្វើសកម្មភាពកាប់ចាក់អ្វីទាំងអស់គឺម្នាក់គ្រាន់តែកុំម៉ងស្រាបៀរតែមួយដប់រួចអង្គុយនៅទីនោះដើម្បីរំខានដណ្ដើមទៅភ្ញៀវត្រូវហើយនេះគឺជាល្បិចកដែលហុងស៊ុយជាងធ្លាប់ប្រើមកលើរូបខ្ញុំកាលពីមុនពេលនេះខ្ញុំប្រើក្បាច់ចាស់ដែលដើម្បីវាបបទៅលើវាវិញកាលពីដំបូងអ្វីបានប្រព្រឹត្តទៅដូចអ្វីដែលខ្ញុំបានគិតទុកជាមុនអញ្ចឹងមនុស្សរបស់ហុងស៊ុយជាងបានព្យាយាមដេញដេដាសមនុស្សរបស់ខ្ញុំចេញប៉ុន្តែកូនចៅរបស់ខ្ញុំនៅតែក្រាស់មុខក្រញៀងមិនព្រមដើរចេញដាច់ខាតអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺភីគីមខាងទៀតពិតជាចេះអត់ធ្មត់ខ្លាំងណាស់សូម្បីតែមនុស្សរបស់ខ្ញុំទៅជិះជាន់លើក្បាលរបស់ពួកវាទៅហើយក៏ពួកវានៅតែមិនហ៊ានធ្វើអ្វីតបមកវិញឡើយ
ជាច្រើនថ្ងៃបន្តមកមនុស្សរបស់ខ្ញុំតែងតែទៅហាងរបស់ហុងស៊ុយជាងរាល់ថ្ងៃដើម្បីជួយទិញដបស្រាបៀរអង្គុយចោលរីឯមនុស្សរបស់ហុងស៊ុយជាងវិញធ្វើពើដូចជាមើលមិនឃើញអញ្ចឹងមិនដេញចោលហើយក៏មិនឆ្លោះប្រកែកគ្នាដែររឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ងងឹតនិងចម្លែកចិត្តយ៉ាងខ្លាំងរហូតដល់ថ្ងៃនេះអាចៅបានរត់មកជួបខ្ញុំទាំងស្លន់ស្លោរួចរាយការណ៍ថាមនុស្សរបស់ពួកយើងដែលបញ្ជូនទៅអង្គុយក្នុងហាងរបស់ហុងស៊ុយជាងត្រូវបានពួកវាវាយដំកំទេចអស់ហើយរឿងរ៉ាវកើតឡើងភ្លាមនិងទាន់ហន់ខ្លាំងណាស់ពួកយើងទើបតែដើរចូលទៅអង្គុយចុះភ្លាមស្រាប់តែមានមនុស្សមួយក្រុមធំបុកសម្រុករត់ចូលមកពីខាងក្រៅទីងទ្វារបិទជិតរួចបើកឆាកវាយតបតែម្ដងដឹងពីស្ថានភាពបែបនេះហើយខ្ញុំក៏ស្រក់សាច់តិចរួចប្រាប់អាចៅឲ្យទៅជួយសម្រាលទុកបងប្អូនដែលរងរបួសទាំងនោះម្នាក់ណាគូលួងលោមគឺលួងលោមម្នាក់ណាគូផ្ដល់លុយកាក់កំដរចិត្តគឺត្រូវតែផ្ដល់ឲ្យបន្ទាប់មកខ្ញុំបានបញ្ជាឲ្យអាចៅថតរូបភាពស្នាមរបួសរបស់បងប្អូនដែលត្រូវគេវាយនោះទុកអស់ក្រោយពេលរៀបចំកិច្ចការទាំងនេះរួចរាល់ខ្ញុំក៏ឲ្យអាដាវបង្ហោះដំណឹងចាំអារម្មណ៍ចែកចាយទៅខាងក្រៅថាហុងស៊ុយជាងហ៊ានវាយមនុស្សរបស់អញដូច្នេះអញមិនអាចនៅស្ងៀមមើលរំលងដាច់ខាតសមរភូមិប្រយុទ្ធមួយនេះចុងក្រោយគឺអាចស្វែងរកលេសនិងហេតុផលដ៏សមស្របមួយដើម្បីបើកឆាកប្រយុទ្ធជាផ្លូវការបានហើយប៉ុន្មានថ្ងៃបន្ទាប់មកទៀតខ្ញុំបានចាត់ចែងឲ្យអាដាវនិងអាចៅចាប់ផ្ដើមបើកការវាយលុកយ៉ាងឈួតលីលាតម្រង់ទៅលើបណ្ដាហាងទាំងអស់របស់ហុងស៊ុយជាងទោះបីជាហាងខេវីកន្លែងម៉ាសាកោះជប់ភោជនីយដ្ឋានឬសូម្បីតែតូបលក់បារីតូចតាចតាមចិញ្ចើមផ្លូវក៏ដោយឲ្យតែមានការពាក់ព័ន្ធជាមួយហុងស៊ុយជាងគឺខ្ញុំបញ្ជូនមនុស្សទៅសួរសុខទុក្ខវាកំទេចទាំងអស់គ្មានសេះសល់ឡើយសកម្មភាពវាយលុកបង្កប់ឈ្លូសភ្លៀងរបស់ខ្ញុំលើកនេះធ្វើឲ្យផ្អើលឆោឡោពេញមួយទីក្រុងបាត់ទៅហើយបណ្ដាថៅកែនិងអ្នករកស៊ីទាំងឡាយសុទ្ធតែនិយាយគ្នាថាខ្ញុំពិតជាឈួតបាត់ទៅហើយមិននឹកស្មានថាហ៊ានលេងក្បាច់សាហាវខូខើដល់ថ្នាក់នេះសោះទោះបីជាអ្នកអតីនិយាយបែបណាក៏ដោយអ្វីដែលខ្ញុំយកចិត្តទុកដាក់បារម្ភបំផុតនោះគឺតើហុងស៊ុយជាងពេលនេះកំពុងតែសម្លាក់ខ្លួននៅណាកាលពីឆ្នាំនោះវាធ្លាប់ប្រើកម្លាំងមនុស្សជាង100អ្នកមកឡោមព័ទ្ធស្ទាក់វាខ្ញុំប៉ុន្តែនៅតែត្រូវខ្ញុំវាសម្រុកទម្លាយរង្វង់ឡោមព័ទ្ធចេញមកបានដដែលតាមពិតទៅដោយសារតែគិតដល់ប្រពន្ធខ្ញុំមានបំណងចង់ទម្លាក់ចោលនៅរឿងរ៉ាវគំនុំចាស់ទាំងនេះទៅហើយប៉ុន្តែថាភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថាវាគ្មានថ្ងៃព្រមលែងដៃដោះលែងខ្ញុំដោយញីនោះឡើយឲ្យតែខ្ញុំនៅមានជីវិតរស់នៅវាមុខជាដេកមិនលក់ពេញមួយជីវិតជាមិនខានពេលនោះអាដាវបានដើរចូលមករីកាថាពួកយើងបានចំណាយពេលស្វែងរករកថ្ងៃមកហើយតែនៅតែរកមិនឃើញទីតាំងលាក់ខ្លួនរបស់ហុងស៊ុយជាងតតែសោះបងឡងខ្ញុំសង្ស័យថាអាម៉ាក់នេះប្រហែលជារត់គេចខ្លួនចេញពីទីក្រុងបាត់ទៅហើយខ្ញុំបានរើសហើយក៏ផ្អាកគិតមួយសន្ទុះរួចក៏ទាត់ចោលនៅការសន្និដ្ឋានមួយនេះភ្លាមព្រោះថាទ្រព្យសម្បត្តិអាជីវកម្មនិងអំណាចឥទ្ធិពលរបស់វាទាំងអស់សុទ្ធតែស្ថិតនៅទីនេះវាមិនអាចនឹងគ្មានថ្ងៃរត់ទៅរស់នៅលើទឹកដីគ្រប់គ្រងរបស់អ្នកអតីឡើយដូច្នេះវាច្បាស់ជាដេកសំងំនៅទីនេះដដែលគ្រាន់តែខ្ញុំមិនទាន់រកវាឃើញតែប៉ុណ្ណោះគិតឃើញបែបនេះខ្ញុំក៏បញ្ជាឲ្យអាដាវបន្តចាត់ចែងកម្លាំងមនុស្សដើររុករកពេញមួយទីក្រុងបន្តទៀតជាពិសេសគឺនៅតាមតំបន់ជីក្រុងបណ្ដាឃ្លាំងទំនិញដែលគេបោះបង់ចោលព្រមទាំងតាមដានផ្ទះសម្បែងរបស់ពួកកូនចៅចំណិតរបស់វាឲ្យស្អិតបងឡងកន្លែងដែលបងនិយាយទាំងអស់ហ្នឹងពួកខ្ញុំបានដើររុករកសពអស់ទៅហើយកុំថាឡើយដល់ទៅឃើញទូខ្លួនហុងស៊ុយជាងសំបីតែស្រមោលរបស់វាក៏ពួកខ្ញុំរកមិនឃើញផងបងលឺអាដាវនិយាយបែបនេះខ្ញុំក៏ជ្រួញចិញ្ចាំចូលគ្នាភ្លាមរឿងនេះវាហាក់បីដូចជាមិនសមហេតុផលសោះប៉ុន្មានថ្ងៃបន្ទាប់មកទៀតខ្ញុំបានចាត់ចែងឲ្យអាចៅបន្តដឹកនាំមនុស្សទៅមើលថែទាំអាជីវកម្មបណ្ដាហាងនានារបស់ហុងស៊ុយជាងទៀតប៉ុន្តែអ្វីដែលខុសប្លែកពីលើកមុននោះគឺលើកនេះខ្ញុំឲ្យមនុស្សត្រឹមតែមួយភាគតូចប៉ុណ្ណោះចូលទៅអង្គុយក្នុងហាងចំណែកឯកម្លាំងភាគច្រើនគឺឲ្យដេកសំងំរងចាំនៅខាងក្រៅហាងដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះនិងវាបកទាន់ពេលវេលាថ្ងៃមួយនៅក្នុងខណៈពេលដែលខ្ញុំកំពុងតែអង្គុយពិនិត្យមើលឯកសារនៅក្នុងបន្ទប់ធ្វើការស្រាប់តែមានទូរស័ព្ទមួយខ្សែខោចូលមកអាឡុងហេគឺយើងពូឆ្វេងណាពូឆ្វេងគឺជាចាស់ទុំរៀមច្បងម្នាក់ដែលមានឥទ្ធិពលនិងមានទម្ងន់សម្ដីខ្លាំងណាស់នៅក្នុងវងអ្នករកស៊ីខ្សែញូងងឹតរបស់ពួកយើងទោះបីជាពេលនេះគាត់បានចូលនិវត្តន៍លេងលូកដៃក្នុងរឿងសង្គមហើយក្តីប៉ុន្តែគ្រប់គ្នាទាំងអស់សុទ្ធតែគោរពនិងផ្ដល់មុខមាត់ឲ្យគាត់ពី3ភាគជានិច្ចឲ្យតែបងប្អូនណាមានទំនាស់វិវាទឬគំនុំស្ទើរឈាមស្រោចអីគឺសុទ្ធតែបានគាត់ជាអ្នកចេញមុខមកជួយសម្របសម្រួលនិងដោះស្រាយឲ្យទាំងអស់ភ្លាមពេលដែលឮថាជាសម្លេងរបស់គាត់នៅក្នុងចិត្តរបស់ខ្ញុំក៏ស្រាប់តែលេចចេញនៅគំនិតសង្ស័យមួយផ្លែតហើយសម្ដីបន្ទាប់របស់គាត់ក៏បានមកបាញ់ជាផ្ទៀងផ្ទាត់នៅអ្វីដែលខ្ញុំបានគិតទុកនោះពិតប្រាកដមែនខ្ញុំក៏តបទៅវិញដោយក្តីគួរសមនិងគោរពពូឆ្វេងហេតុអីបានជាលោកពូមានពេលទំនេរខំមកសួរសុខទុក្ខខ្ញុំបែបនេះបាទពូឆ្វេងសាច់ហាហាទាំងរាក់ទាក់រួចពោគ្មានរឿងអីធំដុំទេអាឡុងគ្រាន់តែដំណឹងមកថាអញបានត្រឡប់មកវិញហើយតាមច្បាប់ទម្លាប់ពេលអញទើបតែចេញពីគុកភ្លាមយើងគួរតែរៀបចំកម្មវិធីជប់លៀងទទួលស្វាគមន៍អញទើបត្រូវប៉ុន្តែពូឆ្វេងមានប្រសាសន៍អីលោកពូមានតែមានប្រសាសន៍ត្រង់មកចុះបាទខ្ញុំគ្មានពេលទំនេរអង្គុយស្ដាប់ពាក្យគួរសម្អិតប្រយោជន៍របស់គាត់ឡើយទើបតែចិត្តកាត់សម្ដីរាក់ទាក់របស់គាត់ចំតែម្ដងពូឆ្វេងឬហើយក៏ទាំងស្លេកមួយភាំងបន្ទាប់មកគាត់នៅតែរក្សាសម្លេងសាច់រាក់ទាក់ដែររួចពោយើងគិតថាអញច្បាស់ជាទីដឹងរួចទៅហើយថាការដែលយើងខំមកដេញដល់រកអញថ្ងៃនេះគឺដើម្បីរឿងអីពីសម្ដីបែបនេះខ្ញុំក៏លួចស្រក់សើចនៅក្នុងចិត្តយ៉ាងត្រជាក់ខ្ញុំពិតជាដឹងច្បាស់ណាស់ប៉ុន្តែពេលនេះមានតែដើរទូធ្វើជាមនុស្សល្ងងខ្លៅសិនប៉ុណ្ណោះខ្ញុំញឹមរួចតបទៅក្នុងទូរស័ព្ទលោកពូឆ្វេងប្រសាសន៍របស់លោកពូអំបញ្ញមិញមានន័យថាម៉េចដែរបាទខ្ញុំស្ដាប់ទៅហាក់ដូចជាមិនសូវយល់សោះឃើញខ្ញុំធ្វើពើជាមិនដឹងមនុស្សបែបនេះពូឆ្វេងក៏សម្រេចចិត្តបើកបៀលាត្រដាងការពិតចំតែម្ដងបានហើយយើងនិយាយត្រង់ចុះគឺហុងស៊ុយជាងវាបានរត់មកពឹងពាក់រកយើងហើយរឿងរ៉ាវទំនាស់គំនុំរវាងឯងនិងវាក៏យើងបានដឹងយោច្បាស់អស់ហើយដែរដូច្នេះវាចង់សុំឲ្យយើងចេញមុខធ្វើជាអ្នកសម្របសម្រួលដើម្បីជួយផ្សះផ្សាបញ្ចប់រឿងរ៉ាវទំនាស់រវាងពួកឯងទាំងពីរនាក់ពិតជាដូចអ្វីដែលខ្ញុំបានគិតទុកជាមុនអញ្ចឹងគឺហុងស៊ុយជាងពិតជាបានរត់ទៅរកអាជ្រូកចាស់ម្នាក់នេះពិតមែនប៉ុន្តែការដែលចង់អញ្ជើញឲ្យតាចាស់ម្នាក់នេះចេញមុខមកជួយដោះស្រាយសម្របសម្រួលម្ដងតម្លៃខ្លួនគឺមិនថប់នោះឡើយមើលទៅហុងស៊ុយជាងលើកនេះពិតជាហ៊ានចំណាយទុនធំបោះលុយបដូរជីវិតខ្លាំងណាស់តើខ្ញុំគិតគូរមួយសន្ទុះរួចក៏សួរដេញដោលទៅវិញបែបធម្មតាលោកពូឆ្វេងចុះពេលនេះហុងស៊ុយជាងវាកំពុងតែស្នាក់នៅជាមួយលោកពូដែរមែនទេបាទពូឆ្វេងហៀបនឹងបើកមាត់ឆ្លើយទៅហើយស្រាប់តែដឹងខ្លួនទាន់ក៏បិទមាត់ឈប់និយាយរួចកែសម្ដីផ្លេតរឿងនេះឯងមិនបាច់ដឹងខ្វល់ខ្វាយទេឯងគ្រាន់តែប្រាប់យើងមកបានហើយថាតើពួកឯងទាំងពីរនាក់ព្រមបញ្ចប់រឿងផ្សះផ្សាគ្នាឬក៏អត់ប៉ប៉ោមយើងនឹងលះបង់មុខមាត់ចាស់ទុំរបស់យើងនេះចេញមុខមកចាត់ចែងឲ្យប៉ុន្តែបើមិនព្រមទេទៅថ្ងៃមុខរឿងរ៉ាវរបស់ពួកឯងយើងក៏លែងចង់លូកដៃដឹងទៀតដែរសម្ដីរបស់ពូឆ្វេងមើលទៅហាក់បីដូចជាកំពុងតែពិភាក្សានិងសុំគំនិតយោបល់ពីខ្ញុំអញ្ចឹងប៉ុន្តែអត្ថន័យនៅពីក្រោយសម្ដីនោះគឺច្បាស់ក្រឡែតណាស់បើខ្ញុំព្រមទទួលយកការសម្របសម្រួលនោះរឿងរ៉ាវទាំងអស់នឹងត្រូវបញ្ចប់ដោយសន្តិវិធីនិងគ្មានបញ្ហាអ្វីឡើយប៉ុន្តែប្រសិនបើខ្ញុំហ៊ានបដិសេធមិនព្រមស្ដាប់តាមសម្ដីគាត់ទេទៅថ្ងៃអនាគតផ្លូវដើរនៅលើវិថីងឹតមួយនេះរបស់ខ្ញុំមុខជាត្រូវជួបប្រទះនឹងឧបសគ្គនិងមិនងាយស្រួលដើរដូចមុនទៀតឡើយខ្ញុំបានរើសហើយក៏ស្រក់សាច់តិចរួចតបពូឆ្វេងក្នុងពេលដែលលោកពូចេញមុខមកនិយាយដោយផ្ទាល់មាត់បែបនេះទៅហើយក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយច្បាស់ជាត្រូវតែផ្ដល់មុខមាត់ជូនលោកពូដាច់ខាតហើយបាទខ្ញុំនិយាយបណ្ដាលក៏បដដៃហៅអាដាវឲ្យដើរចូលមកជិតបណ្ដាលរួចធ្វើស៊ីញ៉ូជាសញ្ញាភ្នែកដាក់វិផ្លែតអាដាវជាមនុស្សឆ្លាតវាក៏យកសេចក្តីភ្លាមរួចដើរចេញពីបន្ទប់ធ្វើការយ៉ាងស្ងៀមស្ងាត់ចំណែកឯខ្ញុំវិញបន្តនិយាយទៀងរារាំងពេលវេលាជាមួយពូឆ្វេងទៅមុខទៀតប៉ុន្តែលោកពូឆ្វេងរឿងរ៉ាវទំនាស់រវាងពួកខ្ញុំលោកពូក៏ជ្រាបច្បាស់ហើយដែរកាលពីឆ្នាំនោះវាដណ្ដើមទឹកដីរបស់ខ្ញុំថែមទាំងប្រើកម្លាំងមនុស្សជាង100អ្នកមកឡោមព័ទ្ធកាប់សម្លាប់ខ្ញុំទៀតចុះកណេឲ្យជាមួយនេះពួកយើងគូគិតគូដោះស្រាយគ្នាបែបណាទៅវិញបាទពូឆ្វេងវាហើយក៏ធ្លាក់ខ្លួនទៅក្នុងភាពស្ងប់ស្ងាត់អស់មួយសន្ទុះធំដោយមិនមានវិចារអ្វីឡើយមួយសន្ទុះក្រោយមកទើបគាត់បើកមាត់និយាយម្ដងទៀតអាឡុងក្នុងពេលដែលរឿងរ៉ាវវិជាមកដល់ដំណាក់កាលនេះទៅហើយយើងគិតថាពួកឯងរឹតតែគួរតែអង្គុយចុះជជែកគ្នាឲ្យបានច្បាស់លាស់ពាក្យចាស់លោកពោលថាដែលមានសត្រូវគួរតែរំលាយចោលមិនគួរចង់គំនុំបន្តទៀតឡើយយូរមែនទេអាឡុង
នៅក្នុងខណៈពេលដែលខ្ញុំកំពុងតែធ្វើពើជាស្ទាក់ស្ទើរថាគួរទៅឬមិនគួរទៅចរចានោះអាដាវក៏ដើរត្រឡប់ចូលមកតាមទ្វារវិញរួចក្រវីក្បាលដាក់ខ្ញុំតិចតាមពិតទៅការងារដែលខ្ញុំដាក់ឲ្យអាដាវទៅចាត់ការអំបញ្ញមិញនេះគឺឲ្យវាចាត់ចែងមនុស្សទៅលុបមើលនៅឯភូមិគ្រឹះរបស់ពូឆ្វេងភ្លាមថាតើហុងស៊ុយជាងកំពុងតែសង្ឃឹមលាក់ខ្លួននៅទីនោះដែរឬទេប៉ុន្តែតាមមើលទៅវាមិនបាននៅទីនោះឡើយក្រោយពេលធ្វើពើជាស្ទាក់ស្ទើរអស់មួយសន្ទុះខ្ញុំក៏យល់ព្រមតាមការណាត់ជួបរបស់ពូឆ្វេងដោយសន្យាថារយៈពេល3ថ្ងៃក្រោយពួកយើងនឹងជួបគ្នានៅឯភោជនីយដ្ឋានហុងប៊ីនរយពេលផ្ដាច់ទូរស័ព្ទខ្ញុំអង្គុយនៅលើកៅអីធ្វើការទាំងគិតគូររោគយុទ្ធសាស្ត្រនិងផែនការកម្ចាត់វាឲ្យខាងតែបានការពីលើកមុនខ្ញុំបានបណ្ដោយឲ្យហុងស៊ុយជាងរត់គេចខ្លួនបាត់ម្ដងរួចទៅហើយលើកនេះដាច់ខាតមិនអាចហើយក៏គ្មានថ្ងៃបណ្ដោយឲ្យវារត់រួចជាលើកទី2ឡើយ3ថ្ងៃក្រោយមកខ្ញុំបានធ្វើដំណើរទៅកាន់ភោជនីយដ្ឋានហុងប៊ីនតាមការណាត់ជួបប៉ុន្តែខ្ញុំមិនទាន់ប្រញាប់ចុះពីលើឡានឡើយរហូតតែអាដាវបានទូរស័ព្ទមករាយការណ៍ថាស្ថានភាពនៅជុំវិញនេះគឺមានភាពប្រក្រតីធម្មតាទាំងអស់លោកបានលើដំណឹងសុវត្ថិភាពហើយទើបខ្ញុំបោះជំហានចុះពីលើឡានដើរតម្រង់ចូលទៅក្នុងបន្ទប់ VIP ដែលពូឆ្វេងបានប្រាប់ខ្ញុំលើកដៃគូទ្វារតិចអង្គរៈម្នាក់បានបើកទ្វារចេញមករួចបំរុងនឹងលូកដៃមកឆែកឆេរស្វែងរកអាវុធលើខ្លួនប្រាណរបស់ខ្ញុំប៉ុន្តែត្រូវខ្ញុំលើកដៃរុញវាចេញមួយទំហឹងយ៉ាងខ្លាំងសកម្មភាពមួយនេះបានធ្វើឲ្យអង្គរៈម្នាក់នោះផ្ទុះកំហឹងយ៉ាងខ្លាំងវារៀបនឹងលើកដៃវាតបមកលើខ្ញុំទៅហើយស្រាប់តែមានសម្លេងកំហប់មួយបន្លឺឡើងផាត់ផ្លែកឈប់ដៃភ្លាមនេះគឺជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ដាច់ខាតរបស់យើងណាសម្លេងដ៏មានអំណាចរបស់ពូឆ្វេងបន្លឺឡើងមកពីក្នុងបន្ទប់អង្គរៈម្នាក់នោះក៏ព្រមថយចេញទៅម្ខាងទាំងមិនអស់ចិត្តខ្ញុំដើរបោះជំហានចូលទៅក្នុងបន្ទប់ VIP នោះប៉ុន្តែស្រាប់តែក្រឡេកឃើញថានៅកណ្ដាលបន្ទប់ដ៏ធំល្វឹងល្វើយមួយនេះមានតែពូឆ្វេងម្នាក់គត់ដែលកំពុងតែអង្គុយរង់ចាំខ្ញុំសម្លឹងមើលទៅពូឆ្វេងទាំងក្តីងឿងឆ្ងល់និងសង្ស័យរីឯពូឆ្វេងវិញបានត្រឹមតែញឹមរួចបក់ដៃហៅឲ្យខ្ញុំទៅអង្គុយក្បែរគាត់ខ្ញុំក្រឡេកមើលជុំវិញបន្ទប់ម្ដងទៀតដើម្បីផ្ទៀងផ្ទាត់ឲ្យច្បាស់ថាពិតជាមានតែគាត់ម្នាក់ឯងគត់ពិតប្រាកដមែនទើបខ្ញុំបោះជំហានដើរទៅអង្គុយចុះពូឆ្វេងបានចាក់ស្រាតែមួយកែវរួចហុចមកឲ្យខ្ញុំប៉ុន្តែខ្ញុំមិនបានលូកដៃទៅទទួលយកឡើយមានតែបើកមាត់សួរត្រង់ចង្កូតដើរតែម្ដងលោកពូឆ្វេងមិនមែនថាហៅខ្ញុំមកដើម្បីសម្របសម្រួលផ្សះផ្សាគំនុំរវាងខ្ញុំនិងហុងស៊ុយជាងទេហ៎ចុះពេលនេះទូខ្លួនរបស់វាទៅណាហើយបាទពូឆ្វេងឃើញខ្ញុំមិនព្រមទទួលកែវស្រាតែដែលគាត់ហុចក៏បានត្រឹមតែសើចហួសចិត្តរួចដាក់កែវនោះចុះលើកវិញអាឡុងវាដេកសង្ងុំនៅក្បែរនេះឯងគ្រាន់តែនៅក្នុងចិត្តវានៅមានក្តីបារម្ភនិងភ័យខ្លាចថាឯងនឹងចុះដៃសម្រាប់វាទើបវាមិនទាន់ហ៊ានលេចមុខចេញមកតែប៉ុណ្ណោះក្នុងពេលដែលសំបីតែក្លាហានដើរចូលមកជួបខ្ញុំផ្ទាល់ក៏គ្មានផងនោះវាក៏គ្មានភាពចាំបាច់នឹងហេតុផលអ្វីដែលត្រូវចរចាផ្សះផ្សាជាមួយវាទៀតដែរនិយាយចប់ភ្លាមខ្ញុំក៏ស្ទុះក្រោកឈរឡើងបំរុងនឹងដើរចេញទៅក្រៅប៉ុន្តែត្រូវពូឆ្វេងលូកដៃមកខាត់ខាងផ្លែតកុំប្រញាប់អីអាឡុងអង្គុយចុះសិនមកយើងមានសំណួរពីរបីចង់សួរដេញដល់អញសិនខ្ញុំឈរត្រឹងនៅនឹងកន្លែងក្រឡេកមើលមុខគាត់មួយផ្លែតរួចក៏ព្រមទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីវិញដែលពូឆ្វេងនៅតែរក្សាទឹកមុខញឹមស្រស់បោះសម្លឹងមកខ្ញុំរួចពោលរឿងរ៉ាវកាលពីឆ្នាំនោះរាប់ទាំងរឿងរ៉ាវដែលទើបតែលេចឡើងថ្មីនេះយើងសុទ្ធតែបានដឹងលយោច្បាស់អស់ហើយពិតណាស់ថាលើកនេះគឺខាងហុងស៊ុយជាងជាអ្នកធ្វើខុសពិតប្រាកដមែនចុះត្រង់ថាតើអញមានលក្ខខណ្ឌឬការទាមទារអីខ្លះដើម្បីបញ្ចប់រឿងនេះខ្ញុំគិតគូរមួយសន្ទុះរួចក៏បើកមាត់ឆ្លើយទៅវិញចំលក្ខខណ្ឌនៃការទាមទាររបស់ខ្ញុំគឺសាមញ្ញបំផុតឲ្យវាដើរចូលមកលុតជង្គង់សំពះសុំទោសខ្ញុំនៅទីនេះរួចផ្ទេររាល់មុខរបរនិងអាជីវកម្មទាំងអស់របស់វាមកឲ្យខ្ញុំក្រុមបន្តមកគឺបណ្ដេញក្បាលវាឲ្យរត់ចេញពីទីក្រុងមួយនេះជាដាច់ខាតបានរលក្ខខណ្ឌទាមទារដ៏សាហាវខូខើរបស់ខ្ញុំភ្លាមពូឆ្វេងទាំងស្ពឹកខួសចិត្តផ្លែតអាឡុងអញនេះមិនមែនមកជែកដាក់លក្ខខណ្ឌទាមទារទេនេះអញចង់ផ្ដាច់ជីវិតនិងយកខ្យល់ដកដង្ហើមរបស់វាច្បាស់តែម្ដងហើយខ្ញុំស្រក់សាយចំអកទាំងកែវភ្នែកមើលងាយហឹសកាលពីឆ្នាំនោះពេលដែលវាចាត់ចែងកម្លាំងមនុស្សជាង100អ្នកមកឡោមព័ទ្ធកាប់សម្លាប់ខ្ញុំនោះមិនមែនវាចង់ផ្ដាច់ជីវិតរបស់ខ្ញុំទេហ៎ហើយការដែលវារៀបចំពិធីជប់លៀងឲ្យខ្ញុំមកហូបបាយដើម្បីដាក់អន្ទាក់សម្លាប់ខ្ញុំនោះមិនមែនវាមានបំណងចង់ឲ្យខ្ញុំស្លាប់គ្មានដីកប់ទេហ៎ពូឆ្វេងស្ដាប់ហើយក៏បានត្រឹមតែដកដង្ហើមធំទាំងតតម្រេះនិងគ្មានពាក្យអ្វីត្បិតរឿងរ៉ាវទាំងនេះយើងជាចាស់ទុំច្បាស់ជាដឹងហើយប៉ុន្តែធ្វើជាមនុស្សគួរតែទុកផ្លូវថយក្រោយឲ្យគ្នាខ្លះទៅដើម្បីថ្ងៃក្រោយអាចមានទឹកមុខជួបគ្នាទៀតមែនទេខ្ញុំធ្វើភ្នែកក្រឡាប់ចាក់ដាក់គាត់រួចតបទៅវិញទាំងសម្លេងត្រជាក់ស្រន់ខ្ញុំដឹងត្រឹមតែរឿងមួយគត់បើកម្ចាត់សម្រាមហើយមិនព្រមបោះសម្អាតឲ្យដាច់ឬដាច់គោទេថ្ងៃស្អែកឡើងមុខជាត្រូវដេកស្ដាយក្រោយពេញមួយជីវិតជាមិនខានពូឆ្វេងរីហើយក៏បានត្រឹមតែដកដង្ហើមធំទាំងតតម្រេះរួចពោលបើឯងនៅតែមានអាកប្បកិរិយារឹងរូសបែបនេះទៀតយើងយល់ថាពួកឯងគ្មានភារកិច្ចអីត្រូវអង្គុយជែកគ្នាបន្តទៀតឡើយក្រឡេកឃើញពូឆ្វេងចាប់ផ្ដើមលេចចេញនៅទឹកមុខខឹងសម្បាបន្តិចខ្ញុំក៏បង្អង់គិតមួយសន្ទុះរួចកែប្រែសម្ដីផ្លែតអូលោកពូឆ្វេងកាលពីអំបញ្ញមិញនេះគឺលោកពូជាអ្នកសួរដេញដល់ខ្ញុំតើថាខ្ញុំមានលក្ខខណ្ឌទាមទារអីខ្លះដូច្នេះការដាក់លក្ខខណ្ឌរបស់ខ្ញុំច្បាស់ជាត្រូវតែទាមទារអីដែលចំណេញនិងមានប្រៀបបំផុតសម្រាប់ខ្លួនឯងហើយបាទបានឬសម្ដីទន់ភ្លន់ឡើងវិញរបស់ខ្ញុំភ្លាមខ្សែភ្នែករបស់ពូឆ្វេងភ្លឺថ្លាឡើងផ្លែតរួចគាត់ប្រញាប់សួរដេញដល់ចុះអញ្ចឹងមានន័យថារឿងរ៉ាវមួយនេះនៅតែអាចជែកសម្របសម្រួលគ្នាបានមែនទេខ្ញុំញឹមតិចរួចតបជែកបានច្បាស់ជាអាចជែកសម្របសម្រួលគ្នាបានហើយបាទពូឆ្វេងមកក្បាលបង្ហាញទឹកមុខពេញចិត្តយ៉ាងខ្លាំងបន្ទាប់មកគាត់លូកដៃទៅទាញយកកាបូបឯកសារមួយចេញមកពីក្បែរជើងរបស់គាត់នៅក្នុងកាបូបនេះគឺជារបាយការណ៍ផ្ទៃកម្មសិទ្ធិហានចំនួន5កន្លែងរបស់ហុងស៊ុយជាងក្រៅពីនេះនៅមានសាច់ប្រាក់សុទ្ធចំនួន5លានយួនទៀតដែលវាបញ្ជាក់ថាជាលុយសម្រាប់សងជំងឺចិត្តនិងសងការខូចខាតជូនឯងខ្ញុំលូកដៃទៅទទួលយកកាបូបឯកសារនោះមកបើកពិនិត្យមើលមួយផ្លែតរួចក៏ដាក់វានៅក្បែរជើងរបស់ខ្ញុំចំនួនទឹកប្រាក់និងទ្រព្យសម្បត្តិទាំងនេះពិតជាមិនតិចនោះទេមើលទៅលើកនេះវាពិតជាមានចិត្តស្មោះត្រង់ចង់ដោះស្រាយបញ្ចប់រឿងជាមួយខ្ញុំពិតមែនឃើញអាកប្បកិរិយារបស់ខ្ញុំចាប់ដើមទន់ភ្លន់និងយកយកជាងមុនពូឆ្វេងក៏ប្រែទឹកមុខមកជាសើចសប្បាយរីករាយភ្លាមអញ្ចឹងទៅត្រឹមត្រូវធ្វើជាមនុស្សគ្មានទំនាស់គំនុំអីដែលថាមិនអាចដោះស្រាយបាននោះទេចុះបើព្រមបែបនេះហើយរឿងរ៉ាវទំនាស់រវាងពួកឯងទាំងពីរនាក់អាចចាត់ទុកថាចប់ត្រឹមនឹងបានហើយមែនទេខ្ញុំបង្អង់បន្តិចដោយមិនប្រញាប់ឆ្លើយតបភ្លាមឡើយចំណែកឯពូឆ្វេងវិញបានត្រឹមតែបើកភ្នែកធំរង់ចាំស្ដាប់ពាក្យសន្យាចេញពីមាត់របស់ខ្ញុំយ៉ាងអន្ទះសារក្រោយពេលធ្វើពើជាស្ទាក់ស្ទើរអស់រយៈពេលជាង10វិនាទីទើបខ្ញុំមកក្បាលយកព្រមពូឆ្វេងសាច់បិទមាត់មិនចិត្តតតែសោះព្រោះគាត់ដឹងច្បាស់ថាឲ្យតែអាចនិយាយបញ្ចុះបញ្ចូលខ្ញុំឲ្យយកព្រមបានគាត់មុខជានឹងទទួលបានលុយកម្រៃជើងសារយ៉ាងមហាសាលពីហុងស៊ុយជាងជាក់ជាមិនខានដូច្នេះហើយទើបគាត់សប្បាយចិត្តដល់ថ្នាក់នេះឃើញពូឆ្វេងកំពុងតែឡើងចំហាយសប្បាយចិត្តខ្ញុំក៏បើកមាត់សួរនាំយឺតលោកពូឆ្វេងក្នុងពេលដែលរឿងរ៉ាវទំនះដោះស្រាយរួចរាល់អស់ហើយចុះត្រង់ថាតើហុងស៊ុយជាងពេលនេះនៅឯណាដែរបាទទំនះគំនុំរលីអស់ហើយពួកយើងគួរតែចូលមកជួបជុំគ្នាខែនជក់និងហូបស្រាកំដៅគ្នាខកខានយូរមួយកែវទើបត្រូវមែនទេបាទពូឆ្វេងមកក្បាលយកស្រភ្លាមបន្ទាប់មកគាត់ទាញទូរស័ព្ទដៃចេញមកចុចខលទំខាងមិនយូរប៉ុន្មានទ្វារបន្ទប់ VIP ក៏ត្រូវគេរុញបើកម្ដងទៀតស្រាប់តែមានស្រមោលមនុស្សម្នាក់បោះជំហានដើរចូលមកបើមិនមែនជាទូខ្លួនហុងស៊ុយជាងទេតើអាចជាអ្នកណាផ្សេងទៀតទៅមិនដឹងថាប៉ុន្មានថ្ងៃកន្លងទៅនេះវាលុបទៅដេកសង្ងំលាក់ខ្លួននៅរោងភ្នំឯណាទេរូបរាងកាយរបស់វាប្រែជាធ្លាក់ខ្លួនចុកសោយនិងស្គមរៀងរៃខុសពីមុនដាច់ស្រឡះមើលដឹងយ៉ាងច្បាស់នឹងភ្នែកតែម្ដងភ្លាមពេលដែលវាក្រវីភ្នែកមកឃើញខ្ញុំអង្គុយនៅទីនោះវាក៏ប្រញាប់លេចចេញនៅស្នាមញឹមរាក់ទាក់រួចដើរមកចិត្តដើម្បីសួរសុខទុក្ខខ្ញុំផ្លែតបងអូនប្រុសឡងរឿងរ៉ាវកាលពីមុនគឺមកពីបងធ្វើមិនត្រូវចិត្តក្លេខុសឆ្គងខ្លះហើយសូមបងអូនប្រុសមេត្តាអភ័យទោសនិងយកយល់ឲ្យបងច្រើនផងណាហុងស៊ុយជាងនិយាយបណ្ដាទាំងញឹមញែមរួចលូកដៃមកខាងមុខដើម្បីចាប់ដៃរាក់ទាក់ជាមួយខ្ញុំសម្លឹងមើលមុខវារួចក្រឡេកមើលទៅដៃរបស់វាបន្ទាប់មកក៏ញឹមតិចរួចក្រោកឈរឡើងបងហុងនិយាយលេងហើយពួកយើងសុទ្ធតែធ្វើការដើម្បីរកបាយហូបចិញ្ចឹមក្រពះដូចគ្នាតើរឿងរ៉ាវប៉ះទង្គិចគ្នាបែបនេះវាមិនមែនជារឿងធម្មតាទៅហើយទេហ៎និយាយបណ្ដាខ្ញុំក៏លូកដៃទៅចាប់ដៃវាបណ្ដាវានៅតែបន្តសាច់ហាហាទាំងងខ្លៅព្រោះគិតថាខ្ញុំពិតជាព្រមអភ័យទោសឲ្យវាពិតប្រាកដមែន
ប៉ុន្តែនៅវិនាទីបន្ទាប់ទឹកមុខរបស់ខ្ញុំប្រែជាក្រឡាប់ចាក់គ្រីមក្រោះផ្លេតខ្ញុំក្តាប់កដៃរបស់វាជាប់យ៉ាងណែនរួចកាច់បង្វិលមួយទំហឹងធោះហុងស៊ុយជាងស្រែកយំទីជីវិតបន្លឺសំឡេងស្រែកយ៉ាងឈឺចាប់ខ្លោចផ្សាចេញពីបំពង់កភ្លាមការបើកឆាកវាប្រហារភ្លាមខុសបច្ចេកទេសរបស់ខ្ញុំលើកនេះធ្វើឲ្យវាទប់ទល់មិនទាន់ឡើយខ្ញុំចាប់បាក់កដៃទាំងពីររបស់វារួចអន់មុខសម្លឹងមើលវាទាំងខ្សែភ្នែកធ្លាក់ទៅកកត្រជាក់ស្រន់ពូឆ្វេងដែលអង្គុយនៅក្បែរនោះត្រូវភ័យលោតប្រលឹងចុងសក់ស្ទុះទៅផ្ទះទៅមួយទំហឹងយ៉ាងខ្លាំងរួចស្រែកបញ្ជាឲ្យខ្ញុំលែងដៃភ្លាមអាឡុងអញកំពុងធ្វើស្អីហ្នឹងប្រញាប់លែងវាភ្លាមទៅសំឡេងកំហុកដ៏ខ្លាំងមួយនេះបូករួមទាំងសំឡេងស្រែកយំឈឺចាប់របស់ហុងស៊ុយជាងផងនោះបានតាក់ទាញឲ្យពួកក្រុមអង្គរៈដែលយាមនៅខាងក្រៅរុញទ្វារសម្រាប់បុកចូលមកផ្លេតឃើញខ្ញុំកំពុងតែចុះដៃធ្វើបាបហុងស៊ុយជាងអង្គរៈពីរនាក់នោះក៏ស្ទុះរត់ចូលមកបំណងចង់មកខាត់ខាំងនឹងវាប្រហារលើរូបខ្ញុំប៉ុន្តែខ្ញុំមិនទាំងងាកភ្នែកទៅមើលពួកវាផងគ្រាន់តែលើកជើងធាក់ចេញមួយទំហឹងផាំងអង្គរៈទាំងពីរនាក់នោះត្រូវហោះប្លង់ចេញទៅដេកដួលនៅខាងក្រៅទ្វារបន្ទប់ភ្លាមកាលពីឆ្នាំនោះខ្ញុំម្នាក់ឯងតាំងជាមួយមនុស្សជាង100នាក់នៅតែអាចមានជីវិតរស់រានមានជីវិតចេញមកបានគ្រាន់តែអង្គរៈកំពេចកំពុកពីរនាក់សោះមកចង់រារាំងផ្លូវអញហ៎ប្រសិនបើមិនមែនព្រោះតែគិតដល់ប្រពន្ធនិងកូនស្រីតូចនៅក្នុងផ្ទះទេពួកអាពីរនាក់នឹងច្បាស់ជាត្រូវដាច់ខ្យល់ងាប់តាំងពីវិនាទីដំបូងដែលពួកវាឈានជើងរត់ចូលមកម្លេះខ្ញុំសម្លឹងមើលមុខហុងស៊ុយជាងដែលកំពុងតែលុតជង្គង់ដេកក្រាបនៅលើដីរួចបន្ថែមម្លងដៃកាច់បង្វិលបន្ថែមទៀតសម្លេងស្រែកឈឺចាប់របស់វាលាន់នៅចាក់ដល់ទៅដល់តាមផ្លូវដើរខាងក្រៅនោះពូឆ្វេងដែលនៅខាងក្រៅមិនអាចអង្គុយមើលស្ងៀមបានទៀតឡើយគាត់ស្ទុះក្រោកឈរឡើងចង្អុលចំមុខខ្ញុំរួចជាប្រមាថខ្លាំងគូសៀវឡុងតើអញចង់ធ្វើស្អីនឹងសម្ដីចាស់ទុំដែលអញនិយាយអំបញ្ញមិញនេះអញចាត់ទុកជាខ្យល់បក់តាមត្រចៀកមែនទេសម្លឹងមើលទៅពូឆ្វេងដែលកំពុងតែខឹងសម្បាររហូតដល់ថ្នាក់លោតកញ្ជ្រោលនោះខ្ញុំគ្រាន់តែញាតទៅមើលគាត់មួយកន្ទុយភ្នែករួចពោលយឺតលោកពូឆ្វេងខ្ញុំប្រាប់លោកពូចុះក្នុងពេលដែលលោកពូបានចូលនិវត្តន៍ទៅហើយនោះមិនបាច់ចេញមុខមកលូកដៃគោរកាយរឿងរ៉ាវសង្គមងឹតរបស់ពួកខ្ញុំទៀតឡើយការដែលខ្ញុំព្រមធ្វើដំណើរមកជួបលោកពូថ្ងៃនេះគឺផ្ដល់មុខមាត់ឲ្យលោកពូខ្លាំងណាស់ទៅហើយប៉ុន្តែសម្រាប់អាហុងស៊ុយជាងថ្ងៃនេះខ្ញុំដាច់ខាតត្រូវតែវាកំទេចវាចោលឲ្យបានខ្ញុំនិយាយដាច់អហង្ការហុងស៊ុយជាងឬខ្ញុំនិយាយដាច់អហង្ការបែបនេះហើយវាភ័យស្លេកមុខស្លាំងគ្មានជាមួយដំណក់វាក៏ងាកកែភ្នែកពោពេញដោយក្តីអង្រោកទៅសម្លឹងមើលពូឆ្វេងដើម្បីសុំជំនួយពូឆ្វេងខឹងរហូតដល់ថ្នាក់មុខឡើងក្រហមញ៉ាំងខ្លួនប្រានឡើងញ័រត្រូវស្រែកបញ្ជាឲ្យខ្ញុំលែងមនុស្សជាលើកចុងក្រោយប៉ុន្តែខ្ញុំលែងខ្វល់ខ្វាយនឹងសម្ដីរបស់គាត់ទៀតហើយខ្ញុំអន់មុខសម្លឹងមើលទៅហុងស៊ុយជាងដែលកំពុងតែលុតជង្គង់នៅលើដីហុងស៊ុយជាងអញធ្វើឲ្យអញដើររុករកអញសឹងតែស្លាប់ទៅហើយដឹងទេមិនដែរពេលមកបង្កចំនួនរកកនឹងអញហើយបែរជាចង់រត់ទៅសងំលាក់ខ្លួនបែបនេះហ៎នេះវាមិនមែនជាចរិតលក្ខណៈនិងស្ទីលធ្វើការរបស់មេធំដូចជាអញកាលពីមុនសោះនិយាយចប់ភ្លាមដៃរបស់ខ្ញុំក៏បន្ថែមឡើងកាច់បង្វិលមួយទំហឹងទៀតធ្វើឲ្យវាឈឺរហូតដល់ថ្នាក់ខាំធ្មេញលៀនភ្នែកអូនប្រុសឡងបងដឹងខុសហើយបងមិនគួរទៅរកកបង្កចំនួនជាមួយអញឡើយបងសុំទោសឯងបងសុំទោសឯងណាបងប្រុសខ្ញុំស្រក់សាច់ចំអកទាំងឈាមត្រជាក់រួចលើកចិញ្ចាំសួរសុំទោសហ៎គ្រាន់តែពាក្យសុំទោសមួយម៉ាត់ហ្នឹងគឺអាចបញ្ចប់រឿងរ៉ាវទាំងអស់បានទៅហើយមែនទេចុះអញចង់បានអីទៀតហុងស៊ុយជាងឈឺរហូតដល់ថ្នាក់បែកញើសពន់ក្រពោតពេញផ្ទៃមុខវាខំធ្មេញទ្រាំនឹងការឈឺចាប់ពេលនេះរូបរាងរបស់វាគ្មានសេះសមហេតុដារបស់មេធំសំបីតែបន្តិចឡើយខ្ញុំក៏តបទៅវិញយឺតកាលពីឆ្នាំនោះអញចាត់ចែងមនុស្សរាប់ពាន់នាក់មកឡោមព័ទ្ធចង់ផ្ដាច់ជីវិតអញថែមទាំងធ្វើឲ្យអញត្រូវដេកស៊ីបាយគុកអស់រយៈពេល10ឆ្នាំពេញទៀតពេលនេះអញចង់បានមុខរបរនិងអាជីវកម្មទាំងអស់របស់អញវាមិនជ្រុលហួសហេតុពេកទេដឹងស្អីគេឬលក្ខខណ្ឌទីមទីរបស់ខ្ញុំភ្លាមហុងស៊ុយជាងបើកភ្នែកធំស្ទើរតែលៀនចេញមកក្រៅវានឹកស្មានមិនដល់សោះថាខ្ញុំហ៊ានលៃលកបើកមាត់លេបយកទឹកដីរបស់វាទាំងអស់បែបនេះឡើយប៉ុន្តែស្ថិតនៅក្រោមស្ថានភាពអំណាចកណ្ដាប់ដៃបង្ខំខុសបច្ចេកទេសបែបនេះវាក៏គ្មានសិទ្ធិជ្រើសរើសមិនព្រមនោះដែរចុងក្រោយមានតែបង្ខំចិត្តមកក្បាលយកព្រមទាំងតតម្រេចឃើញវាព្រមហើយខ្ញុំក៏ទាញទូរស័ព្ទខលទៅរកអាដាវភ្លាមត្រឹមតែ2នាទីក្រោយមកអាដាវក៏បានដឹកនាំកូនចៅមួយក្រុមព្រមទាំងកាន់ឯកសារកិច្ចសន្យាផ្ទេរកម្មសិទ្ធិដើរបោះជំហានចូលមកក្នុងបន្ទប់ VIP ពេលដែលវាឃើញខ្ញុំកំពុងតែប្រើដែមខាងចាប់ប្រវត្តិហុងស៊ុយជាងជាប់នោះនៅក្នុងទឹកមុខរបស់វាគឺគ្មានការភ្ញាក់ផ្អើលអីបន្តិចសោះឡើយខ្ញុំអូសក្បាលហុងស៊ុយជាងមកចិត្តត្បាយរួចបង្ខំឲ្យវាចុះហត្ថលេខាលើលិខិតផ្ទេរកម្មសិទ្ធិទាំងអស់ហុងស៊ុយជាងលើកដែមខាងមកត្រកដៃដែលត្រូវខ្ញុំកាច់បាក់នោះប៉ុន្តែខ្សែភ្នែករបស់វាបែរជាលបក្រឡេកមើលឆ្វេងមើលស្ដាំរកផ្លូវដោះខ្លួនឥតឈប់ឈរស្របពេលនៅក្នុងវិនាទីដែលខ្ញុំដកដៃថយចេញដើម្បីឲ្យវាដកប៊ិចមកស៊ីញ៉ូនោះស្រាប់តែវាស្ទុះលូកដៃទៅចាប់កែវស្រាតែនៅលើតុគប់មកលើមុខខ្ញុំមួយទំហឹងខ្ញុំមិនទាន់បានត្រៀមខ្លួនការពីមុនក៏លើកដៃមកបាំងរារាំងកែវនោះភ្លេតភ្លាមនោះដែរស្រាប់តែមានសម្លេងបោកបែកកញ្ចក់លាន់នៅឡើងយ៉ាងខ្លាំងផាំងអាហុងស៊ុយជាងវាក៏សុកចិត្តយកខ្លួនទៅបុកទម្លីកញ្ចក់បង្អួចរួចលោតចុះទៅជន់ក្រោមបាត់ទៅខ្ញុំប្រញាប់រត់ទៅអើតមើលតាមបង្អួចភ្លាមឃើញទូខ្លួនរបស់វាលែងខ្វល់ខ្វាយនឹងការជិះចាប់បាក់ដៃបាក់ជើងទៀតហើយវាដេកងាទាំងវាស្ទុះរត់ចូលទៅក្នុងឡានរបស់កូនចៅវាដែលកំពុងតែបញ្ឆេះរងចាំនៅខាងក្រោមនោះយ៉ាងលឿនសកម្មភាពរត់ប្រញាប់ប្រញាល់ស្លន់ស្លោស្លាប់រស់របស់វាលើកនេះឃើញវាដល់ដៃរត់រួចបាត់ទៅអាដាវមានបំណងចង់នាំបងប្អូនស្ទុះទៅដេញតាមប្រញិតបន្តប៉ុន្តែត្រូវខ្ញុំលើកដៃខាត់វាជាប់ខ្ញុំដើរយឺតមកឈរក្បែរខ្លួនពូឆ្វេងរួចពោលទៅកាន់គាត់ទាំងសម្លេងត្រជាក់ស្រន់លោកពូឆ្វេងរឿងរ៉ាវប្រភេទនេះខ្ញុំសូមណែនាំលោកពូថាថ្ងៃក្រោយកុំលូកដៃមកចាត់ចែងគោលកាយទៀតអីអាយុច្រើនដល់ថ្នាក់នេះទៅហើយដេកសងំនៅផ្ទះដាំការឆ្កេះចំណីឲ្យត្រីស៊ីមិនល្អជាងទេហ៎និយាយចប់ភ្លាមខ្ញុំក៏នាំអាដាវដើរចាក់ចេញពីបន្ទប់ VIP នោះទៅបណ្ដោយឲ្យពូឆ្វេងឈរខាងក្រោយនិងក្តៅក្រហាយនៅពីក្រោយខ្នងរបស់ពួកយើងទាំងតសម្ដីលុះត្រឡប់មកដល់ក្រុមហ៊ុនវិញខ្ញុំបានបញ្ជាឲ្យអាចៅប្រញាប់ដឹកនាំកម្លាំងមនុស្សទៅទិញផ្ដាច់និងលេបយកក្រុមហ៊ុនព្រមទាំងបណ្ដាហាងនានារបស់ហុងស៊ុយជាងភ្លាមទោះបីជាមានបណ្ដាហាងនិងក្រុមហ៊ុនមួយចំនួនមានការពាក់ព័ន្ធជាមួយហុងស៊ុយជាងប៉ុន្តែមិនមែនស្ថិតនៅក្រោមឈ្មោះរបស់វាក៏ដោយក៏ពេលនេះវាត្រូវខ្ញុំវាបំបាក់ស្មារតីភ័យស្លន់ស្លោរត់លូនទៅហើយដូច្នេះនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការលេបត្របាក់ទឹកដីរបស់វាមួយខែក្រោយមកអាចៅបានដើរចូលមកជម្រាបរីការដំណឹងល្អប្រាប់ខ្ញុំទាំងទឹកមុខរីករាយបងឡងពេលនេះក្រុមហ៊ុននិងអាជីវកម្មភាគច្រើនរបស់ហុងស៊ុយជាងត្រូវបានពួកយើងទិញផ្ដាច់លេបយកអស់ហើយបងអាចៅនៅតែបន្តនិយាយទាំងអស់សំណើចឥឡូវនេះកូនចៅរបស់ហុងស៊ុយជាងអាខ្លះរត់គេចខ្លួនបាត់អាខ្លះដោះដៃទៅរកស៊ីមុខរបបផ្សេងបាននិយាយពីទូខ្លួនហុងស៊ុយជាងវិញពេលនេះខ្លាចជាមេតបគ្មានកូនចៅទៅហើយបងបាននូវដំណឹងបែបនេះនៅក្នុងចិត្តរបស់ខ្ញុំពិតជាមានអារម្មណ៍ធូរស្រាលនិងសប្បាយចិត្តបន្តិចឡើយប៉ុន្តែមិនយូរប៉ុន្មានមានរឿងរ៉ាវមួយដែលខ្ញុំនឹកស្មានមិនដល់សោះក៏បានលេចឡើងមកហើយគឺជារឿងរ៉ាវមួយនេះឯងដែលស្ទើរតែធ្វើឲ្យខ្ញុំត្រូវដាច់ខ្យល់ដេកស្លាប់បាត់បង់ជីវិតថ្ងៃមួយនៅក្នុងខណៈពេលដែលខ្ញុំកំពុងតែអង្គុយរៀបចំឯកសារនៅក្នុងបន្ទប់ធ្វើការស្រាប់តែលេខទូរស័ព្ទរបស់ពូឆ្វេងបានខលចូលមកម្ដងទៀតកាលពីដំបូងខ្ញុំគ្មានបំណងចង់ចុចទទួលស្ដាប់សម្ដីតាចាស់ម្នាក់នេះឡើយប៉ុន្តែក្រឡេកមកគិតឡើងវិញរឿងរ៉ាវកាលពីលើកមុនបានធ្វើឲ្យគាត់រៀងចាលែងចង់មកលូកដៃដឹងរឿងរ៉ាវរវាងខ្ញុំនិងហុងស៊ុយជាងទៀតហើយដូច្នេះការដែលគាត់ខលមកលើកនេះប្រហែលជាមានកិច្ចការងារផ្សេងច្បាស់ណាស់ធ្វើពើជាស្ទាក់ស្ទើរអស់មួយសន្ទុះខ្ញុំក៏ចុចទទួលទូរស័ព្ទអាឡុងហេគឺយើងពូឆ្វេងណាអាត្រង់ថាតើល្ងាចយប់នេះឯងមានពេលទំនេរខ្លះទេយើងចង់អញ្ជើញឯងមកហូបបាយជុំគ្នានៅឯផ្ទះរបស់យើងមួយពេលវាសម្ដីអញ្ជើញបែបនេះខ្ញុំមានអារម្មណ៍ប្លែកចិត្តនិងងឿងឆ្ងល់យ៉ាងខ្លាំងលោកពូឆ្វេងហេតុអីបានជាគ្មានរឿងអីសោះបែរជាចង់ហៅខ្ញុំទៅហូបបាយបែបនេះបាទបើលោកពូមានកិច្ចការងារអីគឺមានប្រសាសន៍ត្រង់តាមទូរស័ព្ទមកចុះបាទចំពោះរឿងទៅហូបបាយនោះគឺមិនបាច់គូសំពេចទេបាទពិតណាស់ខ្ញុំពិតជាគ្មានបំណងចង់ទៅជួបពួកតាចាស់ជើងចាស់ទាំងនេះឡើយព្រោះពួកម៉ាក់នេះឲ្យតែបានផឹកស្រាចូលពូបន្តិចច្បាស់ជាចូលចិត្តលើកគ្របពីធ្វើជាចាស់ទុំមកបង្កប់បញ្ជីក្មេងហើយការដែលគាត់ហៅខ្ញុំទៅលើកនេះក៏មិនដឹងថាមានបំណងចង់ឌឺដងឬដាក់សម្ពាធមកលើរូបខ្ញុំបែបណាខ្លះនោះទេ
នៅក្នុងទូរស័ព្ទពូឆ្វេងស្ងាត់មាត់អស់មួយសន្ទុះធំបន្ទាប់មកគាត់ក៏បន្លឺសំឡេងសាច់ឡើងវិញរួចពោលអាឡុងឬដំណឹងមកថាហុងស៊ុយជាងវាបានវិចបង្វិចរត់ចេញពីទឹកដីពួកយើងបាត់ទៅហើយយើងក៏នឹកឃើញដល់រឿងរ៉ាវដែលយើងចេញមុខមកជួយសម្របសម្រួលឲ្យពួកឯងកាលពីលើកមុនគិតទៅគឺមកពីយើងចាស់វង្វេងវង្វាន់ឃើញលុយនៅភ្នែកទើបចង់ឲ្យឯងមកហូបបាយដើម្បីសុំទោសឯងជាផ្លូវការមួយពេលសម្ដីរបស់ពូឆ្វេងលើកនេះគឺនិយាយមកគ្មានចន្លោះប្រហោងឲ្យទាស់ទៅជាបន្តិចសោះឡើយទោះបីជាក្នុងចិត្តខ្ញុំមិនចង់ទៅយ៉ាងណាក៏ដោយប៉ុន្តែក្នុងពេលដែលគាត់និយាយបន្ទន់ខ្លួនដល់ថ្នាក់នេះទៅហើយក្នុងនាមជាក្មេងជំនាន់ក្រោយខ្ញុំត្រូវតែផ្ដល់មុខមាត់ឲ្យគាត់បន្តិចដែរធ្វើពើជាស្ទាក់ស្ទើរមួយសន្ទុះខ្ញុំក៏ឆ្លើយយល់ព្រមតាមការណាត់ក្រោយពេលផ្ដាច់ទូរស័ព្ទខ្ញុំក៏ខលទៅប្រាប់ប្រពន្ធថាល្ងាចនេះខ្ញុំមិនបានត្រឡប់ទៅហូបបាយនៅផ្ទះទេរួចក៏បើកឡានម្នាក់ឯងសម្ដៅទៅកាន់ភូមិគ្រឹះរបស់ពូឆ្វេងតែម្ដងផ្ទះរបស់គាត់ស្ថិតនៅឯភូមិគ្រឹះដាច់ដោយឡែកមួយនៅតំបន់ជីក្រុងបរិយាកាសជុំវិញមានភាពស្ងប់ស្ងាត់ជ្រុងដែលវាពិតជាស័ក្តិសមទៅនឹងការរស់នៅបែបមនុស្សចាស់ចូលនិវត្តន៍ពិតមែនក្រោយពេលចាត់ឡានរួចរាល់ខ្ញុំដើរទៅគោះទ្វាររបងធំស្រាប់តែឃើញថាទ្វារមិនបានដាក់ពន្លឺឡើយខ្ញុំមិនបានគិតច្រើនក៏រុញទ្វារបោះជំហានដើរចូលទៅខាងក្នុងយប់ងឹតស្លុបទៅហើយប៉ុន្តែនៅក្នុងទីធ្លាផ្ទះទាំងមូលបែរជាមិនបើកភ្លើងសូម្បីតែមួយដួងតែទោះជាយ៉ាងណាខ្ញុំនៅតែអាចស្រូបក្លិនក្រអូបសឹបនៃផ្កានិងងើសំឡេងទឹកហូរចេញពីអាងចិញ្ចឹមត្រីបានយ៉ាងច្បាស់ខ្ញុំដើរស្ទាបទុំក្នុងភាពងឹតមកដល់មុខទ្វារផ្ទះស្រាប់តែក្រឡេកឃើញថាសូម្បីតែនៅក្នុងទូផ្ទះទាំងមូលក៏មិនបើកភ្លើងបំភ្លឺដែររឿងនេះបានធ្វើឲ្យខ្ញុំចាប់ផ្ដើមដឹងខ្លួនថាមានភាពមិនប្រក្រតីភ្លាមអារម្មណ៍ដឹងមុនដ៏អាក្រក់មួយបានរត់មកចាក់ដល់ក្នុងបេះដូងរបស់ខ្ញុំភ្លេតខ្ញុំលើកដៃគូសទ្វារផ្ទះរួចស្រែកហៅចូលទៅខាងក្នុងពីម៉ាត់ប៉ុន្តែគ្មានការឆ្លើយតបណាមួយត្រឡប់មកវិញឡើយនៅក្នុងខណៈពេលដែលខ្ញុំកំពុងតែស្ទាក់ស្ទើរថាគួរដើរចូលទៅឬក៏អត់នោះស្រាប់តែកាំបិតខ្លីមួយបញ្ចេញពន្លឺពណ៌សលើបស្រឡះកាប់ចាក់សម្ដៅមករកកញ្ចឹងរបស់ខ្ញុំយ៉ាងលឿនខ្ញុំប្រញាប់គេចខ្លួនទៅខាងភ្លេតទើបអាចគេចផុតពីមុខកាំបិតដ៏សាហាវនោះរួចក៏លូកដៃទៅចាប់កដៃដែលកាន់កាំបិតនោះជាប់រួចលើកបាតដៃសំពងចុះទៅលើកដៃរបស់វាពុកអាម្នាក់នោះឈឺចុកចាប់ខ្លាំងពេកក៏របូតកាំបិតខ្លីជ្រុះទៅលើដីខ្ញុំបំរុងនឹងលើកជើងវាបកតាំងទៅវិញប៉ុន្តែស្រមោលខ្មៅមួយនោះបែរជារត់លុបចូលទៅក្នុងភាពងឹតបាត់ស្រមោលសូនឲ្យឈឹងតែម្ដងខ្ញុំអន់រើកាំបិតខ្លីនៅលើដីមកពិនិត្យមើលប៉ុន្តែដោយសារតែពន្លឺងឹតពេកធ្វើឲ្យខ្ញុំមើលមិនច្បាស់សូម្បីតែបន្តិចប៉ុន្តែអ្វីដែលខ្ញុំអាចប្រកាសក្នុងចិត្តនៅពេលនេះគឺជាអន្ទាក់ល្បិចកដែលពូឆ្វេងសហការជាមួយអាម្នាក់នោះដើម្បីរៀបចំកម្ចាត់ខ្ញុំច្បាស់តែម្ដងគិតឃើញដល់ចំណុចនេះភ្លើងកំហឹងដ៏មហាសាលបានផ្ទុះឡើងក្នុងទ្រូងរបស់ខ្ញុំស្ទើរតែធ្លាយចេញមកក្រៅទៅហើយប៉ុន្តែស្រាប់តែនៅក្នុងវិនាទីនោះសំឡេងស៊ីរ៉ែនរបស់ឡានប៉ូលីសបានលាន់នៅឡើងយ៉ាងខ្លាំងរំពងមកពីខាងក្រៅរបងផ្ទះយូសំឡេងស៊ីរ៉ែនឡានប៉ូលីសភ្លាមខ្ញុំទាំងស្រឡាំងកាំងមួយភាំងមិនទាន់ទាំងដឹងខ្លួនថាមានរឿងអីកើតឡើងផងទ្វាររបងធំក៏ត្រូវគេបុកទម្លីផាំងនគរបាលជាង10នាក់ប្រដាប់ដោយអាវុធគ្រប់ដៃបានសម្រុកបុកចូលមកមិនទាន់ទាំងទុកឱកាសឲ្យខ្ញុំបើកមាត់និយាយពន្យល់មួយម៉ាត់ផងប៉ូលីស2នាក់ក៏ស្ទុះមកសង្កត់ក្បាលនិងទាញដៃខ្ញុំបត់ទៅក្រោយចាប់ញាប់អឹបទៅនឹងដីផ្លែតកន្លះម៉ោងក្រោយមកខ្ញុំក៏បានលេចមុខនៅក្នុងប៉ុស្តិ៍នគរបាលបាត់ទៅហើយពួកប៉ូលីសបាននាំខ្លួនខ្ញុំចូលទៅក្នុងបន្ទប់សួរចម្លើយដើម្បីធ្វើការស៊ើបអង្កេតសារភាពតាមត្រង់និងទទួលបានការបន្ធូរបន្ថយទោសពេលនេះឯងម្ចាស់ការចូលខ្លួនមកបំភ្លឺការពិតគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ខ្លួនឯងហើយក៏ខ្ញុំក៏តបទៅវិញទាំងងឹងឆ្ងល់ក៏បំភ្លឺឲ្យខ្ញុំបំភ្លឺរឿងអីឃើញទឹកមុខហាក់បីដូចជាមិនដឹងអីរបស់ខ្ញុំប៉ូលីសម្នាក់នោះក៏ចាប់ផ្ដើមឡើងកំហឹងភ្លេតចុះហេតុអីបានជាឯងត្រូវចុះដៃសម្លាប់មនុស្សមួយគ្រួសាររបស់គេបែបនេះសម្លាប់មនុស្សមួយគ្រួសារបានឬពាក្យមួយឃ្លានេះភ្លាមខួរក្បាលរបស់ខ្ញុំឡើងទេស្អាតឬសូវវងនៅក្នុងត្រចៀកតែម្ដងកាលពីជាង10ឆ្នាំមុនទោះបីជាខ្ញុំម្នាក់ឯងតាំងជាមួយមនុស្សរាប់ពាន់នាក់យ៉ាងស៊ីសាច់ហត់ឈាមក៏ដោយក៏ខ្ញុំមិនដែលផ្ដាច់ជីវិតមនុស្សណាម្នាក់ឡើយចុះហេតុអីបានជាថ្ងៃនេះស្រាប់តែចោទប្រកាន់ថាខ្ញុំបង្ករឿងក្តីដ៏ធំធេងដល់ថ្នាក់នេះទៅវិញឃើញខ្ញុំនៅតែរក្សាភាពស្ងៀមស្ងាត់មិនព្រមនិយាយភីគីមខាងទៀតក៏ទាញរូបថតមួយដុំធំបោកទុកមកលើតូននៅពីមុខខ្ញុំភ្លេតនៅក្នុងរូបថតនោះមានមនុស្សពីរបីនាក់ដេកស្លាប់រដូវកណែក្នុងក្លឹបឈាមពេញផ្ទៃការ៉ូហើយអ្នកដែលដេកស្លាប់ទាំងនោះមិនមែនជាអ្នកណាផ្សេងឡើយគឺជារូបរាងកាយរបស់ពូឆ្វេងព្រមទាំងសមាជិកគ្រួសាររបស់គាត់ទាំងអស់ខ្ញុំក៏វង្វេងស្មារតីអស់រលីងមនុស្សម្នាក់ដែលទើបតែខលទូរស័ព្ទនិយាយជាមួយខ្ញុំកាលពីសៀលថ្ងៃនេះសោះហេតុអីបានជាយប់ឡើងត្រូវគេសម្លាប់រង្គាលដាច់ខ្យល់ងាប់អស់បែបនេះក្រោយពេលព្យាយាមសម្រួលអារម្មណ៍ឲ្យត្រឡប់មកជាស្ងប់ស្ងាត់វិញខ្ញុំក៏បានរៀបរាប់ពីរឿងរ៉ាវដែលពូឆ្វេងខលមកអញ្ជើញខ្ញុំទៅហូបបាយនៅផ្ទះរបស់គាត់កាលពីសៀលនោះប្រាប់ប៉ូលីសគ្រប់ម៉ាត់ថែមទាំងហុចផុសតាងប្រវត្តិនៃការខលទូរស័ព្ទជូនពួកគាត់ពិនិត្យមើលទៀតផងខាងប៉ូលីសក្រោយពេលយកទៅផ្ទៀងផ្ទាត់ពិនិត្យមើលរួចរាល់ហើយពួកគាត់ក៏លេចចេញនៅមន្ទិលសង្ស័យនិងងឹងឆ្ងល់ដូចគ្នាដែរភ្លាមនោះខ្ញុំក៏នឹកឃើញដល់រឿងរ៉ាវមួយផ្លេតនៅក្នុងឡានរបស់ខ្ញុំមានបំពាក់កាមេរ៉ាសុវត្ថិភាពឲ្យតែទៅដកស្រង់យកវីដេអូនោះមកពិនិត្យមើលគឺអាចដឹងយ៉ាងច្បាស់ក្រឡែតហើយថាខ្ញុំពិតជាឃាតករសម្លាប់មនុស្សមែនឬក៏អត់ពួកប៉ូលីសស្ដាប់ហើយក៏ងក់ក្បាលពិភាក្សាគ្នាបន្តិចបន្ទាប់មកក៏ដើរចាក់ចេញពីបន្ទប់សួរចម្លើយបាត់ទៅរយៈពេល2ម៉ោងក្រោយមកទ្វារបន្ទប់សួរចម្លើយក៏ត្រូវគេបើកម្ដងទៀតរួចដោះលែងឲ្យខ្ញុំដើរចេញមកខាងក្រៅខ្ញុំគិតថាខ្ញុំអាចត្រឡប់ទៅផ្ទះវិញបានហើយប៉ុន្តែប៉ូលីសបែរជានិយាយថាខ្ញុំនៅមិនទាន់អាចចាក់ចេញទៅណាបានឡើយព្រោះថានៅពេលនេះខ្ញុំនៅតែស្ថិតនៅក្នុងបញ្ជីឈ្មោះមនុស្សដែលមានការសង្ស័យដដែលសម្ដីបែបនេះទោះបីជាជួបទុកតច្រកនិងហួសចិត្តយ៉ាងណាក៏ដោយក៏ខ្ញុំគ្មានសមត្ថភាពអីទៅតាំងជាមួយច្បាប់បានដែរមានតែបង្ខំចិត្តទទួលយកទាំងគ្មានជំរឿចំពេលនៅក្នុងវិនាទីដ៏ស្មុគស្មាញនោះឯងស្រាប់តែប្រពន្ធរបស់ខ្ញុំបានពលកូនស្រីតូចបោះជំហានដើរចូលមកក្នុងប៉ុស្តិ៍ប៉ូលីសទាំងទឹកមុខស្លន់ស្លោដើរចូលមកជាមួយប្រពន្ធរបស់ខ្ញុំគឺមានទាំងអាដាវនិងអាចៅផងដែរភ្លាមពេលដែលប្រពន្ធរបស់ខ្ញុំក៏លេចមកឃើញរូបរាងកាយខ្ញុំភ្លេតនាងក៏ស្ទុះមកអបត្រកងក្នុងទ្រូងរបស់ខ្ញុំយ៉ាងណែនទឹកភ្នែករបស់នាងបានហូរមកជោគជុំប្រឡាក់ពេញអាវរបស់ខ្ញុំក្រោយពេលយំយែកអស់មួយសន្ទុះធំទើបនាងបើកមាត់សួរនាំទាំងសឹកសួរក្បងនេះវាមានរឿងអីកើតឡើងឲ្យប្រាកដហ្នឹងហេតុអីបានជាពួកប៉ូលីសនិយាយថាបងទៅសម្លាប់មនុស្សបែបនេះខ្ញុំបានឬហើយក៏បានត្រឹមតែដកដង្ហើមធំទាំងតច្រករួចក៏រៀបរាប់ពីរឿងរ៉ាវដែលកើតឡើងកាលពីសៀលនោះប្រាប់ពួកគាត់ម្ដងទៀតអាដាវនិងអាចៅស្ដាប់ហើយក៏ផ្ទុះកំហឹងយ៉ាងខ្លាំងពួកវាដឹងច្បាស់ណាស់ថាខ្ញុំត្រូវគេដាក់អន្ទាក់បង្កាច់បង្ខូចហើយខ្លួនខ្ញុំផ្ទាល់ក៏ដឹងរឿងនេះច្បាស់ដូចគ្នាដែរប៉ុន្តែបញ្ហាសំខាន់បំផុតនៅពេលនេះគឺត្រូវស្វែងរកភស្តុតាងដើម្បីមកលាងជម្រះភាពស្អាតស្អំនិងភាពសង្ស័យរបស់ខ្ញុំចេញឲ្យបានប្រពន្ធរបស់ខ្ញុំជួបទឹកភ្នែករួចពោលថានាងនឹងជួបមេធាវីដែលខ្លាំងនិងពូកែបំផុតមកជួយការពារក្តីឲ្យខ្ញុំញឹមតិចរួចលូកដៃទៅអង្អែលសក់ក្បាលរបស់នាងខ្ញុំកុំបារម្ភអីអូនមនុស្សបើមិនបានធ្វើរឿងខុសឆ្គងនឹងសតិសម្បជញ្ញៈទេគឺមិនបាច់ខ្លាចខ្មោចមកគូសទ្វារផ្ទះឡើយបងជឿជាក់ថាពួកប៉ូលីសនឹងផ្ដល់ភាពយុត្តិធម៌និងភាពស្អាតស្អំត្រឡប់មកឲ្យបងវិញជាក់ជាមិនខានក្រោយពេលជែកលួងលោមប្រពន្ធបានពីដួងខ្ញុំក៏ត្រូវពួកប៉ូលីសនាំខ្លួនចូលទៅឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៅក្នុងចិត្តគិតថាលើកនេះខ្ញុំច្បាស់ជាត្រូវដេកសងំនៅក្នុងនោះអស់មួយរយៈពេលធំហើយប៉ុន្តែអ្នកណាទៅដឹងថាក្រោយពេលពួកប៉ូលីសបានសួរដេញដល់ពីព័ត៌មានលម្អិតមួយចំនួនពីរូបខ្ញុំរួចក៏បានទៅត្រួតពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងរំហ៊ុនព្រមទាំងកាមេរ៉ាសុវត្ថិភាពនៅក្នុងឡានរបស់ខ្ញុំរួចមកស្រាប់តែរកឃើញថាអ្វីដែលខ្ញុំបានរៀបរាប់គឺមានភាពស៊ីសង្វាក់គ្នាទាំងអស់វាគ្រប់គ្រាន់ក្នុងការបញ្ជាក់ថាខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការទៅចោះដៃសម្លាប់មនុស្សមួយគ្រួសាររបស់ពូឆ្វេងឡើយហើយដូច្នេះហើយទើបពួកគាត់សម្រេចចិត្តដោះលែងឲ្យខ្ញុំមានសេរីភាពដើរចេញមកក្រៅវិញការដើរចេញពីប៉ុស្តិ៍ប៉ូលីសលើកនេះនៅតែមានការរៀបចំក្បួនដង្ហែយ៉ាងធំដុំដដែលកូនចៅរបស់ខ្ញុំចូលតម្រង់ជួរជាពីរជួររួចស្រែកកំហុសរួមគ្នាជំរាបសួរបងឡុងសម្លឹងមើលឃើញទស្សនវិជ្ជាបែបនេះខ្ញុំមានអារម្មណ៍ហួសចិត្តនិងតច្រកបន្តិចព្រោះថាខ្លួនខ្ញុំនាពេលបច្ចុប្បន្ននេះពិតជាមិនចង់មកលេងក្បាច់អួតកម្លាំងឬរៀបចំក្បួនដង្ហែធិកអាធំបែបនេះទៀតឡើយប្រពន្ធរបស់ខ្ញុំពលកូនស្រីតូចដើរចូលមកក្បែរខ្លួនខ្ញុំរយៈពេលប៉ុន្មានថ្ងៃដែលខ្ញុំមិននៅផ្ទះនេះនាងមើលទៅស្គមធ្លាក់ខ្លួនចុះជាងមុនខ្លាំងណាស់នាងស្ទុះមកអបទ្រូងខ្ញុំរួចយំទីឥតជប់ឈរក្បងអូនគិតថាបងចង់បោះបង់ចោលអូននិងកូនឲ្យរស់នៅម្នាក់ឯងម្ដងទៀតទៅហើយយូសំលេងយំយែកដ៏គួរឲ្យអាណិតរបស់ប្រពន្ធខ្ញុំដកដង្ហើមធំវែងរួចក៏លូកដៃទៅអបក្រសោបរូបរាងកាយនាងនិងកូនស្រីតូចយ៉ាងណែនព្រមទាំងលងលងសឹកក្បែរត្រចៀកមិនទេអូនថ្ងៃក្រោយគ្មានរឿងបែបហ្នឹងកើតឡើងទៀតឡើយច្បាស់ជាគ្មានថ្ងៃឡើយ
អាចៅនិងអាដាវបានរៀបចំដុតជើងក្រានរងើកភ្លើងទុកឲ្យខ្ញុំដើររំលងថែមទាំងយកទឹកត្រាំស្លឹកក្រូចសើចមកប្រោះព្រំនៅលើខ្លួនប្រាណរបស់ខ្ញុំទៀតផងបន្ទាប់មកក៏បង្ខំឲ្យខ្ញុំប្រញាប់ទៅងូតទឹកលាងជម្រះកាយដើម្បីជំរុះរាល់ភាពផ្សេងនិងគ្រោះចង្រៃទាំងឡាយចេញឲ្យអស់ពីខ្លួនខ្ញុំបានត្រឹមតែលួចស្រក់សាយទាំងហួសចិត្តរួចពោលពួកឯងទាំងពីរនាក់នេះគិតតែពីរឿងជឿសុបលើអបិយជំនឿប្រយោជន៍តែម្ដងហើយប៉ុន្តែអាពីរនាក់នោះនៅតែទូចរឹងតឹងបង្ខំឲ្យខ្ញុំទៅឲ្យខាងតែបានរហូតតែប្រពន្ធរបស់ខ្ញុំបើកមាត់ជួយនិយាយដែរក្បងស្ដាប់តាមពួកវាទៅណាទើបខ្ញុំព្រមយល់ព្រមទាំងទុនចិត្តបាទអូនឲ្យបងស្ដាប់តាមគឺបងស្ដាប់តាមហើយលុះមកដល់កន្លែងម៉ាសាកោះជប់និងស្ទីមសូណានៅក្នុងអាងទឹកផ្កាឈូកទាំងមូលបែរជាមានតែរូបខ្ញុំម្នាក់ឯងគត់មិនបាច់គិតក៏ដឹងច្បាស់ថានេះគឺជាការរៀបចំចាត់ចែងផ្ដាច់បន្ទប់របស់អាចៅនិងអាដាវដែរនៅក្នុងខណៈពេលដែលខ្ញុំកំពុងតែដេកត្រាំទឹកយ៉ាងមានក្តីសុខស្រាប់តែមានសម្លេងបោះជំហានជើងយឺតលាន់នៅឡើងមកពីខាងក្រោយខ្នងរបស់ខ្ញុំកាលពីដំបូងខ្ញុំស្មានតែជាជាងកោះជប់ដុកឯដែលគេរៀបចំទុកទើបខ្ញុំពោលទាំងបិទភ្នែកជាងចាំបន្តិចទៀតសឹមមកជួយដុសខាត់ឲ្យខ្ញុំឲ្យខ្លាំងបន្តិចណាព្រោះអត់បានងូតទឹកដុកឯរកថ្ងៃហើយប៉ុន្តែភីគីម្ខាងទៀតបែរជាគ្មានការតបតវ័យបន្តិចសោះឡើយខ្ញុំចាប់ផ្ដើមដឹងខ្លួនថាមានភាពមិនប្រក្រតីភ្លាមក៏ក្រវ៉ាត់ខ្លួនងាកក្រោយយ៉ាងលឿនស្រាប់តែក្រឡេកឃើញទូខ្លួនហុងស៊ុយជាងកំពុងតែកាន់កាំបិតក្លេមួយដើមកែវភ្នែកទាំងគូរបស់វាឡើងក្រហមឆ្អៅដូចឈាមសម្លឹងមកខ្ញុំទាំងកំហឹងរួចក៏ស្ទុះមកចាក់សម្លាប់ខ្ញុំផ្លែតខ្ញុំប្រញាប់គេចខ្លួនចេញពីមុខកាំបិតយ៉ាងលឿនធ្វើឲ្យមុខកាំបិតរបស់វាត្រូវចាក់ចំខ្យល់ខ្ញុំលូកដៃទៅទាញយកកន្សែងពូកគោនៅក្បែរនោះមកកញ្ឆក់រំក្ដៃដែលកាន់កាំបិតរបស់វាជាប់យ៉ាងណែនរួចទាញសម្រុកមួយទំហឹងបោកទម្លាក់វាមកក្នុងអាងទឹកជាមួយខ្ញុំភ្លាមពេលដែលក្បាលរបស់វាទើបតែញើបចេញពីផ្ទៃទឹកខ្ញុំក៏សំពុងកណ្ដាប់ដៃមួយដៃចំផ្ទៃមុខរបស់វាយ៉ាងពេញទំហឹងផាំងហុងស៊ុយជាងត្រូវមួយកណ្ដាប់ដៃនេះវាឲ្យផ្ងាក្រោយលេចចូលទៅក្នុងទឹកម្ដងទៀតលុះត្រហក់ងើបក្បាលចេញពីក្នុងទឹកមកវិញវានៅតែសម្លឹងមើលមុខខ្ញុំទាំងខ្សែភ្នែកសាហាវខូខើអាខ្លាកាត់ទឹកអញធ្វើឲ្យអញធ្លាក់ខ្លួនវេទនាដល់ថ្នាក់នេះថ្ងៃនេះអញត្រូវតែមកគិតបញ្ជីបញ្ចប់រឿងរ៉ាវជាមួយអញឲ្យខាងតែបាននិយាយចាប់ភ្លាមវាលូកដៃទៅខាងក្រោយចង្កេះទាញយកកាំបិតខ្លីមួយដើមទៀតចេញមកផ្លែតខ្ញុំក៏ស្រែកសួរដេញដល់ទាំងកំហឹងហុងស៊ុយជាងចុះត្រង់ថារឿងរ៉ាវដែលពូឆ្វេងព្រមទាំងសមាជិកគ្រួសាររបស់គាត់ត្រូវគេសម្លាប់រង្គាលនោះគឺជារបស់ស្នាដៃអញមែនទេហុងស៊ុយជាងឬហើយក៏ភាំងស្លេកមួយផ្លែតបន្ទាប់មកក៏ផ្ទុះសម្លេងសាច់ហាហាទាំងឈួតលីលាបហាហាអញនេះក៏មិនល្ងងពេកដែរតាមិននឹកស្មានថាអាចទីដឹងរឿងនេះសោះភ្លើងកំហឹងនៅក្នុងទ្រូងរបស់ខ្ញុំកំពុងតែព្យាយាមសង្កត់ចិត្តធ្ងន់អ៊ូអញចង់ទម្លាក់កំហុសនិងបង្កាច់បង្ខូចអញហើយវាក្រវីក្បាលអញមិនបានល្ងងដល់ថ្នាក់នឹងទេល្បិចក៏ទម្លាក់កំហុសកំពេចកំពកបែបហ្នឹងសូម្បីតែក្មេងតូចក៏មើលដឹងច្បាស់ក្រឡែកដែរប៉ុន្តែគោលបំណងពិតប្រាកដរបស់អញគឺចង់មកផ្ដាច់ជីវិតអញនៅទីនេះឯងភ្លាមពេលដែលបានឮសម្ដីលាតត្រដាងចេញពីមាត់របស់វានៅក្នុងខួរក្បាលរបស់ខ្ញុំក៏ភ្លឺខ្វាច់យល់ច្បាស់ពីល្បិចកដ៏ស៊ីជម្រៅរបស់វាភ្លាមតាមពិតទៅការដែលវាចុះដៃសម្រាប់រង្គាលគ្រួសារពូឆ្វេងរួចលបកែច្នៃផុសតាំងទម្លាក់កំហុសមកលើរូបខ្ញុំនោះគ្រាន់តែជាជំហានដំបូងរបស់វាប៉ុណ្ណោះគោលបំណងពិតប្រាកដគឺចង់ខ្ទាស់ជាងបង្ខំឲ្យខ្ញុំត្រូវប៉ូលីសចាប់ញាត់ទៅដេកនៅក្នុងគុកពីរបីថ្ងៃសិនព្រោះវាដឹងច្បាស់ពីទម្លាប់និងទំនៀមទម្លាប់របស់បងប្អូនក្នុងសង្គមអ្នកថាឲ្យតែបានដោះលែងចេញពីគុកឬប៉ុស្តិ៍ប៉ូលីសវិញភ្លាមច្បាស់ជាត្រូវធ្វើដំណើរទៅរកកន្លែងម៉ាសាស្ទីមសូណាដើម្បីងូតទឹកលាងជម្រះគ្រោះចង្រៃជាក់ជាមិនខានហើយកន្លែងកោះជប់ម៉ាសាមួយកន្លែងនេះគឺជាទ្រព្យសម្បត្តិនិងអាជីវកម្មមិនស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ដូច្នេះការដែលខ្ញុំមកងូតទឹកគឺច្បាស់ជាត្រូវតែជ្រើសរើសមកទីនេះដាច់ខាតហើយខ្ញុំមិនអាចទុកចិត្តមិនសរសើរមិនបានឡើយដើម្បីចង់សម្រាប់រូបខ្ញុំវាក៏ខំចំណាយកម្លាំងកាយចិត្តរៀបចំផែនការយ៉ាងល្អិតល្អន់ដល់ថ្នាក់នេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្វីដែលវាខំធ្វើគឺគ្មានប្រយោជន៍សូម្បីតែបន្តិចឡើយហុងស៊ុយជាងក្តាប់កាំបិតខ្លីនៅក្នុងដៃសាច់ដុំនៅលើផ្ទៃមុខរបស់វាឡើងញ័រត្រឹកទាំងកំហឹងបន្ទាប់មកវាស្រែកកំហុកមួយសម្លេងយ៉ាងខ្លាំងរួចស្ទុះបុកសម្រុកមករកខ្ញុំផ្លែតខ្ញុំពិតជាមិនយល់សោះឡើយតើវាបានសេចក្តីក្លាហាននិងជំនឿចិត្តមកពីណាទើបហ៊ានសម្រេចចិត្តលុបចូលមកធ្វើជាខ្ញុំម្នាក់ឯងបែបនេះកាលពីឆ្នាំនោះមនុស្សជាមួយ000អ្នកនៅតែមិនអាចផ្ដាច់ជីវិតខ្ញុំបានផងចុះទម្រាំតែពេលនេះវាមកស្រមៃចង់មកសម្លាប់ខ្ញុំម្នាក់ឯងហ៎ខ្ញុំគ្រាន់តែងាកគេចខ្លួនបន្តិចដើម្បីគេចផុតពីមុខកាំបិតរបស់វារួចថែមមួយជើងធាក់ចំសៀបការបស់វាយ៉ាងពេញទំហឹងផាំងវាស្រែកធ្ងន់មួយសម្លេងទាំងធ្ងន់ធ្ងររួចក៏ដួលកាប់មុខលេចចូលទៅក្នុងអាងទឹកម្ដងទៀតខ្ញុំក៏លូកដៃទៅចាប់អូសក្បាលវាចេញពីក្នុងទឹករួចប្រវត្តិខ្លួនវាបោកទៅលើការរកខាងលើរួចក៏ទូរស័ព្ទរាយការណ៍ជូនប៉ូលីសភ្លាមពីថ្ងៃក្រោយមកខ្ញុំបានទទួលដំណឹងពីខាងប៉ូលីសមកថាហុងស៊ុយជាងបានព្រមបើកមាត់សារភាពរបស់បទល្មើសទាំងអស់ហើយប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺនៅក្នុងខណៈពេលដែលវាកំពុងតែសារភាពទោសកំហុសរបស់ខ្លួនវាក៏បានឆ្លៀតឱកាសលុបដាក់ពាក្យប្តឹងរាយការណ៍ចោទប្រកាន់មកលើរូបខ្ញុំនិងក្រុមហ៊ុនរបស់ខ្ញុំថែមទៀតផងហេតុផលនៃការប្តឹងរាយការណ៍របស់វាគឺចោទប្រកាន់ថាខ្ញុំនិងក្រុមហ៊ុនរបស់ខ្ញុំលបលួចធ្វើចំនួនខុសច្បាប់និងរកស៊ីរឿងងឹតដែលមិនអាចឲ្យគេដឹងឬបានភ្លាមពេលដែលដឹងដំណឹងមួយនេះខ្ញុំផ្ទុះសំណើចទាំងហួសចិត្តជាខ្លាំងបន្ទាប់មកពួកប៉ូលីសក៏បានចុះមកធ្វើការស៊ើបអង្កេតនិងត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្ញុំយ៉ាងលម្អិតហើយលទ្ធផលនៃការស្រាវជ្រាវគឺច្បាស់ណាស់ថាគ្មានបញ្ហាអីទាស់ឆ្គងបន្តិចសោះឡើយព្រោះថាតាំងពីមុនពេលដែលខ្ញុំដោះលែងចេញពីគុកម្លេះអាចៅនឹងអាដាវបានបោះបង់ចោលរាល់មុខរបរងឹតខុសច្បាប់ទាំងឡាយអស់រលីងទៅហើយនាពេលបច្ចុប្បន្ននេះពួកយើងគឺជាអ្នករកស៊ីស្របច្បាប់យ៉ាងពេញមុខពេញមាត់បំផុតនៅក្នុងសង្គមមិនយូរប៉ុន្មានហុងស៊ុយជាងក៏ត្រូវតុលាការបើកសំណុំការកាត់ទោសជាផ្លូវការឬដំណឹងមកថានៅក្នុងតុលាការវាថែមទាំងបានធ្វើពើដើរទូធ្វើជាមនុស្សឈួតលបឡាយបាត់បង់ស្មារតីដើម្បីចង់គេចវេសពីការបន្ទាទោសរបស់ច្បាប់ទៀតផងប៉ុន្តែត្រូវគ្រូពេទ្យជំនាញពិនិត្យដឹងនិងវិបំបាក់ល្បិចកលរបស់វាបានទាន់ពេលវេលាដោយសារតែទង្វើនិងបទល្មើសរបស់វាមានសភាពខូចខើធ្ងន់ធ្ងរនិងអាក្រក់ហួសហេតុពេកតុលាការក៏បានសម្រេចចិត្តបន្ទាទោសប្រហារជីវិតវាភ្លាមតែម្ដងចំណែកឯក្រុមហ៊ុនហុងសឹងវិញស្ថិតនៅក្រោមការដឹកនាំរបស់ខ្ញុំគឺមានការរីកចម្រើននិងអភិវឌ្ឍទៅមុខយ៉ាងលឿនរហ័សថែមទាំងមានពង្រីកអាជីវកម្មមួយចំនួនរហូតដល់ទឹករើប្រទេសទៀតផងនៅក្នុងតំបន់នេះក្រុមហ៊ុនពួកយើងគឺជាសហគ្រាសដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុតព្រមទាំងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុករហូតដល់ទៅរាប់ម៉ឺនកន្លែងថែមទាំងទទួលបានការសរសើរលើកទឹកចិត្តនិងការផ្ដល់បានសរសើរពានរង្វាន់កិត្តិយសជាច្រើនពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៀតផងមួយឆ្នាំក្រោយមកប្រពន្ធរបស់ខ្ញុំក៏បានសម្រាលកូនប្រុសម្នាក់ជូនខ្ញុំបន្ថែមទៀតខ្ញុំបានចំណាយលុយទិញវីឡាដ៏ប្រណិតមួយនៅក្បែរមាត់សមុទ្រដើម្បីនាំសមាជិកគ្រួសារទាំង4នាក់មកសម្រាប់លំហែកាយនៅទីនេះយ៉ាងមានក្តីសុខបំផុតចំពោះកិច្ចការងារនៅក្នុងក្រុមហ៊ុនវិញគឺបណ្ដោយឲ្យអាចៅព្រមទាំងអាដាវជាអ្នកមើលថែទាំនិងចាត់ចែងគឺគ្រប់គ្រាន់បាត់ទៅហើយខ្ញុំដេកទម្លាក់ខ្លួននៅលើកៅអីឆ្នេរខ្សាច់ដោយមានប្រពន្ធរបស់ខ្ញុំមកដេកក្បែរទ្រូងយ៉ាងកក់ក្ដៅពួកយើងទាំងពីរនាក់បានរួមគ្នាសម្លឹងមើលទៅកូនប្រុសនិងកូនស្រីតូចដែលកំពុងតែអង្គុយលេងដេកខ្សាច់នៅលើដីជាមួយគ្នានាងបានងាកមកញឹមរកខ្ញុំតិចរួចពោលក្បងជីវិតដែលពោពេញដោយក្តីសុខសាមញ្ញបែបនេះកាលពីមុនគឺជាអ្វីដែលអូនធ្លាប់តែស្រមៃនិងប៉ងប្រាថ្នាចង់បានបំផុតមិននឹកស្មានថាថ្ងៃនេះវាអាចក្លាយជាការពិតសោះឡើយគឺត្រូវហើយនៅក្នុងឆាកជីវិតរបស់ខ្ញុំធ្លាប់ឆ្លងកាត់ចំណុចកំពូលនៃអំណាចមកហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាល់កេរ្តិ៍ឈ្មោះនិងអំណាចកាលពីអតីតកាលទាំងនោះវាគ្រាន់តែជាផ្សែងអាប់ដែលហោះកាត់ភ្នែកតែប៉ុណ្ណោះវាមិនអាចមកប្រៀបផ្ទឹមទៅនឹងវិនាទីដ៏មានក្តីសុខនិងសុភមង្គលជាមួយគ្រួសារនាពេលបច្ចុប្បន្ននេះឡើយកាលពីមុនខ្ញុំអាចជាកូនខ្លាកាត់ទឹកដ៏មានឥទ្ធិពលម្នាក់នៅក្នុងសង្គមងឹតប៉ុន្តែទៅថ្ងៃអនាគតខ្ញុំនឹងស្ម័គ្រចិត្តធ្វើត្រឹមតែជាស្វាមីដ៏សាមញ្ញម្នាក់របស់ប្រពន្ធនិងជាឪពុកដ៏ល្អសាមញ្ញម្នាក់របស់កូនតែប៉ុណ្ណោះ